KFA, Channel 3. You're listening to Radio Free Asia. The following program is in Khmer. Nǐ chi càm bi tiệp xáy vệt chiu a zì sáy. Nǐ chi càm bi tiệp xáyរបស់វិទ្យុអាស៊ីសេរីជាភាសាខ្មែរវិទ្យុអាស៊ីសេរីសូមស្វាគមន៍លោកអ្នកនាងទាំងអស់ពីរដ្ឋធានី Washington នៃសហរដ្ឋអាមេរិកចាប់ពីរដ្ឋធានី Washington នាងខ្ញុំម៉ៅសុធានីសូមជម្រាបសួរលោកអ្នកស្ដាប់ទាំងអស់ជាទីមេត្រីខ្ញុំបាទហេងសកលក៏សូមជម្រាបសួរលោកអ្នកនាងជាទីគោរពរាប់អានចាយើងខ្ញុំសូមជូនកម្មវិធីផ្សាយសម្រាប់ព្រឹកថ្ងៃប្រហ័ស11កើតខែកដិកឆ្នាំវកអត្តស័កពុទ្ធសករាជ2560ហើយដល់ត្រូវនឹងថ្ងៃទី10ខែវិច្ឆិកាគ្រិស្តសករាជ2016ជាដំបូងនេះសូមអញ្ជើញលោកអ្នកនាងស្ដាប់ព័ត៌មានប្រចាំថ្ងៃមេដឹកនាំគណៈបកធំទាំងពីរសង្ឃឹមថាកម្ពុជានឹងមានទំនាក់ទំនងល្អជាមួយប្រធានាធិបតីសហរដ្ឋអាមេរិកថ្មីលោក Donald Trump លោកហ៊ុនសែនសរសើរអតីតព្រះមហាក្សត្រដែលទាមទារឯករាជ្យពីអាណានិគមបារាំងពលរដ្ឋក្នុងស្រុកស្នួលខេត្តត្រចេះជាង800នាក់តវ៉ាបញ្ហាក្រុមហ៊ុនវៀតណាមបិទស្ពានមិនឲ្យពលរដ្ឋដឹកកសិផលវៀតណាមនៅតែបន្តជួលដីខ្មែរនៅតាមខ្សែបន្ទាត់ព្រំដែនក្នុងខេត្តតាកែវរួមនឹងព័ត៌មានផ្សេងៗមួយចំនួនទៀតជាបន្តទៅទៀតនេះខ្ញុំបាទហេងសកលសូមជូនព័ត៌មានពិស្ដាអ្នកនយោបាយនិងសង្គមស៊ីវិលគាំទ្រលទ្ធផលបោះឆ្នោតរបស់សហរដ្ឋអាមេរិកដោយយល់ឃើញថាការបោះឆ្នោតនេះមានសេរីត្រឹមត្រូវនិងយុត្តិធម៌ដែលជាលទ្ធផលឆ្លុះបញ្ចាំងពីឆន្ទៈរបស់ពលរដ្ឋផ្ទាល់គណៈបកកណ្ដាលអំណាចនិងគណៈបកប្រឆាំងបានត្រៀមខ្លួនដូចគ្នាដើម្បីពង្រឹងទំនាក់ទំនងល្អជាមួយប្រធានាធិបតីថ្មីគឺលោក Donald Trump មកពីគណៈបកសាធារណរដ្ឋពីរដ្ឋធានី Washington លោកសេចបណ្ឌិតរាយការណ៍ព័ត៌មាននេះភ្លាមនៅក្រៅការប្រកាសលទ្ធផលឆ្នោតនៅសហរដ្ឋអាមេរិកកាលពីថ្ងៃពុធម្សិលមិញអ្នកនយោបាយខ្មែរបានសរសេរសារលិខិតព្រមគ្នាស្វាគមន៍លោក Donald Trump មកពីខាងគណៈបកសាធារណរដ្ឋដែលឈ្នះគូប្រកួតរបស់ខ្លួនគឺអ្នកស្រី Hillary Clinton មកពីខាងគណៈបកប្រជាធិបតេយ្យលោកសំរងស៊ីមេដឹកនាំគណៈបកសង្គ្រោះជាតិដែលកំពុងរស់នៅនៃប្រទេសខ្លួនក្រៅប្រទេសបានសម្ដែងការគាំទ្រប្រធានាធិបតីថ្មីទី45របស់សហរដ្ឋអាមេរិកគឺលោក Donald Trump លោកសំរងស៊ីបានសរសេរនៅលើបណ្ដាញសង្គម Facebook របស់លោកនិងបានផ្ដល់បទសម្ភាសន៍ជាមួយអាស៊ីសេរីកាលពីយប់មិញថាលទ្ធផលនៃការបោះឆ្នោតក្នុងសហរដ្ឋអាមេរិកនៅតែបន្តលើកកម្ពស់សិទ្ធិមនុស្សជាសកលលទ្ធិប្រជាធិបតេយ្យយុត្តិធម៌ជាពិសេសមានការផ្លាស់ប្ដូរមេដឹកនាំថ្មីគេមិនដែលឲ្យគណៈបកណាអិសរជនណាប្រជានាធិបតីណាកាន់អំណាចលើសពី2អាណត្តិទេដូច្នេះនៅប្រទេសកម្ពុជាបើមានអាណាខ្លះថាគោរពកោតសរសើរលទ្ធិប្រជាធិបតេយ្យនៅសហរដ្ឋអាមេរិកគួរណាស់យកគំរូតាមការកំណត់អាណត្តិមិនឲ្យលើសពី2អាណត្តិមិនមែនដូចនៅប្រទេសកម្ពុជានាយករដ្ឋមន្ត្រីកាន់អាណត្តិកាន់តំណែង6 7អាណត្តិនឹងជាជនផ្ដាច់ការហើយនៅសហរដ្ឋអាមេរិកมันអាចមានជនផ្ដាច់ការបានទេពីព្រោះគេដឹកនាំប្រទេសមិនមែនអាស្រ័យលើបុគ្គលទេគឺគេមានប្រព័ន្ធគ្រប់គ្រងប្រទេសផ្អែកលើស្ថាប័នឯករាជ្យលោកសំរងស៊ីជឿជាក់ថាជំហរនិងគោលនយោបាយរបស់សហរដ្ឋអាមេរិកនឹងគ្មានអ្វីផ្លាស់ប្ដូរនោះទេចំពោះប្រទេសកម្ពុជាដែលជាប្រទេសកំពុងទទួលរងការឈឺចាប់ពីការធ្លាក់ចុះយ៉ាងខ្លាំងនៃការគោរពសិទ្ធិមនុស្សនិងលទ្ធិប្រជាធិបតេយ្យលោកនាយករដ្ឋមន្ត្រីហ៊ុនសែនក្នុងនាមជារដ្ឋាភិបាលនិងប្រជាជនកម្ពុជាក៏បានផ្ញើសារលិខិតអបអរសាទរដល់ជ័យជំនះរបស់លោក Donald Trump និងបានជូនពរឲ្យប្រធានាធិបតីថ្មីបំពេញបេសកកម្មនិងការទទួលខុសត្រូវខ្ពស់ចំណែកក្រុមអ្នកតាមដានស្ថានភាពនយោបាយវិញក៏បានគាំទ្រលទ្ធផលឆ្នោតនៅសហរដ្ឋអាមេរិកដែរដោយចាត់ទុកការបោះឆ្នោតនោះធ្វើឡើងដោយត្រឹមត្រូវយុត្តិធម៌និងគ្មានការគំរាមកំហែងបំផិតបំភ័យឬបង្កការលំបាកណាមួយដល់អ្នកចូលរួមបោះឆ្នោតនោះឡើយជាពិសេសគេក៏សម្គាល់ឃើញទៀតថានៅក្រៅដឹងលទ្ធផលឈ្នះឆ្នោតហើយនោះមេដឹកនាំនយោបាយធំគេចាប់ដៃរួមគ្នាធ្វើការដើម្បីជាប្រយោជន៍ប្រទេសជាតិខ្លួននិងពិភពលោកទាំងមូលដោយទុករឿងរ៉ាវប្រឈមមុខដាក់គ្នាកាលពីពេលឃោសនារកការគាំទ្រមុនការបោះឆ្នោតនោះដោយឡែក
អ្នកសិក្សាស្រាវជ្រាវនិងអភិវឌ្ឍសង្គមលោកបណ្ឌិតមាសនេះមានប្រសាសន៍ថាទន្ទឹមនឹងការអបអរសាទរលោកក៏ចង់ឃើញការបោះឆ្នោតនៅកម្ពុជានាពេលខាងមុខមានទស្សនវិជ្ជាដូចនៅសហរដ្ឋអាមេរិកដែរលោកបន្តថានៅកម្ពុជាឲ្យតែជិតដល់ពេលបោះឆ្នោតម្ដងប្រជាពលរដ្ឋតែងតែទទួលបានស្ទើរគ្រប់រសជាតិទាំងការភ័យខ្លាចជាប់គុកសម្លុតការគំរាមកំហែងគ្រប់រូបភាពដែលជាការយកឈ្នះចាញ់បែបហិង្សានិងខុសពីគោលការណ៍លទ្ធិប្រជាធិបតេយ្យដូចជាយើងឃើញពីមុនតែងតែមានការចល័តទ័ពឬក៏រត់ក្រោះទាហានបាទខ្ញុំសង្ឃឹមថានៅក្នុងការបោះឆ្នោត2017-2018នេះប្រហែលជារត់ក្រោះអីត្រូវជួសជុលឲ្យហើយពីឥឡូវទៅហើយយកទៅទុកឲ្យស្រួលទៅហើយទាហានក្នុងការចល័តទាហានអីអាចរុះរើទីតាំងអីរុះរើឲ្យទៅកុំនាំធ្វើនៅក្នុងពេលបោះឆ្នោតអីព្រោះអីវាផ្ដល់ឲ្យមានការភ័យខ្លាចសម្រាប់ពលរដ្ឋជុំវិញលទ្ធផលបោះឆ្នោតរបស់សហរដ្ឋអាមេរិកនេះដែរប្រធានអង្គការវេទិកាអនាគតលោកអូវីរៈសង្កេតឃើញដែរថាការបោះឆ្នោតនៅសហរដ្ឋអាមេរិកគឺគេធ្វើឡើងដោយបើកចំហនិងមានស្ថាប័នឯករាជ្យជាច្រើនដែលធានាដល់ការបោះឆ្នោតនោះឲ្យប្រព្រឹត្តទៅដោយសេរីយុត្តិធម៌ដោយពុំមានការព្រួយបារម្ភឡើយប្រទេសកម្ពុជាគឺមានការព្រួយបារម្ភតែបើសិនគណៈបកនេះឈ្នះទៅតើគេនឹងបោះបង់អំណាចអត់តើយោធានឹងគ្រប់គ្រងអត់ឬមួយក៏តុលាការនឹងគិតមិនអីមិនគឺអត់ទេនៅស្រុកគេអត់មានជនបទហ្នឹងទេអ្នកនាំពាក្យស្ថានទូតសហរដ្ឋអាមេរិកប្រចាំនៅកម្ពុជាលោក Jeremy បានថ្លែងទៅកាន់អ្នកសារព័ត៌មានកាលពីថ្ងៃពុធថាទំនាក់ទំនងរវាងកម្ពុជានិងសហរដ្ឋអាមេរិកនៅតែរឹងមាំដដែលបើទោះបីជាអ្នកណាឡើងធ្វើជាប្រធានាធិបតីក៏ដោយចុះខ្ញុំសេកបណ្ឌិតវិទ្យុអាស៊ីសេរីពីរដ្ឋធានី Washington លោកអ្នកនាងជាទីមេត្រីព្រះមហាក្សត្រសម្ដេចព្រះនរោត្តមសីហមុនីយាងចូលជាព្រះរាជអធិបតីក្នុងទិវាប្រារព្ធខួបឯករាជ្យជាតិ9វិច្ឆិកានៅវិមានឯករាជ្យរាជធានីភ្នំពេញកាលពីថ្ងៃពុធម្សិលមិញអ្នកនយោបាយមកពីគណៈបកប្រឆាំងយល់ថាបើទោះបីកម្ពុជាមានឯករាជ្យក្តីប៉ុន្តែអ្នកនយោបាយខ្មែរសពថ្ងៃមិនទាន់មានឯកភាពគ្នានៅឡើយទេសូមស្ដាប់សេចក្តីរាយការណ៍របស់លោកប្រាជៀវខួបលើកទី63ដែលកម្ពុជាទទួលបានឯករាជ្យពីបារាំងត្រូវបានរៀបចំឡើងយ៉ាងអធិកអធមក្រោមព្រះរាជអធិបតីភាពរបស់ព្រះមហាក្សត្រព្រះបាទសម្ដេចនរោត្តមសីហមុនីប្រធានព្រឹទ្ធសភាប្រធានរដ្ឋសភាប្រមុខរដ្ឋាភិបាលនិងមន្ត្រីរាជការគ្រប់ស្ថាប័នព្រមទាំងប្រជាពលរដ្ឋក្រុមភ្លេងតបត្រែក៏បានបន្លឺសំឡេងឡើងខ្ទរពេញបរិវេណវិមានឯករាជ្យនៅពេលដែលព្រះមហាក្សត្រនិងគណៈប្រតិភូយាងនឹងអញ្ជើញមកដល់វិមានឯករាជ្យអ្នកចូលរួមកាន់ផ្កាកាន់បដាពាក្យស្លោកព្រះឆាយាល័ក្ខណ៍ព្រះមហាក្សត្រនិងព្រះសកម្មភាពរបស់សម្ដេចព្រះនរោត្តមសីហនុដែលទ្រង់ទាមទារឯករាជ្យពីបារាំងប្រធានគណៈកម្មការជាតិរៀបចំការបោះឆ្នោតហៅកាត់ថាកោជបលោកសេកប៊ុនហុកឲ្យដឹងថាលោកបានរៀបចំឲ្យថ្នាក់ដឹកនាំកោជបមកចូលរួមដោយលោកបញ្ជាក់ថាបើខ្មែរភ្លេចថ្ងៃបុណ្យឯករាជ្យឬភ្លេចសម្ដេចសីហនុមិនមែនជាខ្មែរទេចឹងហើយបានអមរៀបចំរហូតដល់ថ្នាក់ដឹកនាំទាំងអស់ว่าកោជបត្រូវតែមកចូលរួមគឺចាត់ទុកជាបុណ្យរបស់ជាតិយើងគឺអត់ត្រូវភ្លេចទេហើយជាពិសេសបើយើងភ្លេចគុណូបការៈរបស់បិតាហ្នឹងអាហ្នឹងគឺមិនខ្មែរទេជាការកត់សម្គាល់ក្នុងពេលប្រពៃពិធីលោកនាយករដ្ឋមន្ត្រីហ៊ុនសែនបានចូលជជែកជាមួយតំណាងរាជគណៈបកសង្គ្រោះជាតិដូចជាលោកយ៉ែមពញ្ញរិទ្ធនិងលោកអេងឆៃអៀងដោយទឹកមុខញញឹមធម្មតានៅពេលប្រពៃពិធីលោកហ៊ុនសែនមិនបានថ្លែងអ្វីនោះទេប៉ុន្តែលោកបានសរសេរនៅលើទំព័រ Facebook របស់លោកដោយលោកនិយាយថាបើគ្មានការតស៊ូទាមទារឯករាជ្យពីព្រះបិតាអតីតព្រះមហាក្សត្រខ្មែរសម្ដេចព្រះនរោត្តមសីហនុពីអាណានិគមបារាំងទេកម្ពុជាគ្មានឯករាជ្យឡើយចំណែកប្រធានស្ដីទីគណៈបកសង្គ្រោះជាតិលោកកឹមសុខាសរសេរនៅលើ Facebook របស់លោកដែរថាឯករាជ្យជាតិគឺជាគុណតម្លៃដ៏ឧត្តមឧត្តមសម្រាប់ជាតិសាសន៍នីមួយៗប៉ុន្តែលោកថាជាអកុសលតាមប្រវត្តិសាស្ត្រដោយសារតែមហិច្ឆតារបស់អ្នកនយោបាយអ្នកដឹកនាំខ្មែរចំនួនខ្លះដើម្បីជ័យជំនះខ្មែរគ្នាឯងដើម្បីអំណាចផ្ទាល់ខ្លួនឬក្រុមឬបកខ្លួនសុកចិត្តទទួលយកឬជ្រកក្រោមអំណាចត្រួតត្រាឬក៏អាណានិគមរបស់បរទេសបើទោះជាមានគ្រោះថ្នាក់ដល់ប្រទេសជាតិនិងប្រជាពលរដ្ឋខ្លួនក៏ដោយជុំវិញការជជែកគ្នារវាងលោកហ៊ុនសែនជាមួយតំណាងរាជគណៈបកប្រឆាំងលោកអេងឆៃអៀងតំណាងរាជគណៈបកសង្គ្រោះជាតិប្រាប់ថាលោកហ៊ុនសែននិយាយជាមួយលោកគ្រាន់តែជាការជជែករឿងសុខភាពទេមានទេបើកាន់តែនិយាយពីនេះពីនោះពីរឿងបញ្ហាសុខភាពបញ្ហាហាត់ប្រាណបញ្ហាអីទៅប៉ុណ្្នឹងទេបាទតេតងពិធីបុណ្យឯករាជ្យជាតិវិញម្ដង
តំណាងរាជគណៈបកប្រឆាំងរូបនេះយល់ថាបុណ្យឯករាជ្យជាថ្ងៃសំខាន់របស់ពលរដ្ឋខ្មែរហើយលោកតែងតែចូលរួមពិធីនេះជារៀងរាល់ឆ្នាំប៉ុន្តែលោកថាសម្រាប់ការចូលរួមនៅពេលនេះលោកមិនសូវសប្បាយចិត្តទេត្បិតអីប្រធាននិងអនុប្រធានរបស់លោកគឺលោកសំរងស៊ីនិងលោកកឹមសុខាមិនបានមកចូលរួមដែលលោកយល់ថាអ្នកនយោបាយខ្មែរសពថ្ងៃមិនទាន់មានឯកភាពគ្នានៅឡើយវាបង្ហាញថានយោបាយយើងអត់ទាន់ថាអត់ទាន់មានការឯកភាពជាតិបាទអត់ទាន់មានការឯកភាពជាតិខ្មែរយើងអត់ទាន់មានការឯកភាពគ្នានៅឡើយទេបាទប៉ុន្តែខ្ញុំជឿជាក់ថានឹងមានការឯកភាពគ្នានៅពេលខាងមុខបាទកម្ពុជាបានទាមទារឯករាជ្យពេញលេញពីអាណានិគមបារាំងនៅឆ្នាំ1953ថ្ងៃទី9ខែវិច្ឆិកាក្រោយពីបារាំងគ្រប់គ្រងខ្មែរអស់រយៈពេល90ឆ្នាំព្រះរាជពិធីបុណ្យឯករាជ្យជាតិលើកទី63ឆ្នាំនេះក្រៅពីមន្ត្រីជាន់ខ្ពស់ស្ថាប័នជាតិនានាចូលរួមនិងតំណាងរាជគណៈបកប្រឆាំងចូលរួមក៏មានការចូលរួមពីអង្គទូតនានាប្រចាំនៅកម្ពុជាដែរចំណែកប្រជាពលរដ្ឋដែលចូលរួមដែរនោះតាមរយៈការសម្ភាសប្រជាពលរដ្ឋមួយចំនួនពួកគេចង់ឃើញអ្នកនយោបាយចរចាគ្នាឡើងវិញដើម្បីបញ្ចប់វិបត្តិប៉ុន្តែគណៈបកកណ្ដាលអំណាចនៅតែរក្សាចំហមិនចរចាគណៈសំណុំរឿងគណៈបកប្រឆាំងតុលាការមិនទាន់បញ្ចប់នៅឡើយសិស្សរៀននៅវិទ្យាល័យអនុវត្តរាជធានីភ្នំពេញកញ្ញានីផាលីបង្ហាញការសប្បាយចិត្តនៅពេលដែលបានឃើញប្រទេសកម្ពុជាមានឯករាជ្យដូចនេះជាងនេះទៅទៀតយុវតីដដែលចង់ឃើញអ្នកនយោបាយខ្មែរឈប់ឆ្លោះគ្នាព្រោះកញ្ញាយល់ថាអ្នកនយោបាយទាស់គ្នានឹងធ្វើឲ្យប្រទេសគ្មានសន្តិភាពចាចង់ឃើញត្រូវរើគ្នាវិញអត់ឆ្លោះគ្នាព្រោះខ្មែរដូចគ្នាខ្លាចថាប៉ះពាល់មានបាតកម្មអីប៉ះពាល់ដល់ប្រទេសជាតិអីចាព្រះករណាព្រះបាទសម្ដេចនរោត្តមសីហមុនីយាងចូលទិវាខួបឯករាជ្យជាតិលើកទី63ព្រះអង្គយាងសម្ដែងសម្ដាលជាមួយនឹងមើលសមុខមន្ត្រីនិងក្រុមពលរដ្ឋក្នុងឱកាសនោះព្រះមហាក្សត្រក៏ប្រទានភ្លើងជ័យនៅចំកណ្ដាលវិមានឯករាជ្យអមដោយប្រធានព្រឹទ្ធសភាប្រធានរដ្ឋសភាប្រមុខរដ្ឋាភិបាលនិងសម្ដេចព្រះសង្ឃទាំងពីរគណៈជាទម្លាប់ភ្លើងជ័យត្រូវរក្សាទុករយៈពេល3ថ្ងៃមានន័យថារហូតដល់ល្ងាចថ្ងៃទី11ខែវិច្ឆិកាព្រះមហាក្សត្រនឹងយាងពន្លត់ភ្លើងជ័យនោះខ្ញុំប្រាជ្ញអាស៊ីសេរីភ្នំពេញតកតងនឹងខួបទី63នៃទិវាឯករាជ្យជាតិនេះដែរលោកនាយករដ្ឋមន្ត្រីហ៊ុនសែនបានសរសេរនៅ Facebook របស់លោកថាបើគ្មានការតស៊ូទាមទារឯករាជ្យរបស់អតីតព្រះមហាក្សត្រខ្មែរសម្ដេចព្រះនរោត្តមសីហនុពីអាណានិគមបារាំងបានទេកម្ពុជានឹងគ្មានឯករាជ្យទេឡើយចំណែកប្រធានស្ដីទីគណៈបកសង្គ្រោះជាតិលោកកឹមសុខាបានសរសេរនៅលើ Facebook របស់លោកដែរថាឯករាជ្យជាតិគឺជាគុណតម្លៃដ៏ឧត្តមឧត្តមសម្រាប់ជាតិសាសន៍នីមួយៗប៉ុន្តែលោកថាជាអកុសលតាមប្រវត្តិសាស្ត្រដោយសារតែមហិច្ឆតារបស់អ្នកនយោបាយដឹកនាំខ្មែរចំនួនខ្លះដើម្បីយកឈ្នះខ្មែរគ្នាឯងនិងដើម្បីអំណាចផ្ទាល់ខ្លួនរបស់ក្រុមឬបកពួកខ្លួនដោយសុខចិត្តទទួលយកឬច្រកក្រោមអំណាចត្រួតត្រាឬអាណានិគមរបស់បរទេសទោះជាមានគ្រោះថ្នាក់ដល់ប្រទេសជាតិនិងប្រជាពលរដ្ឋខ្លួនក៏ដោយគណៈអភិបាលរាជធានីភ្នំពេញប្រកាសថាពង្រៀងចរាចរណ៍លើផ្លូវច្រកចូលរាជធានីភ្នំពេញចំនួន9កន្លែងនៅក្នុងពេលបុណ្យអុំទូកអកអំបុកនិងសំពះព្រះខែចាប់ពីថ្ងៃទី13ដល់ថ្ងៃទី15វិច្ឆិកាដើម្បីកាត់បន្ថយការកកស្ទះចរាចរណ៍សេចក្តីជូនដំណឹងសាលារាជធានីកាលពីថ្ងៃទី9វិច្ឆិកាឲ្យដឹងថាអាជ្ញាធរនឹងហាមឃាត់រថយន្តដឹកទំនិញគ្រប់ប្រភេទនិងរថយន្តដឹកបេតុងចេញចូលភ្នំពេញចាប់ពីថ្ងៃទី12រហូតដល់ថ្ងៃទី16វិច្ឆិការដ្ឋបាលរាជធានីភ្នំពេញណែនាំឲ្យការដ្ឋានសំណង់ទាំងអស់ក៏ត្រូវផ្អាកសកម្មភាពដែរចំពោះរថយន្តឈ្នួលដឹកអ្នកដំណើរនិងម៉ូតូសណ្ដោងរមាក់ក៏ត្រូវហាមឃាត់ដែរចាប់ពីម៉ោង10ព្រឹករហូតដល់ម៉ោង10យប់ក្នុងអំឡុងពេលហាមឃាត់នេះរដ្ឋបាលសាលារាជធានីភ្នំពេញណែនាំឲ្យរថយន្តទាំងអស់ឲ្យវាងផ្លូវចូលក្រុងនិងត្រូវចូលទៅតាមចំណតដែលត្រូវបានកំណត់តាមផ្លូវសំខាន់ៗចាប់ពីផ្លូវជាតិលេខ1ដល់ផ្លូវជាតិលេខ6រួមទាំងផ្លូវជើងឯកផ្លូវវែងស្រេងនិងផ្លូវអុកញ៉ាមុងរទ្ធីផងគណៈអភិបាលរាជធានីភ្នំពេញកំណត់ថារថយន្តតាមផ្លូវជាតិលេខ1ត្រូវចតនៅត្រឹមវិទ្យាល័យច្បារអំពៅវត្តនិរោធរាំងសីនិងចំណតរថយន្តច្បារអំពៅផ្លូវជាតិលេខ2ត្រូវចតនៅចំណតនឹងបរិវេណវត្តចក្រអង្រែក្រោមផ្លូវ60ម៉ែត្រនិងអនុវិទ្យាល័យចក្រអង្រែលើផ្លូវជាតិលេខ3លេខ4ចតមិនឲ្យហួសស្តុបសាលា Northbridge ផ្លូវជាតិលេខ5ចតនៅសាលាដែកឬឯផ្លូវជាតិលេខ6ចូលចតនៅចំណតព្រែកលៀបនិងជ្រោយចង្វាវត្តគៀនឃ្លាំងនិងសាលាបឋមសិក្សាព្រែកលៀបចំពោះផ្លូវជើងឯកត្រូវចតនៅខាងត្បូងស្ពានមលផ្លូវវិញស្រេងចតនៅមុខសាលាបឋមសិក្សាស្ទឹងមានជ័យនិងផ្លូវអុកញ៉ាមុងរទ្ធីមិនឲ្យចូលហួសផ្លូវគីមអ៊ីលសុងនិងឲ្យចតនៅក្នុងបរិវេណបង្កក់លោកអ្នកនាងជាទីមេត្រីសមត្ថកិច្ចខេត្តសៀមរាបឃាត់ខ្លួនអគ្គនាយករងអាជ្ញាធរអប្សរានិងប្រធានការិយាល័យបរិស្ថាននិងទេសភាពវប្បធម៌
ក្រោមបទចោទថាជាប់ពាក់ព័ន្ធនឹងការបញ្ជាកងកម្លាំងឲ្យកាប់រំលំឈើក្រញូងមួយដើមដែលមានអាយុជាង200ឆ្នាំនៅក្នុងតំបន់ឧទ្យានអង្គរធំលោកហងសាវយុទ្ធរាយការណ៍ព័ត៌មាននេះអាជ្ញាធរខេត្តសៀមរាបបានចោទប្រកាន់អគ្គនាយករងអាជ្ញាធរអប្សរាទទួលបន្ទុកគ្រប់គ្រងព្រៃឈើនិងទេសភាពវប្បធម៌លោកឈោថាណាតនិងប្រធានការិយាល័យបរិស្ថានម្នាក់ទៀតលោកជេវផលដែលជាអ្នកបញ្ជាឲ្យកាប់ឈើក្រញូងមួយដើមមានអាយុជាង200ឆ្នាំនោះថាគឺជាការបំផ្លាញសម្បត្តិបេតិកភណ្ឌរបស់ជាតិអភិបាលខេត្តសៀមរាបគឺលោកខឹមប៊ុនសុងលោកមានប្រសាសន៍នៅឯកន្លែងយកឈើក្រញូងមួយដើមទៅប្រគល់ជូនប្រជាពលរដ្ឋនៅភូមិនគរក្រៅវិញនៅរសៀលថ្ងៃពុធទី9ខែវិច្ឆិកាថាប្រមុខរដ្ឋាភិបាលគឺលោកនាយករដ្ឋមន្ត្រីហ៊ុនសែនបានបញ្ជាឲ្យសមត្ថកិច្ចចាប់ខ្លួនអគ្គនាយករងអាជ្ញាធរអប្សរាម្នាក់និងប្រធានការិយាល័យបរិស្ថានរបស់អាជ្ញាធរអប្សរាម្នាក់ទៀតនេះលោកខឹមប៊ុនសុងបញ្ជាក់ថាការចាប់ខ្លួនអ្នកទាំងពីរកាលពីវេលាម៉ោង10ព្រឹករហូតដល់ម៉ោងជាង5រសៀលថ្ងៃដដែលគឺសមត្ថកិច្ចកំពុងសាកសួរអ្នកទាំងពីរនៅស្នងការនគរបាលខេត្តសៀមរាបគាត់ជាអគ្គអាជ្ញាធរអប្សរាជាប្រធានការិយាល័យហើយអ្នកដែលគាត់ប្រើមកកាប់ផ្ទាល់គឺជាកូនចៅនៅក្នុងស្ថាប័នរបស់គាត់គ្រប់គ្រងយើងនិយាយជារួមទៅអ្វីក៏ដោយឲ្យតែចាប់ពី100ឆ្នាំនៅទៅជាបេតិកភណ្ឌដូច្នេះមកគិតតាំងពីអ្វីទាំងអស់នេះគឺសុទ្ធតែបានបំផ្លាញបេតិកភណ្ឌព្រោះឈើនេះរាប់ឆ្នាំជាឈើដែលយើងត្រូវរក្សាទុកហើយជាឈើដែលមានតម្លៃជាឈើដែលប្រជាពលរដ្ឋកំពុងតែមានជំនឿបន់ស្រន់រាល់ពេលវេលានេះប៉ះពាល់សម្រាប់ណាស់ដល់សម្បត្តិបេតិកភណ្ឌដែលយើងចង់និយាយចឹងចុះចាប់តាំងតែពីថ្ងៃទី5ខែវិច្ឆិកាមន្ត្រីអាជ្ញាធរអប្សរាបានបញ្ជាឲ្យកម្លាំងក្រមអាវ៉ាតរំលំដើមក្រញូងនោះដោយសំអាងថាមានជនខិលខូចលួចជិតដាច់ទៅហើយបន្ទាប់ពីក្រុមអាជ្ញាធរអប្សរាបានទូកាប់រំលំដើមក្រញូងមួយដើមធំមានមុខកាត់9តឹកនិងកម្ពស់15ម៉ែត្រនោះមកគឺផ្នែករដ្ឋបាលព្រៃឈើបានយកទៅរក្សាទុកក៏ប៉ុន្តែកាលពីរសៀលថ្ងៃទី9ខែវិច្ឆិកាអាជ្ញាធរខេត្តសៀមរាបនិងខណ្ឌរដ្ឋបាលព្រៃឈើបានដឹកជញ្ជូនដើមក្រញូងនោះមកប្រគល់ជូនប្រជាពលរដ្ឋនៅភូមិនគរក្រៅវិញហើយព្រះសង្ឃនិងប្រជាពលរដ្ឋនៅភូមិនគរក្រៅជាង100នាក់បាននាំគ្នាចោមរំមើលឈើក្រញូងដែលពួកគេគោរពយ៉ាងខ្លាំងនោះដោយសេចក្តីត្រេកអរស្ត្រីចំណាស់អាយុជាង60ឆ្នាំជាអ្នកភូមិនគរក្រៅគឺអ្នកស្រីគ្រាឡំមានប្រសាសន៍ថារូបគាត់តាំងពីកើតមកឃើញក្រញូងមួយដើមនេះទៅហើយរូបគាត់ក៏ដូចជាអ្នកភូមិតែងនាំគ្នាទៅបន់ស្រន់នៅដើមក្រញូងនោះក៏ប៉ុន្តែពេលនេះវាគួរឲ្យស្ដាយពីព្រោះវាត្រូវគេកាប់ទៅហើយខ្ញុំគោរពពេលថ្ងៃសិលថ្ងៃអុយទៅក៏ខ្ញុំដើរទៅគោរពវាអុយដើមក្រញូងនេះយូរណាស់ហើយខ្ញុំកើតមកឃើញតែផ្នែកឯងនឹងខ្ញុំអាយុចូលចង់ចិត្តហើយចង់ចាប់ចេះខ្ញុំស្ដាយសោកស្ដាយចង់យំអត់ចាញ់នឹកស្នោះដើមឈើធាត់ចិត្តហើយស្ដាយធាត់ចិត្តដែលគេកាត់ចាអាជ្ញាធរខេត្តសៀមរាបបង្ហើបឲ្យដឹងថាមិនមែនត្រឹមតែអគ្គនាយករងអាជ្ញាធរអប្សរានិងប្រធានការិយាល័យបរិស្ថាននិងទេសភាពវប្បធម៌2នាក់ប៉ុណ្ណោះទេដែលត្រូវចាប់ខ្លួនដោយសារតែការកាប់ឈើក្រញូងអាយុជាង200ឆ្នាំនៅឧទ្យានអង្គរធំនោះគឺអាជ្ញាធរកំពុងស៊ើបរកមុខអ្នកពាក់ព័ន្ធមួយចំនួនផ្សេងទៀតខ្ញុំហងសាវយុទ្ធអាស៊ីសេរីរាយការណ៍ពីខេត្តសៀមរាបអាជ្ញាធរនឹងលើកយកឈើក្រញូងដែលមានអាយុកាលជាង200ឆ្នាំដែលទៅត្រូវបានគេលួចកាប់កាលពីចុងសប្តាហ៍មុនទៅតម្កល់ទុកនៅក្នុងវត្តមួយខេត្តសៀមរាបបដិជនបុត្របន្ទិញដែលតាមដានករណីឈើក្រញូងនេះបានសរសេរនៅលើទំព័រ Facebook របស់ព្រះអង្គថាកំណាត់ឈើក្រញូងទាំងអស់នេះត្រូវបានគេបញ្ជូនត្រឡប់ទៅវត្តដំរីសានជ័យក្នុងបរិវេណឧទ្យានអង្គរធំវិញកាលពីយប់មិញព្រះអង្គស្នើឲ្យពុទ្ធបរិស័ទចំណុះជើងវត្តដំរីសានជ័យត្រៀមខ្លួនទទួលឈើនិងបន្តរក្សាទុកជាទ្រព្យសម្បត្តិរបស់វត្តនិងទុកឆ្លាក់ជាព្រះបដិមាសម្រាប់បូជាផ្នែកសាសនាលោកអ្នកនាងកញ្ញាកំពុងស្ដាប់កម្មវិធីផ្សាយរបស់ Vuthu Azisari ពីរដ្ឋធានី Washington จากក្រមសហជីពអ្នកជំនាញសេដ្ឋកិច្ចនិងអង្គការអន្តរជាតិខាងការងារស្នើរដ្ឋាភិបាលអនុវត្តច្បាប់សហជីពដោយតម្លាភាពដើម្បីធានាដល់និរន្តរភាពវិស័យកាត់ដេរនៅកម្ពុជាស្ថាប័នអន្តរជាតិលើកឡើងថាស្ថានភាពសិទ្ធិសេរីភាពរបស់កម្មករនិងសហជីពគឺនៅមិនទាន់ប្រសើរទេក្រោយតែពីមានច្បាប់សហជីពសូមលោកអ្នកនាងកញ្ញារងចាំស្ដាប់សេចក្តីរាយការណ៍ពីស្ដាមពីរឿងនេះនាពេលបន្តិចទៀតបន្ទាប់ពីព័ត៌មានប្រចាំថ្ងៃប្រជាពលរដ្ឋរស់នៅតាមខ្សែបន្ទាត់ព្រំដែនកម្ពុជាវៀតណាមរិះគន់ថាគោលនយោបាយរបស់រដ្ឋាភិបាលដែលហាមមិនអោយពលរដ្ឋខ្មែរជួលដីទៅឲ្យប្រទេសវៀតណាមធ្វើស្រែចម្ការនោះគឺពុំមានប្រសិទ្ធភាពឡើយរដ្ឋាភិបាលនិងក្រសួងមហាផ្ទៃធ្លាប់ប្រមានជាច្រើនដងហាមមិនអោយពលរដ្ឋនៅតាមបណ្ដោយព្រំដែនជួលដីបន្តទៅឲ្យប្រទេសជិតខាងធ្វើស្រែចម្ការទេលោកមមនីរតរាយការណ៍អំពីបញ្ហានេះ
សកម្មភាពនៃការជួលដីធ្វើស្រែនិងជួលដីសម្រាប់នេសាទក្នុងរដូវវស្សាដោយពលរដ្ឋវៀតណាមនៅតាមខ្សែបន្ទាត់ព្រំដែនក្នុងឃុំកំពង់ក្រសាំងស្រុកបរិយជលសាខេត្តតាកែវនៅតែបន្តកើតមានមិនឈប់ឈរឡើយការរិះគន់ពីពលរដ្ឋនេះក្រោយពេលរដ្ឋាភិបាលដាក់ចេញនូវគោលនយោបាយកាលពីខែវិច្ឆិកាឆ្នាំ2015ហាមមិនឲ្យពលរដ្ឋជួលដីនៅតាមព្រំដែនកម្ពុជាឡាវកម្ពុជាវៀតណាមនិងកម្ពុជាថៃតទៅទៀតទេបើទោះជាបំរាមដែលរដ្ឋាភិបាលបានប្រកាសហើយនេះដាក់ឲ្យដំណើរការក៏ដោយចុះពលរដ្ឋដែលរស់នៅជាប់ព្រំដែនកម្ពុជាវៀតណាមក្នុងស្រុកបរិយជលសាខេត្តតាកែវថ្លែងសូមមិនបញ្ចេញឈ្មោះបានរិះគន់ថាសារនយោបាយរបស់រដ្ឋាភិបាលនេះមើលទៅហាក់ពុំមានប្រសិទ្ធភាពសោះឡើយពួកគេបន្តថាវៀតណាមបានបន្តហូរចូលគ្រប់រដូវកាលទាំងប្រាំងនិងវស្សាជាងនេះទៀតដីដែលដាក់ឲ្យពលរដ្ឋវៀតណាមជួលនេះគឺភាគច្រើនជាដីរបស់អង្គការឬមន្ត្រីនិងជាដីរបស់មន្ត្រីនគរបាលព្រំដែនជាដើមដែលមានទំហំដីរាប់ពាន់ហិកតាដល់ពេលឥឡូវក៏សួរមហាផ្ទៃនិយាយបានពីសួរមហាផ្ទៃកាត់ចាត់អត់បានធ្វើអត់បានអញ្ចឹងបានខ្ញុំខឹងថាសុកចិត្តកុំនិយាយសុកចិត្តកុំថាបាននិយាយបានធ្វើបាននឹងបានល្អនេះនិយាយបានធ្វើអត់បានដោយតទេដោយសយើងបោះយួនទាំងអស់ក្នុងមួយភូមិកំពង់អសាំងបោះយួនទាំងអស់បើថាបោះខ្មែរយូរអស់ហើយមិនទុកឲ្យខ្មែរទេចលផលយួនទាំងអស់បើថាបោះយួនក៏ចលផលរត់ទឹងកាត់ចលផលមើលមិនឃើញទេចាប់ពីភូមិចេញទៅចម្ងាយប្រហែលជា200ម៉ែត្រក្នុងប្រជាជនយើងធ្វើស្រែហើយបើចូលជ្រោក្នុងសុទ្ធយួននៅតាមបល័យ03បល័យសេកយំបល័យព្រៃសាច់អីហ្នឹងសុទ្ធយួនសិនមកយួនធ្វើរាល់តែឆ្នាំចឹងហើយខ្ញុំទៅធ្វើស្រែក្បែរនេះខ្ញុំដឹងរាល់តែឆ្នាំចឹងមកយួនចូលពេញរាល់ឆ្នាំចឹងកាលពីខែវិច្ឆិកាឆ្នាំ2015រដ្ឋាភិបាលបានដាក់ចេញនូវគោលនយោបាយដោយហាមមិនឲ្យពលរដ្ឋរបស់ខ្លួនជួលដីឲ្យប្រទេសជិតខាងតទៅទៀតទេស្របពេលក្រសួងមហាផ្ទៃក៏បានដាក់ចេញនូវបំរាមដូចគ្នានេះដែរវិធានការដែលចុះហត្ថលេខាដោយលោកនាយករដ្ឋមន្ត្រីហ៊ុនសែនកាលពីថ្ងៃទី17ខែវិច្ឆិកានោះគឺតម្រូវឲ្យក្រសួងស្ថាប័នពាក់ព័ន្ធនិងរដ្ឋបាលខេត្តក្រុងឃុំសង្កាត់ដែលនៅជាប់ព្រំដែនត្រូវចាត់ចែងអនុវត្តឲ្យមានប្រសិទ្ធភាពនិងដោយស្មារតីទទួលខុសត្រូវខ្ពស់ផ្ទុយពីសេចក្តីប្រកាសរបស់រដ្ឋាភិបាលនេះពលរដ្ឋដែលរស់នៅតាមខ្សែបន្ទាត់ព្រំដែនក្នុងឃុំកំពង់ក្រសាំងស្រុកបរិយជលសាលើកឡើងថាពលរដ្ឋវៀតណាមស្ទើរ 95% បានបន្តជួលដីស្រែក្នុងរដូវប្រាំងនិងឡូនេសាទក្នុងរដូវវស្សាមិនដាច់ទេមកដល់ពេលនេះតួលេខជាផ្លូវការណាមួយជុំវិញតម្លៃនៃការជួលដីខ្មែរធ្វើស្រែនេះមិនត្រូវបានអាជ្ញាធរបញ្ជាក់ឲ្យដឹងជាផ្លូវការទេក៏ប៉ុន្តែពលរដ្ឋនិយាយថាជាទម្លាប់នៃការជួលដីនេះគឺគេតែងធ្វើក្នុងតម្លៃចន្លោះស្រូវពី1តោនកន្លះទៅ2តោនប្រមាណ1,30,000 រៀលជុំវិញរឿងនេះលោកខៀវសុភ័ក្រមន្ត្រីនាំពាក្យក្រសួងមហាផ្ទៃឲ្យដឹងថាអាជ្ញាធរបានចុះអប់រំជាហោហែរួចមកហើយមិនឲ្យពលរដ្ឋជួលដីឲ្យបរទេសធ្វើស្រែទេក៏ប៉ុន្តែបញ្ហានេះនៅតែបន្តកើតឡើងទៀតលោកបន្តថាសំខាន់កម្ពុជាពុំទាន់មានច្បាប់ត្រូវចាប់ចងឬដាក់ទោសទណ្ឌប្រឆាំងអ្នកដែលជួលដីស្រែនេះនៅឡើយទេក្រៅពីពលរដ្ឋគ្រប់រូបត្រូវមានភក្ដីភាពចំពោះទឹកដីដោយខ្លួនឯងប៉ុណ្ណោះគាត់យល់គាត់មិនល្អជាមុខជាវិធានការច្បាប់យើងមិនអាចធ្វើឬគាត់ចាប់ចងគាត់ទៅប្រឹងទៅតុលាការអីហ្នឹងវាមានច្បាប់ឯណាដើម្បីចងគាត់បានវាអត់មានតែហេតុផលរបស់គាត់គាត់ថាគាត់ពិបាកធ្វើទៅវាខាតធ្វើអីជួលទុកទៅវាចោលវាណាប៉ុន្តែជួលគេបានយកខ្លួនគាត់អត់ធ្វើលោកបណ្ឌិតកែមលីមុនឃាតករបាញ់ប្រហារបានលើកឡើងថាការបន្តជួលដីស្រែបរទេសធ្វើអាជីវកម្មនេះវានឹងក្លាយទៅជាដីខ្មែរស្រែវៀតណាមដីខ្មែរស្រែឡាវនិងដីខ្មែរស្រែថៃពេលនេះប្រសិនបើគេធ្វើដំណើរតាមទូកកាត់ស្រុកបរិយជលសាខេត្តតាកែវគេនឹងឃើញទូកនេសាទវៀតណាមព្រួងព្រាតបណ្ដែតនៅលើផ្ទៃទឹកក៏ប៉ុន្តែបើគេធ្វើដំណើរនៅរដូវប្រាំងវិញគេនឹងឃើញនៅតាមវាលស្រែមានសន្ទូងខៀវខ្ចីដាច់កន្ទុយភ្នែកដែលពលរដ្ឋវៀតណាមជួលពីពលរដ្ឋខ្មែរធ្វើរាប់ពាន់ហិកតាគ្រប់រដូវកាលខ្ញុំម៉មនីរតអាស៊ីសេរីភ្នំពេញនៅខេត្តប្រចេះអនុវិញប្រជាពលរដ្ឋរស់នៅឃឹមខ្សឹមស្រុកស្នួលជាង800នាក់បាននាំគ្នាតវ៉ាបិទផ្លូវដើម្បីទាមទារឲ្យក្រុមហ៊ុនសម្បទានសេដ្ឋកិច្ចបេញភឿ2បើកផ្លូវឲ្យអ្នកភូមិដឹកកសិផលលើស្ពានដូចដើមវិញពលរដ្ឋចាត់ទុកស្ពាននេះថាជាសរសៃឈាមសេដ្ឋកិច្ចដ៏សំខាន់របស់អ្នកភូមិក្នុងការដឹកកសិផលចេញពីចម្ការក្នុងរដូវប្រមូលផលលោកម៉ែនសុធីរាយការណ៍ព័ត៌មាននេះពលរដ្ឋឲ្យដឹងនៅថ្ងៃទី9វិច្ឆិកាថាក្រុមហ៊ុនសម្បទានសេដ្ឋកិច្ចបេញភឿ2ឬក្រុមហ៊ុនចុងយឿងរបស់វៀតណាមបានដាក់បារះទារប្រាក់ពីអ្នកដំណើរដឹកកសិផលលើសពី5តោនត្រូវបង់ប្រាក់ 5,000 រៀលដល់ 20,000 រៀលតាំងពីឆ្នាំ2014តំណាងពលរដ្ឋរស់នៅភូមិស្រែថ្មីឃុំខ្សឹមស្រុកស្នួលលោកសឹមពៅចាត់ទុកស្ពាននេះជាសរសៃឈាមសេដ្ឋកិច្ចដ៏សំខាន់របស់អ្នកភូមិក្នុងការដឹកកសិផលចេញពីចម្ការរៀងរាល់រដូវប្រមូលផលក៏ប៉ុន្តែក្រុមហ៊ុនបានហាមមិនឲ្យកសិករដឹកកសិផលឆ្លងស្ពានលើសពី1តោនទេកាលពីថ្ងៃទី8វិច្ឆិកាដោយអះអាងថាខ្លាចក្រែងស្ពាននេះបាក់
លោកសង្កេតឃើញថាស្ពាននេះពុំមែនចាស់ទ្រុឌទ្រោមដោយការលើកឡើងរបស់តំណាងក្រុមហ៊ុនទេម្យ៉ាងលោកក៏ធ្លាប់ប្រទះឃើញរថយន្តយាយដប់ដឹកឈើមានទម្ងន់ច្រើនតោនឆ្លងស្ពាននេះញឹកញាប់ដែរលោកត្អូញថាប្រសិនបើក្រុមហ៊ុនមិនអនុញ្ញាតឲ្យពលរដ្ឋដឹកកសិផលឆ្លងស្ពាននេះទេនឹងប៉ះពាល់ជីវភាពពួកគេធ្ងន់ធ្ងរស្ពានហ្នឹងដឹកឈើរាប់តោនដឹកប្រហែលថ្ងៃមុនអាយីដុកចូលដឹកទៀតក៏មានបញ្ហាតែមានបញ្ហាទៅមានបញ្ហាសល់មួយថ្ងៃនឹងដាក់ផ្លាកមិនឲ្យជារដ្ឋដឹកលើទម្ងន់ចាប់ពី1តោនឡើងលើក៏ឲ្យចេញផ្លូវតំបន់សេដ្ឋកិច្ចរបស់ពួកគាត់បើសិនជាបិទផ្លូវហ្នឹងគាត់មានអីដឹកនៃកសិផលរបស់គាត់ចេញជារដ្ឋឆ្លងកាត់បានជិះម៉ូតូជិះអីប៉ុន្តែអ្វីដែលសំខាន់ជារដ្ឋគាត់រស់លើស្ពានហ្នឹងលោកសឹមពើបន្ថែមថាអ្នកភូមិបានតវ៉ាជាង3ម៉ោងពុំឃើញមានអាជ្ញាធររដ្ឋាភិបាលណាចេញមកសម្របសម្រួលទេលោកប្រមានថានឹងបន្តការតវ៉ាទៀតបើអាជ្ញាធរមិនដោះស្រាយក្តីកង្វល់របស់ពួកគេទេអាស៊ីសេរីមិនអាចតាក់ទងតំណាងក្រុមហ៊ុនបេញភឿក2លោកជុងយឿងបានទេនៅថ្ងៃទី9វិច្ឆិកាព្រោះទូរស័ព្ទចូលច្រើនដងពុំមានអ្នកទទួលអភិបាលស្រុកស្នួលលោកគង់គឹមនីមានប្រសាសន៍ថាពលរដ្ឋអាចដឹកកសិផលបានដូចដើមក្រោយពីអាជ្ញាធរស្រុកបានសម្របសម្រួលករណីនេះលោកថាក្រុមហ៊ុនបារម្ភខ្លាចស្ពាននេះបាក់បានជារដ្ឋបတ်ការដឹកធ្ងន់ម្យ៉ាងស្ពាននេះក៏កាន់តែទ្រុឌទ្រោមដែរលោកអំពាវនាវឲ្យពលរដ្ឋដឹកកសិផលឆ្លងស្ពាននេះត្រូវជួយថែរក្សាទាំងអស់គ្នានិងប្រើប្រាស់ឲ្យបានត្រឹមត្រូវលោកថាអាជ្ញាធរស្រុកមិនទាន់ទទួលព័ត៌មានថាក្រុមហ៊ុនបានយកប្រាក់ពីពលរដ្ឋដឹកកសិផលដើម្បីជាថ្នូរឆ្លងស្ពាននេះទេតែទោះជាយ៉ាងណាលោកថាប្រសិនពលរដ្ឋប្រទះឃើញបុគ្គលណាទារប្រាក់ពីអ្នកដំណើរឆ្លងស្ពាននេះសូមរាយការណ៍មកអាជ្ញាធរស្រុកបន្ទាន់ដើម្បីឲ្យអាជ្ញាធរអន្តរាគមន៍កន្លងមកនោះគឺជារដ្ឋតែងតែឆ្លងកាត់ពីកសិផលជាក់លាក់ប៉ុន្តែគាត់ថាជាមានទ្រុឌទ្រោមជាការពីក្រៃលោទៅគាត់ធ្លាក់ក្រុមហ៊ុនវិការលោកគាត់ធ្លាក់ការណាមួយទៅណាគាត់ថាដាក់ឲ្យយើងអត់មានបានធ្វើបានព្រាមអ្នកជាហ្នឹងមន្ត្រីស៊ើបអង្កេតនៃសមាគមអាត60ខេត្តក្រចេះលោកដិនខនីយល់ថាការដាក់បារម្ភបិទផ្លូវនិងទារប្រាក់ពីអ្នកដំណើរជាថ្នូរដឹកកសិផលគឺជាករណីខុសច្បាប់បើទោះបីក្រុមហ៊ុនជាអ្នកកសាងស្ពាននេះក្តីលោកថាអាជ្ញាធរមូលដ្ឋានត្រូវពន្លឿនដោះស្រាយបញ្ហានេះជាបន្ទាន់ដើម្បីបង្កលក្ខណៈងាយស្រួលដល់ពលរដ្ឋប្រមូលកសិផលឆ្នាំនេះបើសិនជាខេត្តផលរបស់ក្រុមហ៊ុននឹងវាជាការពិតស្ពាននឹងពិតជាទ្រុឌទ្រោមមិនអាចប្រើប្រាស់បានមែនអាជ្ញាធរគាត់ត្រូវតែរកដំណោះស្រាយថាតើគួរដោះស្រាយយ៉ាងម៉េចហើយនឹងត្រូវកសាងយ៉ាងម៉េចជួយប្រជាពលរដ្ឋវិញមិនមែនបាត់មិនឲ្យប្រជាពលរដ្ឋចរាចរណ៍ទេបាទខេត្តផលយើងគឺយើងចង់មានអីចឹងស្ពានដែកនៅកំណាត់ផ្លូវលំក្រាលគ្រូក្រហមលេខ107មានប្រវែងបណ្ដោយ30ម៉ែត្រនិងទទឹង6ម៉ែត្រស្ថិតនៅឃុំខ្សឹមស្រុកស្នួលខេត្តក្រចេះស្ពាននេះកសាងដោយក្រុមហ៊ុនសម្បទានសេដ្ឋកិច្ចបេញភឿក2របស់វៀតណាមកាលពីឆ្នាំ2009ខ្ញុំម៉ែនសុធីអាស៊ីសេរីពីខេត្តស្ទឹងត្រែងប្រជាពលរដ្ឋចំណាក់ស្រុកដែលនាំគ្នាមកតាំងទីលំនៅក្នុងស្រុកកែវសីមាខេត្តមណ្ឌលគិរីភាគច្រើនមិនមានលទ្ធភាពចុះឈ្មោះបោះឆ្នោតទេដោយសារក្រមអាជ្ញាធរមូលដ្ឋានមិនបានផ្ដល់សិទ្ធិស្នាក់នៅនិងឯកសារបញ្ជាក់អត្តសញ្ញាណដើម្បីឲ្យពួកគាត់ទៅចុះឈ្មោះបោះឆ្នោតបានសូមស្ដាប់សេចក្តីរាយការណ៍របស់លោករដ្ឋាភិបាលអំពីរឿងនេះសកម្មជនគណៈបកសង្គ្រោះជាតិខេត្តមណ្ឌលគិរីអំពាវនាវឲ្យគណៈកម្មការជាតិរៀបចំការបោះឆ្នោតពិនិត្យករណីប្រជាពលរដ្ឋចំណាក់ស្រុកជាច្រើនដែលកំពុងខ្វះមធ្យោបាយចុះឈ្មោះបោះឆ្នោតនៅខេត្តមណ្ឌលគិរីកាលពីថ្ងៃទី8ខែវិច្ឆិកាប្រជាពលរដ្ឋចំណាក់ស្រុកប្រមាណ10នាក់ត្រូវបានអាជ្ញាធរឃុំស្រែឈូកស្រុកកែវសីមាបដិសេធមិនចេញលិខិតបញ្ជាក់ការស្នាក់នៅដើម្បីប្រើប្រាស់ជាលិខិតបញ្ជាក់អត្តសញ្ញាណចុះឈ្មោះបោះឆ្នោតឡើយអនុប្រធានគណៈកម្មការប្រតិបត្តិគណៈបកសង្គ្រោះជាតិនិងជាសមាជិកក្រុមប្រឹក្សាខេត្តមណ្ឌលគិរីលោកឃុំកានបារម្ភថាពលរដ្ឋចំណាក់ស្រុកច្រើនថែមទៀតនឹងជួបបញ្ហាប្រឈមដូចគ្នាដោយសារតែមន្ត្រីមូលដ្ឋានរើសអើងមិនបញ្ជាក់លិខិតស្នាក់នៅបើទោះបីប្រជាពលរដ្ឋចំណាក់ស្រុកបានបំពេញលក្ខខណ្ឌមានសាក្សី2នាក់ធានាក្តីលោកថាបានអន្តរាគមន៍ករណីនេះទៅមន្ត្រីលេខាធិការដ្ឋានខេត្តរៀបចំការបោះឆ្នោតរួចហើយដើម្បីជួយជំរុញឲ្យអាជ្ញាធរមូលដ្ឋានពិនិត្យឡើងវិញនៅលក្ខខណ្ឌចេញលិខិតបញ្ជាក់អត្តសញ្ញាណជូនពលរដ្ឋដល់មកនោះបច្ចុប្បន្នស្រុកមកដល់និគមនោះចុះឈ្មោះប្រជាពលរដ្ឋនៅខាងម្ដុំភូមិទៅយ៉ាងក្រុងស្រាយដែរប្រជាពលរដ្ឋចំណាក់ស្រុកមិនណាស្រុកជារឿងខ្មែរយើងតែមួយធ្វើម៉េចឲ្យចុះឈ្មោះបានគ្រប់គ្នាទាំងអស់តួលេខស្រាវជ្រាវដោយអ្នកសង្កេតការណ៍គណៈបកសង្គ្រោះជាតិស្រុកកែវសីមាដឹងថាក្នុងចំណោមប្រជាពលរដ្ឋគ្រប់អាយុចុះឈ្មោះបោះឆ្នោតជាង 10000 នាក់គឺមានតែជាង 7000 នាក់បានទៅចុះឈ្មោះបោះឆ្នោតចាប់ពីថ្ងៃចុះឈ្មោះបោះឆ្នោតរហូតបច្ចុប្បន្នតែទិនការចុះឈ្មោះបោះឆ្នោតនេះដែរលេខាគណៈកម្មការសង្កេតការណ៍ដើម្បីការបោះឆ្នោតត្រឹមត្រូវដោយសេរីនិងយុត្តិធម៌នៅកម្ពុជាហៅកាត់ថា Confrel ខេត្តមណ្ឌលគិរីលោកសុករដ្ឋាទទួលស្គាល់ថាបាតុភិបអសកម្មតេតិនប្រជាពលរដ្ឋចំណាក់ស្រុកខ្វះលិខិតបញ្ជាក់អត្តសញ្ញាណនៅតំបន់ឆ្ងាយដាច់ស្រយាលរួមទាំងផ្លូវធ្វើដំណើរពិបាកគឺជាបញ្ហារាំងស្ទះដល់ការទៅចុះឈ្មោះបោះឆ្នោតរបស់ប្រជាពលរដ្ឋ
លើពីនោះទៀតបញ្ហាចំនួនដីធ្លីបានធ្វើឲ្យប្រជាពលរដ្ឋនៅតាមមូលដ្ឋានមួយចំនួនអស់ជំនឿទៅលើមន្ត្រីមូលដ្ឋានហើយបោះបង់សិទ្ធិចុះឈ្មោះបោះឆ្នោតដើម្បីកុំឲ្យនៅសល់ហ្នឹងលុះត្រាតែអាជ្ញាធរមូលដ្ឋានហ្នឹងព្យាយាមពន្យល់ពួកគាត់បន្ថែមសារៈសំខាន់នៃការបោះឆ្នោតទៅជាពិសេសគឺកន្លែងដែលគាត់រស់នៅតំបន់ឆ្ងាយៗចឹងអាចជាមធ្យោបាយចំណែកប្រធានលេខាធិការដ្ឋានរៀបចំការបោះឆ្នោតខេត្តមណ្ឌលគិរីលោកគិនជៀនបញ្ជាក់ដែរថាមានកត្តាសំខាន់3ដែលធ្វើឲ្យប្រជាពលរដ្ឋមិនទទួលបានសិទ្ធិចុះឈ្មោះបោះឆ្នោតគឺប្រជាពលរដ្ឋចំណាក់ស្រុកគ្មានលិខិតបញ្ជាក់អត្តសញ្ញាណនៅតំបន់ឆ្ងាយផ្លូវពិបាកធ្វើដំណើរនិងបញ្ហាខ្វះរូបថតលោកមិនរំពឹងថាប្រជាពលរដ្ឋនៅខេត្តមណ្ឌលគិរីបានចុះឈ្មោះគ្រប់គ្នាតាមចំនួនប្រជាពលរដ្ឋដែលគ្រប់អាយុចុះឈ្មោះបោះឆ្នោតនោះឡើយជាពិសេសប្រជាពលរដ្ឋចំណាក់ស្រុកខ្លះគ្មានអ្នកធានាឬគ្មានរូបថតជាហេតុធ្វើឲ្យមន្ត្រីមូលដ្ឋានមិនចេញលិខិតបញ្ជាក់អត្តសញ្ញាណក្រុមចុះឈ្មោះមកចុះឲ្យព្រោះយើងអត់មានទីលំនៅនៅហ្នឹងបើសិនតែឃុំគេបញ្ជាក់ឲ្យមានអីបើឃុំគេមិនហ៊ានបញ្ជាក់ដែរគាត់យកតែគ្នាគាត់មកធ្វើសាកសីមិនមែនអ្នកនៅក្នុងភូមិនោះផងរហូតមកទល់នឹងថ្ងៃទី3ខែវិច្ឆិកាតួលេខប្រជាពលរដ្ឋមកចុះឈ្មោះបោះឆ្នោតនៅខេត្តមណ្ឌលគិរីបានជាង 31,900 នាក់នៃប្រជាពលរដ្ឋគ្រប់អាយុចុះឈ្មោះបោះឆ្នោតជាង 63,400 នាក់ខ្ញុំរដ្ឋាភិបាលអាស៊ីសេរីរាយការណ៍ពីខេត្តរតនគិរីបាទលោកអ្នកនាងជាទីមេត្រីថ្ងៃទី29ខែវិច្ឆិកាខាងមុខនេះគឺជាថ្ងៃចុងក្រោយនៃការចុះឈ្មោះបោះឆ្នោតតើលោកអ្នកនាងញាតិមិត្តបានទៅចុះឈ្មោះបោះឆ្នោតហើយឬនៅបើមិនទាន់ទេសូមអញ្ជើញទៅចុះឈ្មោះបោះឆ្នោតឲ្យបានរួចរាល់បាទសូមអរគុណរឿងដាច់ដោយឡែកស្ដីពីវិស័យអប់រំវិញរដ្ឋមន្ត្រីក្រសួងអប់រំលោកហងជួនអរុនជំរុញឲ្យកុមារសិក្សាមុខវិជ្ជាផ្នែកវិទ្យាសាស្ត្រដើម្បីជួយបំពេញបញ្ហាខ្វះខាតធនធានមនុស្សលោកសានសាលរាយការណ៍ការលើកឡើងរបស់រដ្ឋមន្ត្រីក្រសួងអប់រំគណៈសិស្សកម្ពុជាជិត 50% ជ្រើសរើសមុខវិជ្ជាផ្នែករដ្ឋបាលពាណិជ្ជកម្មបន្ទាប់ពីបញ្ចប់ថ្នាក់វិទ្យាល័យលោកហងជួននរ៉ុនថ្លែងថាសិស្សនិស្សិតកម្ពុជាគួរផ្ដើមចាប់អារម្មណ៍សិក្សាលើមុខវិជ្ជាវិទ្យាសាស្ត្រ STEM មកពីពាក្យពេញថា Science Technology Engineering និង Math ឬវិទ្យាសាស្ត្របច្ចេកវិទ្យាវិស្វកម្មនិងគណិតវិទ្យាមុខវិជ្ជាទាំងអស់នេះទាក់ទងនឹងលេខនពុនប្រព័ន្ធទិន្នន័យនិងការអនុវត្តពិសោធន៍ជាក់ស្ដែងដោយឡែកគម្រោងថ្មីចំនួន2ដែលផ្ដើមដោយស្ថានទូតអង់គ្លេសប្រចាំប្រទេសកម្ពុជាត្រូវបានសម្ពោធនៅថ្ងៃទី9វិច្ឆិកានៅរាជធានីភ្នំពេញដើម្បីជំរុញការចាប់អារម្មណ៍លើវិស័យ STEM នៅកម្ពុជាគម្រោងទី1គឺ STEM Hub និងទី2គឺទស្សនាវដ្តីអ្នកវិទ្យាសាស្ត្រតូច Little Scientist STEM Hub គឺជាការរៀបចំវេទិកាតគ្នាចែករំលែកគំនិតពីវិស័យ STEM ដើម្បីទាក់ទាញឲ្យមានការជជែកពីវិស័យ STEM កាន់តែទូលាយចំណែកអ្នកវិទ្យាសាស្ត្រតូចគឺជាទស្សនាវដ្តីសម្រាប់កុមារដែលមានល្បងប្រាជ្ញាបទសម្ភាសន៍អត្ថបទនិងរឿងនិទានស្ដីពីវិស័យ STEM លោកហងជួននរ៉ុនយល់ថាគម្រោងទាំងនេះជាកិច្ចសហការល្អជាមួយក្រសួងអប់រំដើម្បីលើកកម្ពស់ការយល់ដឹងពី STEMចឹងការរៀនមានការបង្កើត STEM Hub ហើយនឹងទស្សនវិស័យនេះគឺជួយដើម្បីលើកទឹកចិត្តឲ្យយុវជនយើងនឹងរៀននៅមុខវិជ្ជាវិទ្យាសាស្ត្រលោក Lord Putnam ប្រេសិតនៃចក្រភពអង់គ្លេសផ្នែកពាណិជ្ជកម្មប្រចាំប្រទេសកម្ពុជាលើកឡើងថានៅចក្រភពអង់គ្លេសក្មេងៗតែងត្រូវបានគេជំរុញឲ្យលើកទឹកចិត្តចាប់អារម្មណ៍ផ្នែកវិទ្យាសាស្ត្រលោកថាការបង្រៀនតគ្នាពីវិស័យ STEM ជំរុញឲ្យកុមារកាន់តែចង់ដឹងចង់យល់ពី STEM កាន់តែខ្លាំងការសម្ពោធគម្រោងនេះមានសិស្សបឋមសិក្សាបង្ហាញពីការពិសោធន៍គុណភាពទឹកបង្ហាញពីការសរសេរកូដកម្មវិធីនិងការបង្កើតហ្គេមកាំងវូចនាអាយុ11ឆ្នាំកំពុងរៀនថ្នាក់ទី6នាងចេះសរសេរកូដដើម្បីបដូររូបភាពលើទំព័រស្រាវជ្រាវ Google លើកុំព្យូទ័រផ្ទាល់របស់នាងនិយាយថានាងចាប់អារម្មណ៍ STEM ប្រមាណ3ខែមុនបន្ទាប់ពីគ្រូណែនាំនាងឲ្យស្គាល់លោក Mark Zuckerberg អ្នកបង្កើតគេហទំព័រ Facebook ដ៏ល្បីល្បាញអាហ្នឹងពេលខ្លះវាពិបាកតែពេលខ្លះវាសុវ័យហើយណាមួយខ្ញុំត្រូវរៀនអាហ្នឹងចំណាយពេលយូរដើម្បីចេះវាហើយខ្ញុំរៀនអាចចំណាយពេលមួយអាទិត្យដើម្បីរួចវាហើយនិយាយទៅថាអាហ្នឹងវាសុវ័យខ្លាំងជាងភាពពិបាករបស់យើងក្រៅពីជំរុញឲ្យកុមារងាកមកចាប់អារម្មណ៍លើវិស័យ STEM រដ្ឋមន្ត្រីក្រសួងអប់រំចង់ឃើញវិស័យឯកជនសហការជាមួយក្រសួងអប់រំដើម្បីពង្រឹង STEM ឲ្យកាន់តែរឹងមាំខ្ញុំសានសែលអាស៊ីសេរីភ្នំពេញលោកអ្នកនាងទៅបានស្ដាប់ព័ត៌មានប្រចាំថ្ងៃរបស់វិទ្យុអាស៊ីសេរីផ្សាយចេញពីរដ្ឋធានី Washington សហរដ្ឋអាមេរិកសូមលោកអ្នកនាងរងចាំស្ដាប់សេចក្តីរាយការណ៍ផ្សេងៗនៃកម្មវិធីផ្សាយរបស់យើងនាពេលបន្តិចទៀតនេះ
លោកនាងកញ្ញានិងប្រិយមិត្តអ្នកស្ដាប់ជាទីមេត្រីនៅក្នុងការផ្សាយជាបន្តទៅទៀតនេះយើងខ្ញុំមានសេចក្តីរាយការណ៍ពិស្ដារផ្ដោតអំពីចាអ្នកជំនាញផ្នែកសេដ្ឋកិច្ចនិងនយោបាយជំរុញការអនុវត្តច្បាប់សហជីពដោយតម្លាភាពដើម្បីធានាដល់និរន្តរភាពវិស័យកាត់ដេរនៅកម្ពុជាប្រជាប្រដ្ឋនៅស្រុកព្រែកប្រសពខេត្តក្រចេះបារម្ភពីការបាត់បង់ការសិក្សារបស់សិស្សដោយសារតែបញ្ហាខ្វះសាលារៀនចាជនជាតិដើមភាគតិចភ្នងនៅខេត្តមណ្ឌលគិរីប្តឹងសុំផ្លាស់ប្តូរតំណែងប្រធានមន្ត្រីអភិវឌ្ឍជនបទហើយនៅចុងកម្មវិធីលោកអ្នកនឹងបានស្ដាប់ព័ត៌មានបញ្ចប់សូមអញ្ជើញលោកនាងកញ្ញាស្ដាប់ការផ្សាយរបស់យើងខ្ញុំជាបន្តបន្ទាប់ដូចតទៅសេចក្តីរាយការណ៍ពិស្ដារចាលោកអ្នកស្ដាប់ជាទីមេត្រីអ្នកជំនាញផ្នែកសេដ្ឋកិច្ចនិងនយោបាយអន្តរជាតិបានលើកឡើងថាវិស័យសំខាន់ដែលកំពុងរួមចំណែកក្នុងការជំរុញកំណើនសេដ្ឋកិច្ចនៅកម្ពុជានោះរួមមានវិស័យទេសចរណ៍សំណង់និងវិស័យវិជ្ជាភ័ណ្ឌកាត់ដេរអ្នកជំនាញផ្នែកសេដ្ឋកិច្ចនិងនយោបាយស្នើឲ្យការអនុវត្តច្បាប់សហជីពគឺមានតម្លាភាពនិងគ្រប់សិទ្ធិកម្មករដើម្បីធានាដល់និរន្តរភាពវិស័យកាត់ដេរនៅកម្ពុជាចាអ្នកស្រីអ៊ុំរងសីរាយការណ៍ពិស្ដារជុំវិញរឿងនេះអ្នកជំនាញផ្នែកសេដ្ឋកិច្ចនិងនយោបាយរបស់ស្ថានទូតសហរដ្ឋអាមេរិកប្រចាំកម្ពុជាអះអាងថាការអនុវត្តច្បាប់សហជីពប្រកបដោយតម្លាភាពយុត្តិធម៌ធ្វើយ៉ាងណាផ្ដល់សម្លេងដល់កម្មករគឺជាវិធីសាស្ត្រតែមួយគត់ដែលជួយកសាងទំនុកចិត្តដល់ការធ្វើធុរកិច្ចនិងសិទ្ធិមនុស្សនៅក្នុងវិស័យឧស្សាហកម្មសម្លៀកបំពាក់កាត់ដេរនៅកម្ពុជាការលើកឡើងរបស់អ្នកជំនាញផ្នែកសេដ្ឋកិច្ចនិងនយោបាយធ្វើឡើងនៅក្នុងសន្និសីទស្ដីពីការពិនិត្យមើលច្បាប់សហជីពនៅក្នុងរយៈពេល6ខែកន្លងមកដែលរៀបចំឡើងកាលពីថ្ងៃទី8ខែវិច្ឆិកាអ្នកជំនាញផ្នែកសេដ្ឋកិច្ចនិងនយោបាយរបស់ស្ថានទូតអាមេរិកប្រចាំកម្ពុជាលោក Scott Soklober មានប្រសាសន៍តាមរយៈអ្នកបកប្រែថារយៈពេល6ខែកន្លងទៅក្រោយកម្ពុជាមានច្បាប់សហជីពស្ថានភាពនៃការទាមទារសិទ្ធិសេរីភាពរបស់កម្មករនិងសហជីពនៅមិនទាន់ប្រសើរឡើងនៅឡើយទេលោកបន្តថាវិស័យកាត់ដេរមានតួនាទីសំខាន់ជួយជំរុញកំណើនសេដ្ឋកិច្ចកម្ពុជាហេតុនេះលោកថាការធានាដល់សិទ្ធិកម្មករឲ្យទទួលបានប្រាក់ខែសមរម្យទទួលកន្លែងធ្វើការប្រកបដោយសុវត្ថិភាពគឺជារឿងចាំបាច់ដើម្បីធានាដល់ខ្សែសង្វាក់ផលិតកម្មនៅក្នុងវិស័យនេះបានពេញលេញលោកបន្តថាដើម្បីឲ្យកម្មករចូលរួមបានពេញលេញដល់ខ្សែសង្វាក់ផលិតកម្មនៅក្នុងវិស័យសម្លៀកបំពាក់កាត់ដេរនេះលោកស្នើរដ្ឋាភិបាលនិងស្ថាប័នពាក់ព័ន្ធត្រូវតែធ្វើការពិនិត្យនៅការអនុវត្តច្បាប់ពិសេសច្បាប់សហជីពដោយតម្លាភាពយុត្តិធម៌ធ្វើយ៉ាងណាឲ្យកម្មករនៅក្នុងវិស័យនេះឈប់ភ័យខ្លាចនិងមិនត្រូវបានរារាំងសិទ្ធិណាមួយជាងនេះទៀតលោកក៏ជំរុញឲ្យស្ថាប័នពាក់ព័ន្ធធ្វើការរួមគ្នានិងពិភាក្សាពីបញ្ហាប្រឈមនានាដែលសហជីពនយោជកនិងកម្មករកំពុងប្រឈមនៅក្នុងវិស័យកាត់ដេរនេះឲ្យបានច្បាស់លាស់អញ្ចឹងបើសិនបើយើងអាចទទួលបានការពិភាក្សាដើម្បីផ្ដល់អំណាចទៅដល់នយោជកអញ្ចឹងថាយើងទាំងអាចជួយយ៉ាងម៉េចដើម្បីធ្វើការកែលម្អច្បាប់ក៏ដូចជាការអនុវត្តច្បាប់ផងដែរដើម្បីធានានឹងច្បាស់ថាផ្ដល់អំណាចទៅដល់កម្មករទន្ទឹមគ្នានេះអ្នកឯកទេសជាន់ខ្ពស់ខាងស្តង់ដារការងារអន្តរជាតិនិងច្បាប់ស្តីពីការងាររបស់អង្គការអន្តរជាតិខាងការងារហៅកាត់ថា ILO លោក Alan Perser លើកឡើងថានៅក្នុងសន្និសីទកាលពីខែមិថុនាកន្លងទៅគណៈកម្មាធិការស្តង់ដារអន្តរជាតិក៏បានបង្ហាញក្តីកង្វល់ពីសេរីភាពរបស់សហជីពនៅក្នុងការធ្វើអន្តរាគមន៍ដោយយុត្តិធម៌និងការអនុវត្តច្បាប់សហជីពថ្មីនៅកម្ពុជាផងដែរលោកយល់ថាដើម្បីអនុវត្តច្បាប់សហជីពដោយតម្លាភាពបានរដ្ឋាភិបាលគួរតែគិតទៅលើអនុសញ្ញាលេខ87នៃការអនុវត្តគោលនយោបាយនៃសិទ្ធិបង្កើតសមាគមនិងសិទ្ធិនៃការចរចាជាសមូហភាពព្រមទាំងគិតទៅលើអនុសញ្ញាលេខ98ស្តីពីសេរីភាពនៃសិទ្ធិបង្កើតសមាគមនិងការពារសិទ្ធិនៃការបង្កើតសមាគមក្រសួងការងារឲ្យដឹងថាបច្ចុប្បន្នវិស័យសំខាន់ដែលកំពុងតែរួមចំណែកនៅក្នុងកំណើនសេដ្ឋកិច្ចជាតិរួមមានវិស័យទេសចរវិស័យសំណង់និងជាពិសេសវិស័យវិញ្ញាណភ័ណ្ឌកាត់ដេរនិងផលិតស្បែកជើងទន្ទឹមគ្នានេះគិតត្រឹមឆមាសទី1នៃឆ្នាំ2016ការនាំចេញសរុបរបស់វិស័យវិញ្ញាណភ័ណ្ឌកាត់ដេរនិងផលិតស្បែកជើងនៅកម្ពុជាមានតម្លៃជាង$3,000 លានសហរដ្ឋអាមេរិកដែលស្មើនឹង 73% នៃតម្លៃនាំចេញសរុបចំណែកឯប្រធានសហភាពចលនា
ណាកម្មករកម្ពុជាលោកប៉ៅស៊ីណាគាំទ្រចំពោះការជំរុញឲ្យអនុវត្តច្បាប់សហជីពដោយតម្លាភាពលោកប៉ៅស៊ីណាសង្កេតឃើញថាស្ថានភាពសិទ្ធិកម្មករមិនបានប្រសើរឡើងជាងមុនក្រោយមានច្បាប់សហជីពនោះទេលោកបញ្ជាក់ថានៅក្នុងរយៈពេល6ខែក្រោយកម្ពុជាអនុវត្តច្បាប់សហជីពថ្មីទាំងសហជីពនិងកម្មករនៅមានចំណុចប្រឈមនឹងក្តីកង្វល់ខ្លាំងនៅក្នុងនោះមានបែបបទនៃការចុះបញ្ជីការទទួលពាក្យបណ្ដឹងនិងការផ្ដល់របាយការណ៍ហិរញ្ញវត្ថុជាដើមលោកបន្តថាការរឹតបន្តឹងសិទ្ធិរបស់សហជីពនៅតែបន្តកើតមានសហជីពនិងកម្មករនៅតែរងការចោទប្រកាន់ពិសេសការដោះស្រាយវិវាទនិងជម្លោះនៅមានការរារាំងពីអាជ្ញាធរពិសេសមិនស្មើភាពគ្នារវាងក្រមសហជីពនិងក្រមនយោជកនៅឡើយអ្នកការពារសិទ្ធិកម្មកររូបនេះបន្តថាកម្មករនៅក្នុងវិស័យឧស្សាហកម្មសម្លៀកបំពាក់គឺជាធនធានមនុស្សដ៏សំខាន់ជួយបញ្ជាអនុភាពសេដ្ឋកិច្ចកម្ពុជាត្រង់ចំណុចនេះលោកស្នើទៅក្រសួងការងារគួរតែពិនិត្យលើច្បាប់សហជីពឡើងវិញនិងគួរចាត់វិធានការឲ្យបានស្មើភាពមិនមែនរឹតបន្តឹងតែអ្នកការពារសិទ្ធិកម្មករនិងកម្មករនោះទេសហព័ន្ធខ្លះគាត់ប្រឈមមុខទៅនឹងការធ្វើរបាយការណ៍ឬក៏កម្មភាពខ្លះក៏អត់មានអាហ្នឹងដែលប្រឈមអញ្ចឹងចំណុចនេះទាំងអង្គការជាតិឬជាអង្គការដៃគូពាក់ព័ន្ធទាំងសហព័ន្ធសហជីពទាំងអស់មកនេះយើងគួរតែគិតថាយើងសង្កេតមើលតើច្បាប់មួយហ្នឹងវាបានធានាដល់ការការពារសិទ្ធិកម្មករទេបានការពារផលប្រយោជន៍កម្មករអត់មិនមែនយើងផ្ដោតកម្លាំងទៅលើតែការងារប៉ុន្តែបញ្ហាសិទ្ធិសេរីភាពក៏ដូចជាការរំលោភបំពានផ្សេងៗយើងមិនបានមើលទេអាហ្នឹងវាត្រូវតែមើលទាំងអស់តែកតិនទៅនឹងរឿងនេះដែរតំណាងការិយាល័យឧត្តមស្នងការអង្គការសហប្រជាជាតិទទួលបន្ទុកសិទ្ធិមនុស្សប្រចាំកម្ពុជាអ្នកស្រីវ៉ាន់ហ៊ីលីក៏មានប្រសាសន៍ថាគោលការណ៍នៃការអនុវត្តច្បាប់នេះនៅមានភាពច្របូកច្របល់ដូចជាការចុះបញ្ជីការនិងសិទ្ធិនៃការបង្កើតសហជីពជាដើមអ្នកស្រីវ៉ាន់ហ៊ីលីស្នើទៅភាគីពាក់ព័ន្ធគួរតែពិនិត្យនិងពិភាក្សារួមគ្នាលើច្បាប់សហជីពប្រសិនជារកឃើញភាពមិនប្រក្រតីណាមួយឆ្លើយតបទៅនឹងការលើកឡើងនេះអគ្គលេខាធិការនៃសហព័ន្ធនយោជកលោកសុកឡៅមានប្រសាសន៍ថាក្រមនយោជកមានបញ្ហាទំហំធំជាងសហជីពព្រោះនយោជកមានតួនាទីបង្កើតទីផ្សារការងារនិងបង្កើតរោងចក្រឲ្យមានចំនួនច្រើនសម្ដៅធានាការងារនៅក្នុងស្រុកពិសេសកាត់បន្ថយចំណាក់ស្រុកទៅក្រៅប្រទេសហេតុនេះលោកស្នើឲ្យសហជីពគួរតែគោរពច្បាប់ដែលមាននៅក្នុងវិស័យការងារដែរមិនគួរបន្ទោសតែអ្នកនយោជកនោះទេប៉ុន្តែយ៉ាងណាលោកក៏ស្វាគមន៍រាល់ការពិភាក្សាជាមួយភាគីពាក់ព័ន្ធពីច្បាប់សហជីពនេះដែរបញ្ហារបស់យើងនេះគឺរឿងសហជីពច្បាប់សហជីពជារឿងមួយប៉ុន្តែរឿងការទីផ្សារការងាររបស់យើងតើការប្រជាជនខ្មែររបស់យើងតើការទូនាទីរបស់ខាងសហជីពអាចធ្វើខ្លះដើម្បីបង្កើតការងារឲ្យគុណខ្មែរបាននយោជកធ្វើឲ្យខ្លះអាចជំរុញការបង្កើតរោងចក្រឲ្យបានច្រើនបង្កើតការងារបានច្រើននេះគឺជាបញ្ហាប្រឈមរួមរបស់យើងវិទ្យុអស៊ីសេរីមិនអាចសុំការឆ្លើយតបពីអ្នកនាំពាក្យក្រសួងការងារលោកហេងសួរពាក់ព័ន្ធទៅនឹងរឿងនេះបាននៅឡើយនៅថ្ងៃទី9ខែវិច្ឆិកាប៉ុន្តែរដ្ឋមន្ត្រីក្រសួងការងារលោកអ៊ិតសំហេងធ្លាប់អះអាងនៅក្នុងសិក្ខាសាលាថ្នាក់ជាតិស្ដីពីប្រាក់ឈ្នួលអបបរមានៅកម្ពុជាកាលពីពេលថ្មីនេះថាដើមឆ្នាំ2016ក្រោយមានច្បាប់សហជីពស្ថានភាពឧស្សាហកម្មសម្លៀកបំពាក់កម្ពុជាពិសេសសិទ្ធិកម្មករប្រសើរឡើងជាងមុនព្រោះចំនួនរោងចក្រដែលបានបើកទ្វារច្រើនជាងចំនួនរោងចក្រដែលបានបិទទ្វារឬផ្អាកធ្វើអាជីវកម្មពិសេសថយចុះបាតកម្មខុសច្បាប់លោកថាស្ថានភាពឧស្សាហកម្មសម្លៀកបំពាក់កម្ពុជាប្រសើរឡើងជាងមុនដោយសារតែភាគីពាក់ព័ន្ធពិសេសភាគីនយោជកនិងសហជីពមានភាពចាស់ទុំជាងមុនលើកិច្ចចរចាប្រាក់ឈ្នួលជូនកម្មករពិសេសគ្រប់ភាគីពាក់ព័ន្ធចូលរួមអនុវត្តច្បាប់សហជីពលោកក៏បញ្ជាក់ថាវិស័យវាយនភ័ណ្ឌកាត់ដេរនិងផលិតស្បែកជើងបានផ្ដល់ការងារផ្ទាល់ជូនដល់កម្មករនយោជិតជាង70,000 នាក់និងបានផ្ដល់ការងារដោយប្រយោលដល់ពលរដ្ឋកម្ពុជាប្រមាណ2លាននាក់លោកថាជារួមចំនួនកម្លាំងពលកម្មវ័យក្មេងដ៏ច្រើននិងកត្តាអនុគ្រោះពន្ធខាងលើសុទ្ធសឹងតែជាចំណុចសក្តានុពលរបស់វិស័យដែលបន្តទាក់ទាញអ្នកវិនិយោគច្បាប់សហជីពដែលមាន100មាត្រានិង17ជំពូកត្រូវបានរដ្ឋសភាអនុម័តកាលពីថ្ងៃទី4ខែមេសាឆ្នាំ2016កន្លងមកក្រមវិនិយោគិននៅក្នុងវិស័យកាត់ដេរនិងសហជីពធ្លាប់បានជំទាស់និងទាមទារឲ្យកែប្រែមាត្រាមួយចំនួនដែលមានភាពមិនប្រក្រតីនិងចម្រូងចម្រាសនៅក្នុងច្បាប់នេះទោះជាយ៉ាងណាអ្នកជំនាញផ្នែកសេដ្ឋកិច្ចនិងនយោបាយតំណាងសហជីពនិងអ្នកឯកទេសពីអង្គការអន្តរជាតិខាង ILO នៅតែទទូចឲ្យក្រសួងការងារគួរតែដោះស្រាយបញ្ហាប្រាក់ឈ្នួលជូនកម្មករឲ្យបានសមរម្យនិងឈប់រារាំងសិទ្ធិសហជីពដែលបម្រើផលប្រយោជន៍កម្មករអនុវត្តច្បាប់សហជីពដោយតម្លាភាពព្រមទាំងស្នើឲ្យអ្នកនយោបាយចរចាគ្នាដើម្បីឲ្យស្ថានភាពនយោបាយវិលទៅរកភាពប្រក្រតីឡើងវិញខ្ញុំអ៊ុំរែងសីអាស៊ីសេរីរាយការណ៍ពីរាជធានីភ្នំពេញ
ចាប្រជាពលរដ្ឋប្រសង់និងគ្រូបង្រៀនរស់នៅស្រុកព្រែកប្រសពខេត្តក្រចេះព្រួយបារម្ភពីការកើនឡើងនៃការបោះបង់ការសិក្សារបស់សិស្សគឺដោយសារបញ្ហាខ្វះសាលារៀនឬក៏សាលារៀននៅឆ្ងាយដែលជាឧបសគ្គចម្បងអ្នកភូមិអំពាវនាវជាថ្មីទៀតសូមឲ្យក្រសួងអប់រំនិងរដ្ឋាភិបាលពន្យាការសាងសង់វិទ្យាល័យបន្ថែមដើម្បីឆ្លើយតបទៅនឹងតម្រូវការរបស់សិស្សនៅជនបទចាសសូមស្ដាប់សេចក្តីរាយការណ៍របស់លោកម៉ែនសុធីអំពីរឿងនេះពលរដ្ឋរស់នៅស្រុកប្រែតប្រសពសង្កេតឃើញថាសិស្សានុសិស្សភាគច្រើនបានបញ្ចប់ការសិក្សាត្រឹមថ្នាក់អនុវិទ្យាល័យនោះគឺមានតិចតួចណាស់មានលទ្ធភាពបន្តការសិក្សាថ្នាក់វិទ្យាល័យបានដោយសារសាលារៀននៅឆ្ងាយពីផ្ទះខ្លះទៀតត្រូវឆ្លងសាឡាងមករៀននៅទីរួមខេត្តក្រចេះអ្នកភូមិអះអាងថាប្រសិនបើក្រសួងអប់រំនៅតែប្រងើយកន្តើយមិនចុះសិក្សាស្រាវជ្រាវពីបញ្ហាខ្វះខាតសាលាទេនឹងបង្កការលំបាកធ្ងន់ធ្ងរដល់សិស្សហើយពួកគាត់មួយចំនួននឹងបោះបង់ការសិក្សាបន្ថែមទៀតពលរដ្ឋរស់នៅឃុំជ្រោយបន្ទាយស្រុកប្រែតប្រសពថ្លែងសូមមិនបញ្ចេញឈ្មោះឲ្យដឹងនៅថ្ងៃទី7វិច្ឆិកាថាមានកត្តាជាច្រើនដែលរុញច្រានឲ្យសិស្សបោះបង់ការសិក្សាមានជាអាចកត្តាជីវភាពសាលារៀននៅឆ្ងាយអគារសិក្សាមិនគ្រប់គ្រាន់និងខ្វះសម្ភារៈសិក្សាជាដើមលោកថាបច្ចុប្បន្នវិទ្យាល័យក្នុងស្រុកប្រែតប្រសពมันអាចឆ្លើយតបចំនួនសិស្សក្នុងស្រុកទាំងមូលបានទេព្រោះថាឃុំសោបនិងឃុំជ្រោយបន្ទាយមិនទាន់មានវិទ្យាល័យនៅឡើយម្យ៉ាងទៀតចំនួនសិស្សកាន់តែកើនឡើងពីមួយឆ្នាំទៅមួយឆ្នាំលោកសង្កត់ធ្ងន់ថាពីមួយឆ្នាំទៅមួយឆ្នាំយុវសិស្សរាប់ពាន់នាក់រស់នៅឃុំឆ្ងាយដាច់ស្រយាលប្រឈមការលំបាកធ្វើដំណើរមកវិទ្យាល័យឆ្ងាយពីផ្ទះចាប់ពីជិត10គីឡូម៉ែត្រដល់50គីឡូម៉ែត្រម្យ៉ាងផ្លូវលំបាកធ្វើដំណើរផងធ្វើស្រែធ្វើចំការទៅគាត់បញ្ឈប់ในការសិក្សារបស់កូនអញ្ចឹងទៅឲ្យកូននឹងបានទៅរៀនទៅសូត្រទេបើចំការទៅវាខ្មោចពីជីវភាពក្រីក្រពេកហើយនឹងម្យ៉ាងខ្វះសាលារៀនផងអញ្ចឹងវាបាទធ្វើឲ្យសិស្សនឹងបោះបង់នៅការសិក្សានឹងច្រើនអញ្ចឹងវាសិស្សនិស្សិតនឹងគឺអត់សូវមានចំណេះចេះដឹងប្រមាណទេព្រះរាជគុណយានសំណាងគង់នៅវត្តកែងឃុំជ្រោយបន្ទាយមានថេរដីកាថាសិស្សានុសិស្សភាគច្រើនបង្ខំចិត្តសិក្សាតាមលទ្ធភាពរបស់គ្រួសារដោយខ្លះគាត់ទៅសាលាខ្លះទៀតមិនទៅហើយការសម្រេចជោគវាសនារបស់ពួកគេក៏អាស្រ័យលើឪពុកម្ដាយឬអាណាព្យាបាលរបស់សិស្សដែរខណៈការចំណាយលើការសិក្សារបស់សិស្សកាន់តែខ្ពស់ព្រះអង្គមានថេរដីកាបន្តថាសិស្សរស់នៅឃុំជ្រោយបន្ទាយនិងឃុំសោបដែលបញ្ចប់ការសិក្សាថ្នាក់អនុវិទ្យាល័យត្រូវឆ្លងសាឡាងមករៀននៅទីរួមខេត្តនិងទីរួមស្រុកព្រែកប្រសពដើម្បីសិក្សាបន្តវិទ្យាល័យនិងត្រូវចំណាយប្រាក់ជួលផ្ទះឬស្នាក់នៅធ្វើដំណើរនិងចំណាយការសិក្សាបញ្ហានេះគឺជាកត្តាបន្ទាប់បន្សំដែលបង្ខំឲ្យសិស្សប្រឈមបោះបង់ការសិក្សាព្រះតេជគុណក៏សម្គាល់ថាពលរដ្ឋរស់នៅជនបទភាគច្រើនត្រូវជំពាក់បំណុលមីក្រូហិរញ្ញវត្ថុនិងធនាគារដែលលំបាកក្នុងការផ្គត់ផ្គង់កូនចៅឲ្យបន្តការសិក្សាគូផ្សំនឹងត្រូវរកប្រាក់សងបង្វិលទៅធនាគារដើមវិញភាគច្រើនអញនិយាយថាគាត់ជាពាក់លុយអង្គការច្រើននឹងហើយវាប្រឈមនឹងបញ្ហាថាសំណងអីនឹងវាត្រូវការរកដោះរកអីចឹងលុយគាត់ពិបាកនឹងឲ្យកូនទៅរៀនដែរព្រោះមកទឹកមិនក៏ចំណាយយ៉ាងហោចណាស់50000រៀលចឹងគាត់អត់អាចមានអត្ថប្រយោជន៍ទេការទៅស្នាក់នៅនិយាយរួមទៅថាទីនេះវាអត់មានសាលាវិទ្យាល័យចឹងវាត្រូវការទៅនៅកញ្ចេះឬនៅថ្មខែដល់ពេលអញ្ចឹងវាត្រូវការជួលផ្ទះគេនៅមួយឆ្នាំ2 3 400ចឹងទៅអ្នកភូមិព្យាករថាយុវជនរស់នៅស្រុកព្រែកប្រសពបច្ចុប្បន្នអាចបន្តការសិក្សាដល់កម្រិតមធ្យមសិក្សាមានតិចតួចបំផុតត្បិតស្រុកមួយនេះស្ថិតនៅត្រើយម្ខាងនៃទន្លេមេគង្គប៉ែកខាងលិចនៃទីរួមខេត្តក្រចេះឆ្ងាយពីទីរួមខេត្តជិត20គីឡូម៉ែត្រឆ្លើយតបការលើកឡើងនេះប្រធានមន្ត្រីអប់រំខេត្តក្រចេះលោកឡាយបរាក៏ទទួលស្គាល់ការលំបាករបស់សិស្សានុសិស្សរស់នៅស្រុកព្រែកប្រសពដែរលោកបញ្ជាក់ថាមន្ត្រីជំនាញគ្រងនឹងសិក្សាករណីនេះហើយប្រសិនបើរកឃើញថាចំនួនសិស្សកើនឡើងក្នុងឆ្នាំ2017និងឆ្នាំ2018មន្ត្រីជំនាញនឹងស្នើទៅក្រសួងអប់រំនិងរាជរដ្ឋាភិបាលដើម្បីសង់វិទ្យាល័យក្នុងទីតាំងអនុវិទ្យាល័យបច្ចុប្បន្នលោកថាការបង្កើតវិទ្យាល័យត្រូវទាមទារច្រើនដូចជាអ្នកគ្រប់គ្រងគ្រូបង្រៀនសម្ភារៈសិក្សានិងផ្អែកតាមលក្ខណៈស្តង់ដារបច្ចេកទេសត្រឹមត្រូវជាអប់រំក៏ដូចជាក្រសួងអប់រំបានយកចិត្តទុកដាក់គិតគូរហើយប៉ុន្តែមិនតាន់ចេញលទ្ធផលសំបីក្រុមការងារថ្នាក់ជាតិដែលចោះជួយតាមខេត្តហ្នឹងក៏លោកបានគិតគូរហើយដែរប៉ុន្តែវាមិនបានដូចចិត្តជាពលរដ្ឋដែលចង់បានព្រាមនេះទេគេព្រោះគេគិតពីស្តង់ដារគេគិតពីអីទំហំការងារដែលយើងអាចបើកទៅបានឲ្យមានកុំឲ្យវាខាតច្រើនទេយើងចង់និយាយថាបើយើងទៅសាលាព្រាមទុកចោលវាអាចខាតច្រើនណាយើងយកសាលាមកចោលណាប្រធានស្ដីទីសមាគមគ្រូបង្រៀនកម្ពុជាឯករាជ្យលោកស្រីអុកឆាយាវីមាន
ប្រសាសន៍ថាប្រសិនបើពលរដ្ឋមានបញ្ហាខ្វះសាលារៀនពលរដ្ឋអាចផ្តិតមេដាយប្តឹងមកសមាគមគ្រូបង្រៀនកម្ពុជាឯករាជ្យដើម្បីឲ្យសមាគមអន្តរាគមន៍ទៅស្ថាប័នពាក់ព័ន្ធលោកស្រីមើលឃើញថាបញ្ហាខ្វះសាលារៀនគឺជាប្រធានបទដដែលដែលទាមទារឲ្យក្រសួងអប់រំយកចិត្តទុកដាក់ជាបន្តដើម្បីទប់ស្កាត់អត្រាការបោះបង់ការសិក្សារបស់សិស្សខ្ញុំសំណូមពរដល់រដ្ឋាភិបាលដែរកុំគិតបណ្ដោយឲ្យអត់មានសាលារៀនបន្តទៅទៀតព្រោះនេះជាកម្មមួយដែលធ្វើឲ្យវិស័យអប់រំដើរថយក្រោយទី1សិស្សបីដូចជាកាន់តែមានភាពអក្ខរកម្មដែលជាអក្សរឡើងកាន់តែខ្លាំងប្រធានសម្ព័ន្ធគណនេយ្យភាពសង្គមកម្ពុជាលោកសនជ័យយល់ថាក្រសួងអប់រំគួរតែពង្រីកវិទ្យាល័យនៅឃុំឬសង្កាត់ណាដែលជាតំបន់អតិភិបឬឃុំសង្កាត់ទាំងអស់គ្រប់តំបន់ដើម្បីកាត់បន្ថយអត្រាបោះបង់ការសិក្សារបស់សិស្សផ្អែកតាមកំណែទម្រង់ស៊ីជម្រៅរបស់ក្រសួងអប់រំលោកសង្កត់ធ្ងន់ថាកត្តាខ្វះសាលារៀនគឺជាប្រភពនៃការបោះបង់ការសិក្សានិងជាប្រភពនៃភាពក្រីក្ររយៈពេលវែងបង្កប៉ះពាល់ដល់សង្គមធ្ងន់ធ្ងរដែលនឹងអាចធ្វើឲ្យយុវជនទាំងនោះធ្លាក់ខ្លួនប្រើប្រាស់គ្រឿងញៀនជាដើមលោកសនជ័យយល់ថាក្រសួងអប់រំត្រូវប្រកាសថាមានវិធានការជាក់លាក់ចំពោះសាលានៅជនបទដោយបង្កើតឲ្យមានអនុវិទ្យាល័យនិងវិទ្យាល័យនៅជាមួយគ្នាដើម្បីកាត់បន្ថយការចំណាយនិងផ្ដល់ភាពងាយស្រួលដល់សិស្សានុសិស្សដែលធានាថាផ្ដល់ឱកាសឲ្យពួកគេទទួលបានសេវាអប់រំប្រសើរតាមរយៈបង្កើតតម្រូវការអាទិភាពដល់តំបន់ណាជួបការលំបាកនិងមានចំនួនសិស្សច្រើននៅរឿងខុសសាលានេះខ្ញុំថាគួរតែជាបញ្ហាបន្ទាន់មួយដែលត្រូវដោះស្រាយណាហើយដើម្បីដោះស្រាយខ្លះទីមួយដើម្បីផ្ដល់ឱកាសឲ្យសិស្សរៀនបានបន្តទៀតថ្នាក់វិទ្យាល័យនេះទី2គឺចូលរួមចំណែកទប់ស្កាត់អត្រានៃការបោះបង់ការសិក្សាតំបន់ជនបទណាជាយ៉ាងហើយណាក៏ក្នុងមួយឃុំឬក៏ពីរឃុំនោះមាននៅវិទ្យាល័យមួយដែរណាស្រុកព្រែកប្រសពមានពលរដ្ឋរស់នៅជាង 70000 នាក់ស្មើនឹងពលរដ្ឋជាង 15000 គ្រួសារក្នុងឆ្នាំ 2015 ស្ថិតិនិងសូចនាករអប់រំខេត្តក្រចេះក្នុងឆ្នាំ 2014 ដល់ឆ្នាំ 2015 ក្នុងស្រុកព្រែកប្រសពបង្ហាញថាស្រុកនេះមានវិទ្យាល័យ 2 ហើយមានសិស្សសិក្សាចំនួនជាង 1700 នាក់មានអនុវិទ្យាល័យ 7 មានសិស្សសិក្សាចំនួនជាង 1500 នាក់និងមានសាលាបឋមសិក្សាចំនួន 44 ដែលមានសិស្សសិក្សាចំនួន 74000 នាក់ខ្ញុំម៉ែនសុធីអាស៊ីសេរីពីខេត្តក្រចេះចាសហគមន៍ភ្នងរស់នៅឃុំចំនួន7ក្នុងខេត្តមណ្ឌលគិរីបានដាក់ពាក្យបណ្ដឹងសូមឲ្យបដូរតួនាទីប្រធានមន្ត្រីអភិវឌ្ឍជនបទខេត្តដោយចាប់ប្រកាន់ថាបានគម្រាមកំហែងរំលោភសិទ្ធិជនជាតិដើមភាគតិចពាក់ព័ន្ធនឹងការប្រពៃទិវាជនជាតិដើមពិភពលោកចាប្រធានមន្ត្រីអភិវឌ្ឍជនបទខេត្តបានបដិសេធការចាប់ប្រកាន់នេះលោករដ្ឋាវិសាលរាយការណ៍ព័ត៌មាននេះជនជាតិដើមភាគតិចជាង500នាក់បានផ្តិតមេដាយលើពាក្យប្តឹងទៅអាជ្ញាធរខេត្តមណ្ឌលគិរីទាមទារឲ្យបដូរតួនាទីប្រធានមន្ត្រីអភិវឌ្ឍជនបទខេត្តមណ្ឌលគិរីក្រោមហេតុផលថាមន្ត្រីរូបនេះមានចេតនារំខានការប្រពៃទិវាជនជាតិដើមភាគតិចពិភពលោកនិងគំរាមប្រមាថជនជាតិដើមភាគតិចជនជាតិដើមភាគតិចភ្នងនៅភូមិចំនួន3ស្ថិតក្នុងស្រុកពេជ្រដាស្រុកកោះញែកនិងស្រុកកៅសីមាអះអាងថាអាជ្ញាធរឃុំបានរំខានអ្នកភូមិដែលជួបជុំគ្នាសែនព្រេនបែបប្រពៃណីកាលពីថ្ងៃទី9ខែសីហាដើម្បីអបអរខួបទិវាជនជាតិដើមភាគតិចពិភពលោកចំណែកនៅឯឃុំដាក់ដាំសហគមន៍មិនបានប្រពៃទិវានេះទេដោយសារតែមន្ត្រីអភិវឌ្ឍជនបទលើកពេលប្រពៃទៅធ្វើនៅថ្ងៃទី19ខែសីហាឆ្នាំ2016វិញផ្ទុយទៅនឹងគម្រោងដែលបានឯកភាពគ្នាតំណាងជនជាតិដើមភាគតិចទាំងនោះចាត់ទុកថានេះជាការរើសអើងនឹងការរំលោភសិទ្ធិជនជាតិដើមភាគតិចតំណាងអ្នកប្តឹងតវ៉ាទាំង500នាក់គឺលោកក្រាងតូឡាបញ្ជាក់នៅថ្ងៃទី8វិច្ឆិកាថាពីប្តឹងបានដាក់ជូនអាជ្ញាធរខេត្តមណ្ឌលគិរីនិងសមាគមការពារសិទ្ធិមនុស្សរួចហើយក្នុងកម្មវត្ថុសំបដូរតួនាទីប្រធានមន្ត្រីអភិវឌ្ឍជនបទដែលគម្រាមកំហែងរំខានការប្រពៃខួបជនជាតិដើមភាគតិចជាប្រការរំលោភទៅលើសិទ្ធិជនជាតិដើមភាគតិចលើសពីនោះទៀតពាក្យប្តឹងនេះនឹងត្រូវដាក់ជូនមន្ត្រីថ្នាក់ជាតិបន្តទៀតដើម្បីដោះស្រាយការតវ៉ារបស់ពលរដ្ឋលោកបន្តទៀតថាតំណាងសហគមន៍និងចាស់ទុំតាមបណ្ដាភូមិមួយចំនួនត្រូវបានប្រធានមន្ត្រីអភិវឌ្ឍជនបទប្រើពាក្យប្រមាថនិងគំរាមកំហែងខណៈពួកគេដាក់លិខិតជូនដំណឹងពីគម្រោងប្រពៃខួបជនជាតិដើមភាគតិចកាលពីខែសីហាប្រជាពលរដ្ឋក៏គាត់ថាក្នុងនាមគាត់ជាប្រធានជនជាតិដើមភាគតិចដែលមាននាយកដ្ឋានមួយនៅក្នុងក្រសួងអភិវឌ្ឍជនបទហ្នឹងគាត់ត្រូវទទួលខុសត្រូវបាទរំលោភសិទ្ធិជនជាតិដើមភាគតិចដែលមានទាំងសាររបស់សម្ដេចហ៊ុនសែនសាររបស់អាយដាមយឹមចុងទាំងគេថាច្បាប់របស់អង្គការសហប្រជាជាតិដែលមានស្រាប់ហើយគាត់មិនមើលផងមន្ត្រីអភិវឌ្ឍជនបទខេត្តមណ្ឌលគិរីបានប្រារព្ធទិវាជនជាតិដើមភាគតិចពិភពលោកឃុំដាក់ដាំនៅថ្ងៃទី19ខែសីហា
ក៏ប៉ុន្តែมันមានជនជាដើមភាគតិចម្នាក់ណាចូលរួមឡើយឆ្លើយតបការចោទប្រកាន់នេះប្រធានមន្ត្រីអភិវឌ្ឍជនបទខេត្តមណ្ឌលគិរីលោកយុនសារ៉ូមបញ្ជាក់ថាការចោទប្រកាន់របស់សហគមន៍គ្មានមូលដ្ឋានពិតនោះទេពីព្រោះលោកមិនបានគំរាមឬប្រើពាក្យសម្ដីប្រមាថណាមួយចំពោះសហគមន៍ក្រៅពីពន្យល់ទស្សនវិជ្ជាច្បាប់ដល់សហគមន៍ខ្លាចក្រែងអ្នកភូមិប្រព្រឹត្តខុសទៅនឹងគោលការណ៍ណែនាំស្ដីពីការប្រព្រឹត្តសិទ្ធិលោកថានឹងស្រាវជ្រាវស្នាមមេដៃប្រជាពលរដ្ឋដែលប្តឹងដើម្បីបញ្ជាក់ថាតើការប្តឹងនោះមានអ្នកញុះញង់នៅពីក្រៅសហគមន៍ដើម្បីទម្លាក់កំហុសលើរូបលោកឬយ៉ាងណាគេយកទៅចាស់មានអីខ្ញុំឆ្លើយមួយអង្គក្រសួងខ្ញុំត្រូវការពីឲ្យបើថាគាត់និយាយអញ្ចឹងបុគ្គលនោះហើយអ្នកប្តឹងនឹងមាននំប្តឹងនឹងខ្ញុំតែជ្រាវហើយពាក់ព័ន្ធនឹងការបរិហាគេខុសផ្លូវច្បាប់អានឹងខ្ញុំប្តឹងទៅតុលាការកាលពីថ្ងៃទី9ខែសីហាពិធីសែនព្រេនបែបប្រពៃណីជនជាតិដើមភាគតិចត្រូវបានប្រារព្ធនៅឃុំចំនួន6ក្នុងស្រុកកោះញែកស្រុកកែវសីមាស្រុកពេជ្រជ្រាដានិងក្រុងសែនមនោរម្យគ្រានោះដែរអ្នកភូមិបង្ហាញការភ័យខ្លាចខណៈអាជ្ញាធរគំរាមចាប់ដាក់ខ្នោះប្រសិនអ្នកភូមិចូលរួមអបអរទិវាជនជាតិដើមភាគតិចដោយមិនសុំការអនុញ្ញាតពីអាជ្ញាធរតាមលំដាប់ថ្នាក់វិទ្យុអស៊ីសេរីមិនអាចតាក់ទងអ្នកនាំពាក្យនិងជានាយករងរដ្ឋបាលសាលាខេត្តមណ្ឌលគិរីលោកសុកសេរាសូមបញ្ជាក់បញ្ហានេះបានទេនៅថ្ងៃទី8ខែសីហាក៏ប៉ុន្តែកន្លងទៅលោកទទួលស្គាល់ថាការរៀបចំការសែនព្រេនបែបប្រពៃណីក្នុងពិធីណាមួយរបស់ជនជាតិដើមភាគតិចមិនចាំបាច់តម្រូវឲ្យសមច្បាប់នោះទេលោកថាអាជ្ញាធរខេត្តនឹងពិភាក្សាឡើងវិញពីបញ្ហានេះដើម្បីកំណត់ការណែនាំទៅមន្ត្រីមូលដ្ឋាននិងសហគមន៍ទាក់ទិនបាតុភិបដែលកើតឡើងទោះបីជាយ៉ាងនេះក្តីមន្ត្រីសម្របសម្រួលសមាគមការពារសិទ្ធិមនុស្សអាត់ហុកខេត្តមណ្ឌលគិរីលោកសុករដ្ឋាក៏សម្គាល់ថានេះជាលើកទី2ហើយដែលសហគមន៍ដាក់ពាក្យប្តឹងមន្ត្រីអាជ្ញាធរក្នុងបទចោទថារំលោភសិទ្ធិប្រពៃខួបជនជាតិដើមភាគតិចមានចែងក្នុងច្បាប់ជាតិអន្តរជាតិលោកថាសហគមន៍មានសិទ្ធិប្តឹងតវ៉ាប្រសិនពួកគេយល់ថាសេរីភាពក្នុងការប្រពៃខួបរបស់ខ្លួនត្រូវបានរំខានឬគំរាមកំហែងណាមួយពីមន្ត្រីអាជ្ញាធរពលរដ្ឋគាត់មានសិទ្ធិគ្រប់គ្រាន់នៅក្នុងការស្នើសុំនៅក្នុងការទាមទារឬក៏ដាក់ពាក្យប្តឹងផ្សេងទៅស្ថាប័នមានសមត្ថកិច្ចទៅតាមអ្វីដែលពលរដ្ឋគាត់មើលឃើញថាផ្ដល់នូវភាពយុត្តិធម៌ចំពោះគាត់ហើយនឹងយើងនឹងបន្តការតាមដានទៅមុខទៀតថាតើរាល់ចំណាត់ការស្ថាប័នដែលគាត់បានដាក់ជូននឹងនៅថ្ងៃទី8ខែវិច្ឆិកានេះតំណាងសហគមន៍3នាក់បានធ្វើដំណើរទៅកាន់រាជធានីភ្នំពេញដើម្បីយកពាក្យប្តឹងរបស់សហគមន៍ដាក់ជូនក្រសួងអភិវឌ្ឍជនបទទីស្តីការគណៈរដ្ឋមន្ត្រីខុទ្ទកាល័យលោកនាយករដ្ឋមន្ត្រីរដ្ឋសភាព្រឹទ្ធសភានិងក្រសួងមហាផ្ទៃទាក់ទិនការប្តឹងសម្បដូរទូនីតិមន្ត្រីរាជរដ្ឋាភិបាលថ្នាក់មូលដ្ឋាននេះខ្ញុំរដ្ឋាវិសាលអាស៊ីសេរីរាយការណ៍ពីខេត្តរតនគិរីជាបន្តទៅទៀតនេះខ្ញុំបាទហេងសកលសូមជូនព័ត៌មានបញ្ចប់អ្នកនយោបាយនិងសង្គមស៊ីវិលគាំទ្រលទ្ធផលបោះឆ្នោតរបស់សហរដ្ឋអាមេរិកដោយយល់ឃើញថាការបោះឆ្នោតនេះមានសេរីត្រឹមត្រូវនិងយុត្តិធម៌ដែលជាលទ្ធផលឆ្លុះបញ្ចាំងពីឆន្ទៈរបស់ប្រជាពលរដ្ឋផ្ទាល់គណៈបកកាន់អំណាចនិងគណៈបកប្រឆាំងបានត្រៀមខ្លួនដូចគ្នាដើម្បីពង្រឹងទំនាក់ទំនងល្អជាមួយប្រធានាធិបតីថ្មីគឺលោក Donald Trump ពីខាងគណៈបកសាធារណរដ្ឋព្រះមហាក្សត្រសម្ដេចព្រះនរោត្តមសីហមុនីយាងចូលរួមជាព្រះរាជអធិបតីក្នុងទិវាប្រពខួបបុណ្យឯករាជ្យជាតិ9វិច្ឆិកានៅវិមានឯករាជ្យរាជធានីភ្នំពេញកាលពីថ្ងៃពុធម្សិលមិញអ្នកនយោបាយមកពីគណៈបកប្រឆាំងយល់ថាបើទោះបីកម្ពុជាមានឯករាជ្យក្តីប៉ុន្តែអ្នកនយោបាយខ្មែរសពថ្ងៃមិនទាន់មានការឯកភាពគ្នានៅឡើយទេតាក់ទងនឹងខួបលើកទី63នៃទិវាឯករាជ្យជាតិនេះដែរលោកនាយករដ្ឋមន្ត្រីហ៊ុនសែនបានសរសេរនៅលើ Facebook របស់លោកថាបើគ្មានការតស៊ូទាមទារឯករាជ្យរបស់អតីតព្រះមហាក្សត្រខ្មែរសម្ដេចព្រះនរោត្តមសីហនុពីអាណានិគមបារាំងទេកម្ពុជានឹងគ្មានឯករាជ្យឡើយចំណែកប្រធានស្ដីទីគណៈបកសង្គ្រោះជាតិលោកកឹមសុខាបានសរសេរនៅលើ Facebook របស់លោកដែរថាឯករាជ្យជាតិគឺជាគុណតម្លៃដ៏ឧត្តមឧត្តមសម្រាប់ជាតិសាសន៍នីមួយៗប៉ុន្តែលោកថាជាអកុសលតាមប្រវត្តិសាស្ត្រដោយសារតែមហិច្ឆតារបស់អ្នកនយោបាយអ្នកដឹកនាំខ្មែរចំនួនខ្លះដើម្បីយកឈ្នះតែខ្មែរគ្នាឯងនិងដើម្បីបំពេញអំណាចតខ្លួនរបស់ក្រុមឬបកពួកខ្លួនដោយសុខចិត្តទទួលយកឬច្រកកោមអំណាចត្រួតត្រាឬអាណានិគមបរទេសទោះជាមានគ្រោះថ្នាក់ដល់ប្រទេសជាតិនិងប្រជាពលរដ្ឋខ្លួនក៏ដោយលោកនាងកញ្ញានិងប្រិយមិត្តអ្នកស្ដាប់ជាទីមេត្រីកម្មវិធីផ្សាយរយៈពេល1ម៉ោងនៃវិទ្យុអាស៊ីសេរីជាភាសាខ្មែរនៅពេលនេះចាប់តែប៉ុណ្ណេះ
យើងខ្ញុំសូមជូនពរដល់លោកអ្នកនាងព្រមទាំងក្រុមគ្រួសារទាំងអស់ឲ្យជួបប្រកបតែនឹងសេចក្តីសុខចម្រើនរុងរឿងកំបីគ្លៀតគ្លាឡើយចា៎នាងខ្ញុំម៉ៃសុធានីខ្ញុំបាទហេងសកលព្រមទាំងក្រុមការងារទាំងអស់របស់វិទ្យុអសីស្រីសូមអរគុណនិងសូមជម្រាបលាបាទសូមជម្រាបលាសហជីពដោយដំណាភាពបានរដ្ឋាភិបាលគួរតែគិតទៅលើអនុសញ្ញាលេខ87នៃការអនុវត្តគោលនយោបាយនៃសិទ្ធិបង្កើតសមាគមនិងសិទ្ធិនៃការចរចាជាសមូហភាពព្រមទាំងគិតទៅលើអនុសញ្ញាលេខ98ស្តីពីសេរីភាពនៃសិទ្ធិបង្កើតសមាគមនិងការពារសិទ្ធិនៃការបង្កើតសមាគមក្រសួងការងារឲ្យដឹងថាបច្ចុប្បន្នវិស័យសំខាន់ៗដែលកំពុងតែរួមចំណែកនៅក្នុងកំណើនសេដ្ឋកិច្ចជាតិរួមមានវិស័យទេសចរវិស័យសំណង់និងជាពិសេសវិស័យវិជ្ជាភ័ណ្ឌកាត់ដេរនិងផលិតស្បែកជើងទន្ទឹមគ្នានេះគិតត្រឹមឆមាសទី1នៃឆ្នាំ2016ការនាំចេញសរុបរបស់វិស័យវិជ្ជាភ័ណ្ឌកាត់ដេរនិងផលិតស្បែកជើងនៅកម្ពុជាមានតម្លៃជាង$3000 លានសហរដ្ឋអាមេរិកដែលស្មើនឹង 73% នៃតម្លៃនាំចេញសរុបចំណែកឯប្រធានសហភាពចលនាកម្មករកម្ពុជាលោកប៉ៅស៊ីណាគាំទ្រចំពោះការជំរុញឲ្យអនុវត្តច្បាប់សហជីពដោយតម្លាភាពលោកប៉ៅស៊ីណាសង្កេតឃើញថាស្ថានភាពសិទ្ធិកម្មករមិនបានប្រសើរឡើងជាងមុនក្រោយមានច្បាប់សហជីពនោះទេលោកបញ្ជាក់ថានៅក្នុងរយៈពេល6ខែក្រោយកម្ពុជាអនុវត្តច្បាប់សហជីពថ្មីទាំងសហជីពនិងកម្មករនៅមានចំណុចប្រឈមនិងក្តីកង្វល់ខ្លាំងនៅក្នុងនោះមានបែបបទនៃការចុះបញ្ជីការទទួលពាក្យបណ្ដឹងនិងការផ្ដល់របាយការណ៍ហិរញ្ញវត្ថុជាដើមលោកបន្តថាការរឹតបន្តឹងសិទ្ធិរបស់សហជីពនៅតែបន្តកើតមានសហជីពនិងកម្មករនៅតែរងការចោទប្រកាន់ពិសេសការដោះស្រាយវិវាទនិងជម្លោះនៅមានការរារាំងពីអាជ្ញាធរពិសេសមិនស្មើភាពគ្នារវាងក្រុមសហជីពនិងក្រុមនយោជកនៅឡើយអ្នកការពារសិទ្ធិកម្មកររូបនេះបន្តថាកម្មករនៅក្នុងវិស័យឧស្សាហកម្មសម្លៀកបំពាក់គឺជាធនធានមនុស្សដ៏សំខាន់ជួយបញ្ជាអនុភាពសេដ្ឋកិច្ចកម្ពុជាត្រង់ចំណុចនេះលោកស្នើទៅក្រសួងការងារគួរតែពិនិត្យលើច្បាប់សហជីពឡើងវិញនិងគួរចាត់វិធានការឲ្យបានស្មើភាពមិនមែនរឹតបន្តឹងតែអ្នកការពារសិទ្ធិកម្មករនិងកម្មករនោះទេសហព័ន្ធខ្លះគាត់ប្រឈមមុខទៅនឹងការធ្វើរបាយការណ៍ឬក៏កម្មភាពខ្លះក៏អត់មានអាហ្នឹងដែលប្រឈមអញ្ចឹងចំណុចនេះទាំងអង្គការជាតិឬជាអង្គការដៃគូពាក់ព័ន្ធទាំងសហព័ន្ធសហជីពទាំងអស់មកនេះយើងគួរតែគិតថាយើងសង្កេតមើលតើច្បាប់មួយហ្នឹងវាបានជំនាញដល់ការការពារសិទ្ធិកម្មករទេបានការពារផលប្រយោជន៍កម្មករអត់មិនមែនយើងផ្ដោតកម្លាំងទៅលើតែការងារប៉ុន្តែបញ្ហាសិទ្ធិសេរីភាពក៏ដូចជាការរំលោភបំពានផ្សេងៗយើងមិនបានមើលទេអាហ្នឹងវាត្រូវតែមើលទាំងអស់តែកតិនទៅនឹងរឿងនេះដែរតំណាងការិយាល័យឧត្តមស្នងការអង្គការសហប្រជាជាតិទទួលបន្ទុកសិទ្ធិមនុស្សប្រចាំកម្ពុជាអ្នកស្រីវ៉ាន់ហ៊ីលីក៏មានប្រសាសន៍ថាគោលការណ៍នៃការអនុវត្តច្បាប់នេះនៅមានភាពច្របូកច្របល់ដូចជាការចុះបញ្ជីការនិងសិទ្ធិនៃការបង្កើតសហជីពជាដើមអ្នកស្រីវ៉ាន់ហ៊ីលីស្នើទៅភាគីពាក់ព័ន្ធគួរតែពិនិត្យនិងពិភាក្សារួមគ្នាលើច្បាប់សហជីពប្រសិនជារកឃើញភាពមិនប្រក្រតីណាមួយឆ្លើយតបទៅនឹងការលើកឡើងនេះអគ្គលេខាធិការនៃសហព័ន្ធនយោជកលោកសុកឡៅមានប្រសាសន៍ថាក្រមនយោជកមានបញ្ហាទំហំធំជាងសហជីពព្រោះនយោជកមានតួនាទីបង្កើតទីផ្សារការងារនិងបង្កើតរោងចក្រឲ្យមានចំនួនច្រើនសម្ដៅធានាការងារនៅក្នុងស្រុកពិសេសកាត់បន្ថយចំណាកស្រុកទៅក្រៅប្រទេសហេតុនេះលោកស្នើឲ្យសហជីពគួរតែគោរពច្បាប់ដែលមាននៅក្នុងវិស័យការងារដែរមិនគួរបន្ទោសតែអ្នកនយោជកនោះទេប៉ុន្តែយ៉ាងណាលោកក៏ស្វាគមន៍រាល់ការពិភាក្សាជាមួយភាគីពាក់ព័ន្ធពីច្បាប់សហជីពនេះដែរបញ្ហារបស់យើងនេះគឺរឿងសហជីពច្បាប់សហជីពជារឿងមួយប៉ុន្តែរឿងការទីផ្សារការងាររបស់យើងដល់ការប្រជាជនខ្មែររបស់យើងតើតួនាទីរបស់ខាងសហជីពអាចធ្វើខ្លះដើម្បីបង្កើតការងារឲ្យគុណខ្មែរបាននយោជកធ្វើខ្លះអាចជំរុញការបង្កើតរោងចក្រឲ្យបានច្រើនបើការការងារបានច្រើននេះគឺជាបញ្ហាប្រឈមរួមរបស់យើងវិសុវអសិសរីមិនអាចសុំការឆ្លើយតបពីអ្នកនាំពាក្យក្រសួងការងារលោកហេងសួរពាក់ព័ន្ធទៅនឹងរឿងនេះបាននៅឡើយនៅថ្ងៃទី9ខែវិច្ឆិកាប៉ុន្តែរដ្ឋមន្ត្រីក្រសួងការងារលោកអ៊ិតសំហេងធ្លាប់អះអាងនៅក្នុងសិក្ខាសាលាថ្នាក់ជាតិស្ដីពីប្រាក់ឈ្នួលអបបរមានៅកម្ពុជាកាលពីពេលថ្មីៗនេះថាដើមឆ្នាំ2016ក្រោយមានច្បាប់សហជីពស្ថានភាពឧស្សាហកម្មសម្លៀកបំពាក់កម្ពុជាពិសេសសិទ្ធិកម្មករប្រសើរឡើងជាងមុនព្រោះចំនួនរោងចក្រដែលបានបើកទ្វារច្រើនជាងចំនួនរោង
ងចក្រដែលបានបិទទ្វារឬផ្អាកធ្វើអាជីវកម្មពិសេសថយចុះបាតកម្មខុសច្បាប់លោកថាស្ថានភាពឧស្សាហកម្មសម្លៀកបំពាក់កម្ពុជាប្រសើរឡើងជាងមុនដោយសារតែភាគីពាក់ព័ន្ធពិសេសភាគីនយោជកនិងសហជីពមានភាពចាស់ទុំជាងមុនលើកិច្ចចរចាប្រាក់ឈ្នួលជូនកម្មករពិសេសគ្រប់ភាគីពាក់ព័ន្ធចូលរួមអនុវត្តច្បាប់សហជីពលោកក៏បញ្ជាក់ថាវិស័យវាយនភ័ណ្ឌកាត់ដេរនិងផលិតស្បែកជើងបានផ្ដល់ការងារផ្ទាល់ជូនដល់កម្មករនយោជិតជាង70,000 នាក់និងបានផ្ដល់ការងារដោយប្រយោលដល់ពលរដ្ឋកម្ពុជាប្រមាណ2 លាននាក់លោកថាជារួមចំនួនកម្លាំងពលកម្មវ័យក្មេងដ៏ច្រើននិងកត្តាអនុគ្រោះពន្ធខាងលើសុទ្ធសឹងតែជាចំណុចសក្តានុពលរបស់វិស័យដែលបន្តទាក់ទាញអ្នកវិនិយោគច្បាប់សហជីពដែលមាន100មាត្រានិង17ជំពូកត្រូវបានរដ្ឋសភាអនុម័តកាលពីថ្ងៃទី4 ខែមេសាឆ្នាំ2016កន្លងមកក្រមវិនិយោគិននៅក្នុងវិស័យកាត់ដេរនិងសហជីពធ្លាប់បានជំទាស់និងទាមទារឲ្យកែប្រែមាត្រាមួយចំនួនដែលមានភាពមិនប្រក្រតីនិងចម្រូងចម្រាសនៅក្នុងច្បាប់នេះទោះជាយ៉ាងណាអ្នកជំនាញផ្នែកសេដ្ឋកិច្ចនិងនយោបាយតំណាងសហជីពនិងអ្នកឯកទេសពីអង្គការអន្តរជាតិខាង ILO នៅតែទទូចឲ្យក្រសួងការងារគួរតែដោះស្រាយបញ្ហាប្រាក់ឈ្នួលជូនកម្មករឲ្យបានសមរម្យនិងឈប់រារាំងសិទ្ធិសហជីពដែលបម្រើផលប្រយោជន៍កម្មករអនុវត្តច្បាប់សហជីពដោយតម្លាភាពព្រមទាំងស្នើឲ្យអ្នកនយោបាយចរចាគ្នាដើម្បីឲ្យស្ថានភាពនយោបាយវិលទៅរកភាពប្រក្រតីឡើងវិញខ្ញុំអ៊ុំរៀងសីអាស៊ីសេរីរាយការណ៍ពីរាជធានីភ្នំពេញចាប្រជាពលរដ្ឋប្រសង់និងគ្រូបង្រៀនរស់នៅស្រុកព្រែកប្រសពខេត្តក្រចេះព្រួយបារម្ភពីការកើនឡើងនៃការបោះបង់ការសិក្សារបស់សិស្សគឺដោយសារបញ្ហាខ្វះសាលារៀនឬក៏សាលារៀននៅពីឆ្ងាយដែលជាឧបសគ្គចម្បងអ្នកភូមិអំពាវនាវជាថ្មីទៀតសូមឲ្យក្រសួងអប់រំនិងរដ្ឋាភិបាលពន្យាការសាងសង់វិទ្យាល័យបន្ថែមដើម្បីឆ្លើយតបទៅនឹងតម្រូវការរបស់សិស្សនៅជនបទចាសសូមស្ដាប់សេចក្តីរាយការណ៍របស់លោកម៉ែនសុធីអំពីរឿងនេះពលរដ្ឋរស់នៅស្រុកព្រែកប្រសពសង្កេតឃើញថាសិស្សានុសិស្សភាគច្រើនបានបញ្ចប់ការសិក្សាត្រឹមថ្នាក់អនុវិទ្យាល័យនោះគឺមានតិចតួចណាស់មានលទ្ធភាពបន្តការសិក្សាថ្នាក់វិទ្យាល័យបានដោយសារសាលារៀននៅឆ្ងាយពីផ្ទះខ្លះទៀតត្រូវឆ្លងសាឡាងមករៀននៅទីរួមខេត្តក្រចេះអ្នកភូមិអះអាងថាប្រសិនបើក្រសួងអប់រំនៅតែប្រងើយកន្តើយមិនចុះសិក្សាស្រាវជ្រាវពីបញ្ហាខ្វះខាតសាលាទេនឹងបង្កការលំបាកធ្ងន់ធ្ងរដល់សិស្សហើយពួកគាត់មួយចំនួននឹងបោះបង់ការសិក្សាបន្ថែមទៀតពលរដ្ឋរស់នៅឃុំជ្រោយបន្ទាយស្រុកព្រែកប្រសពថ្លែងសមមិនបញ្ចេញឈ្មោះឲ្យដឹងនៅថ្ងៃទី7វិច្ឆិកាថាមានកត្តាជាច្រើនដែលរុញច្រានឲ្យសិស្សបោះបង់ការសិក្សាមានជាអាចកត្តាជីវភាពសាលារៀននៅឆ្ងាយអគារសិក្សាមិនគ្រប់គ្រាន់និងខ្វះសម្ភារៈសិក្សាជាដើមលោកថាបច្ចុប្បន្នវិទ្យាល័យក្នុងស្រុកព្រែកប្រសពมันអាចឆ្លើយតបចំនួនសិស្សក្នុងស្រុកទាំងមូលបានទេព្រោះថាឃុំសោបនិងឃុំជ្រោយបន្ទាយមិនទាន់មានវិទ្យាល័យនៅឡើយម្យ៉ាងទៀតចំនួនសិស្សកាន់តែកើនឡើងពីមួយឆ្នាំទៅមួយឆ្នាំលោកសង្កត់ធ្ងន់ថាពីមួយឆ្នាំទៅមួយឆ្នាំយុវសិស្សរាប់ពាន់នាក់រស់នៅឃុំឆ្ងាយដាច់ស្រយាលប្រឈមការលំបាកធ្វើដំណើរមកវិទ្យាល័យឆ្ងាយពីផ្ទះចាប់ពីជិត10គីឡូម៉ែត្រដល់50គីឡូម៉ែត្រម្យ៉ាងផ្លូវលំបាកធ្វើដំណើរផងធ្វើស្រែធ្វើចំការទៅគាត់បញ្ឈប់ในការសិក្សារបស់កូនអញ្ចឹងទៅរួចកូននឹងបានទៅរៀនទៅសូត្រទេបើចំការទៅវាខ្មោចពីជីវភាពក្រីក្រពេកហើយនឹងម្យ៉ាងខ្វះសាលារៀនផងអញ្ចឹងវាបាទធ្វើឲ្យសិស្សនឹងបោះបង់នៅការសិក្សានឹងច្រើនអញ្ចឹងវាសិស្សនិស្សិតនឹងគឺអត់សូវមានចំណេះចេះដឹងប្រមាណនេះព្រះរាជគុណយានសំណាងគង់នៅវត្តកែងឃុំជ្រោយបន្ទាយមានថេរដីកាថាសិស្សានុសិស្សភាគច្រើនបង្ខំចិត្តសិក្សាតាមលទ្ធភាពរបស់គ្រួសារដោយខ្លះគាត់ទៅសាលាខ្លះទៀតមិនទៅហើយការសម្រេចជោគវាសនារបស់ពួកគេក៏អាស្រ័យលើឪពុកម្ដាយឬអាណាព្យាបាលរបស់សិស្សដែរខណៈការចំណាយលើការសិក្សារបស់សិស្សកាន់តែខ្ពស់ព្រះអង្គមានថេរដីកាបន្តថាសិស្សរស់នៅឃុំជ្រោយបន្ទាយនិងឃុំសោបដែលបញ្ចប់ការសិក្សាថ្នាក់អនុវិទ្យាល័យត្រូវឆ្លងសាឡាងមករៀននៅទីរួមខេត្តនិងទីរួមស្រុកព្រែកប្រសពដើម្បីសិក្សាបន្តវិទ្យាល័យនិងត្រូវចំណាយប្រាក់ជួលផ្ទះឬស្នាក់នៅធ្វើដំណើរនិងចំណាយការសិក្សាបញ្ហានេះគឺជាកត្តាបន្ទាប់បន្សំដែលបង្ខំឲ្យសិស្សប្រឈមបោះបង់ការសិក្សាព្រះរាជគុណក៏សម្គាល់ថាពលរដ្ឋរស់នៅជនបទភាគច្រើនត្រូវជំពាក់បំណុលមីក្រូហិរញ្ញវត្ថុនិងធនាគារដែលលំបាកក្នុងការផ្គត់ផ្គង់កូនចៅឲ្យបន្តការសិក្សាគូផ្សំនឹងត្រូវរកប្រាក់សងបំវិលទៅធនាគារដើមវិញភាគ
ច្រើនអញ្ញេថាគាត់ជាពាក់លុយអង្គការច្រើននឹងហើយវាប្រឈមនឹងបញ្ហាថាសំណងអីនឹងវាត្រូវការរដោះរអីចឹងលុយគាត់ពិបាកនឹងឲ្យកូនទៅរៀនដែរព្រោះមកទឹកមិនក៏ចំណាយយ៉ាងហោចណាស់50000រៀលចឹងគាត់អត់អាចមានអត្ថប្រយោជន៍ទេការទៅស្នាក់នៅនិយាយរួមទៅថាទីនេះវាអត់មានសាលាវិទ្យាល័យចឹងវាត្រូវការទៅនៅគេចេះឬនៅថ្មខែដល់ពេលអញ្ចឹងវាត្រូវការជួលផ្ទះគេនៅមួយឆ្នាំ2 3 400ចឹងទៅអ្នកភូមិព្យាករណ៍ថាយុវជនរស់នៅស្រុកព្រៃប្រសពបច្ចុប្បន្នអាចបន្តការសិក្សាដល់កម្រិតមធ្យមសិក្សាមានតិចតួចបំផុតត្បិតស្រុកមួយនេះស្ថិតនៅត្រើយម្ខាងនៃទន្លេមេគង្គប៉ែកខាងលិចនៃទីរួមខេត្តក្រចេះឆ្ងាយពីទីរួមខេត្តជិត20គីឡូម៉ែត្រឆ្លើយតបការលើកជាតិលើកឡើងថាស្ថានភាពសិទ្ធិសេរីភាពរបស់កម្មករនិងសហជីពគឺនៅមិនទាន់ប្រសើរទេក្រោយតែពីមានច្បាប់សហជីពសូមលោកនាងកញ្ញារងចាំស្ដាប់សេចក្តីរាយការណ៍ពីស្ដាមពីរឿងនេះនាពេលបន្តិចទៀតបន្ទាប់ពីព័ត៌មានប្រចាំថ្ងៃប្រជាពលរដ្ឋរស់នៅតាមខ្សែបន្ទាត់ព្រំដែនកម្ពុជាវៀតណាមរិះគន់ថាគោលនយោបាយរបស់រដ្ឋាភិបាលដែលហាមមិនឲ្យពលរដ្ឋខ្មែរជួលដីទៅឲ្យប្រទេសវៀតណាមធ្វើស្រែចម្ការនោះគឺពុំមានប្រសិទ្ធភាពឡើយរដ្ឋាភិបាលនិងក្រសួងមហាផ្ទៃធ្លាប់ប្រមានជាច្រើនដងហាមមិនឲ្យពលរដ្ឋនៅតាមបណ្ដោយព្រំដែនជួលដីបន្តទៅឲ្យប្រទេសជិតខាងធ្វើស្រែចម្ការទេលោកមមនីរតរាយការណ៍អំពីបញ្ហានេះសកម្មភាពនៃការជួលដីធ្វើស្រែនិងជួលដីសម្រាប់នេសាទក្នុងរដូវវស្សាដោយពលរដ្ឋវៀតណាមនៅតាមខ្សែបន្ទាត់ព្រំដែនក្នុងឃុំកំពង់ក្រសាំងស្រុកបរិយជលសាខេត្តតាកែវនៅតែបន្តកើតមានមិនឈប់ឈរឡើយការរិះគន់ពីពលរដ្ឋនេះក្រោយពេលរដ្ឋាភិបាលដាក់ចេញនូវគោលនយោបាយកាលពីខែវិច្ឆិកាឆ្នាំ2015ហាមមិនឲ្យពលរដ្ឋជួលដីនៅតាមព្រំដែនកម្ពុជាឡាវកម្ពុជាវៀតណាមនិងកម្ពុជាថៃតទៅទៀតទេបើទោះជាបំរាមដែលរដ្ឋាភិបាលបានប្រកាសហើយនេះដាក់ឲ្យដំណើរការក៏ដោយចុះពលរដ្ឋដែលរស់នៅជាប់ព្រំដែនកម្ពុជាវៀតណាមក្នុងស្រុកបរិយជលសាខេត្តតាកែវថ្លែងសូមមិនបញ្ចេញឈ្មោះបានរិះគន់ថាសារនយោបាយរបស់រដ្ឋាភិបាលនេះមើលទៅហាក់ពុំមានប្រសិទ្ធភាពសោះឡើយពួកគេបន្តថាវៀតណាមបានបន្តហូរចូលគ្រប់រដូវកាលទាំងប្រាំងនិងវស្សាជាងនេះទៀតដីដែលដាក់ឲ្យពលរដ្ឋវៀតណាមជួលនេះគឺភាគច្រើនជាដីរបស់អង្គការឬមន្ត្រីនិងជាដីរបស់មន្ត្រីនគរបាលព្រំដែនជាដើមដែលមានទំហំដីរាប់ពាន់ហិកតាដល់ពេលឥឡូវក៏សួរមហាផ្ទៃនិយាយបានពីសួរមហាផ្ទៃកាត់ចាត់អត់បានធ្វើអត់បានអញ្ចឹងបានខ្ញុំខឹងថាសុកចិត្តកុំនិយាយសុកចិត្តកុំថាបាននិយាយបានធ្វើបាននឹងបានល្អនេះនិយាយបានធ្វើអត់បានដោយតែទេដោយសយើងបោះយួនទាំងអស់ក្នុងមួយភូមិកំពង់កសាំងបោះយួនទាំងអស់បើថាបោះខ្មែរយកអស់ហើយមិនទុកឲ្យខ្មែរទេចលផលយកទាំងអស់បើថាបោះយួនក៏ចលផលរត់ទឹកកាត់ចលផលមើលមិនឃើញទេចាប់ពីភូមិចេញទៅចម្ងាយប្រហែលជា200ម៉ែត្រអានឹងប្រជាជនយើងធ្វើស្រែហើយបើចូលជ្រោក្នុងសុទ្ធយួននៅតាមបល័យ03បល័យសេកយំបល័យព្រៃសាច់អីហ្នឹងសុទ្ធយួនសិនបងយួនធ្វើរាល់តែឆ្នាំចឹងហើយខ្ញុំទៅធ្វើស្រែក្បែរនេះខ្ញុំដឹងរាល់តែឆ្នាំចឹងបងយួនចូលពេញរាល់ឆ្នាំចឹងកាលពីខែវិច្ឆិកាឆ្នាំ2015រដ្ឋាភិបាលបានដាក់ចេញនូវគោលនយោបាយដោយហាមមិនឲ្យពលរដ្ឋរបស់ខ្លួនជួលដីឲ្យប្រទេសជិតខាងតទៅទៀតទេស្របពេលក្រសួងមហាផ្ទៃក៏បានដាក់ចេញនូវបំរាមដូចគ្នានេះដែរវិធានការដែលចុះហត្ថលេខាដោយលោកនាយករដ្ឋមន្ត្រីហ៊ុនសែនកាលពីថ្ងៃទី17ខែវិច្ឆិកានោះគឺតម្រូវឲ្យក្រសួងស្ថាប័នពាក់ព័ន្ធនិងរដ្ឋបាលខេត្តក្រុងឃុំសង្កាត់ដែលនៅជាប់ព្រំដែនត្រូវចាត់ចែងអនុវត្តឲ្យមានប្រសិទ្ធភាពនិងដោយស្មារតីទទួលខុសត្រូវខ្ពស់ផ្ទុយពីសេចក្តីប្រកាសរបស់រដ្ឋាភិបាលនេះពលរដ្ឋដែលរស់នៅតាមខ្សែបន្ទាត់ព្រំដែនក្នុងឃុំកំពង់ក្រសាំងស្រុកបរិយជលសាលើកឡើងថាពលរដ្ឋវៀតណាមស្ទើរ 95% បានបន្តជួលដីស្រែក្នុងរដូវប្រាំងនិងឡូនេសាទក្នុងរដូវវស្សាមិនដាច់ទេមកដល់ពេលនេះតួលេខជាផ្លូវការណាមួយជុំវិញតម្លៃនៃការជួលដីខ្មែរធ្វើស្រែនេះមិនត្រូវបានអាជ្ញាធរបញ្ជាក់ឲ្យដឹងជាផ្លូវការទេក៏ប៉ុន្តែពលរដ្ឋនិយាយថាជាទម្លាប់នៃការជួលដីនេះគឺគេតែងធ្វើក្នុងតម្លៃចន្លោះស្រូវពី1តោនកន្លះទៅ2តោនប្រមាណ1,30,000 រៀលជុំវិញរឿងនេះលោកខៀវសុភ័ក្រមន្ត្រីនាំពាក្យក្រសួងមហាផ្ទៃឲ្យដឹងថាអាជ្ញាធរបានចុះអប់រំជាហោហែរួចមកហើយមិនឲ្យពលរដ្ឋជួលដីឲ្យបរទេសធ្វើស្រែទេក៏ប៉ុន្តែបញ្ហានេះនៅតែបន្តកើតឡើងទៀតលោកបន្តថាសំខាន់កម្ពុជាពុំទាន់មានច្បាប់ត្រូវចាប់ចងឬដាក់ទោសទណ្ឌប្រឆាំងអ្នកដែលជួលដីស្រែនេះនៅឡើយទេក្រៅពីពលរដ្ឋគ្រប់រូបត្រូវមានភក្ដីភាពចំពោះទឹកដីដោយខ្លួនឯងប៉ុណ្ណោះគាត់យល់គាត់មិនល្អជាវិធានការច្បាប់យើងមិនអាចធ្វើឬគាត់ចាប់ចងគាត់ទៅប្រឹងទៅតុលាការអីហ្នឹងវាមានច្បាប់ឯណាដើម្បីចងគាត់បានវាអត់មានតែហេតុផលរបស់គាត់គាត់ថាគាត់ពិបាកធ្វើទៅវាខាតធ្វើអីជួលទុកទៅវាចោលទេណាប៉ុន្តែជួលគេបានយកខ្លួនគាត់អត់ធ្វើលោកបណ្ឌិតកែមលីមុនឃាតករបាញ់ប្រហារបានលើកឡើងថាការបន្តជួលដីស្រែបរទេសធ្វើអាជីវកម្មនេះវានឹងក្លាយទៅជាដីខ្មែរស្រែវៀតណាមដីខ្មែរស្រែឡាវនិងដីខ្មែរស្រែថៃ
ពេលនេះប្រសិនបើគេធ្វើដំណើរតាមទូកកាត់ស្រុកបរិយជលសាខេត្តតាកែវគេនឹងឃើញទូកនេសាទវៀតណាមព្រួងព្រាតបណ្តែតនៅលើផ្ទៃទឹកក៏ប៉ុន្តែបើគេធ្វើដំណើរនៅរដូវប្រាំងវិញគេនឹងឃើញនៅតាមវាលស្រែមានសន្ទូងខៀវខ្ចីដាច់កន្ទុយភ្នែកដែលពលរដ្ឋវៀតណាមជួលពីពលរដ្ឋខ្មែរធ្វើរាប់ពាន់ហិកតាគ្រប់រដូវកាលខ្ញុំម៉មនីរតអាស៊ីសេរីភ្នំពេញនៅខេត្តក្រចេះឯនោះវិញប្រជាពលរដ្ឋរស់នៅឃឹមខ្សឹមស្រុកស្នួលជាង800នាក់បាននាំគ្នាតវ៉ាបិទផ្លូវដើម្បីទាមទារឲ្យក្រុមហ៊ុនសម្បទានសេដ្ឋកិច្ចបេញភឿ2បើកផ្លូវឲ្យអ្នកភូមិដឹកកសិផលលើស្ពានដូចដើមវិញពលរដ្ឋចាត់ទុកស្ពាននេះថាជាសរសៃឈាមសេដ្ឋកិច្ចដ៏សំខាន់របស់អ្នកភូមិក្នុងការដឹកកសិផលចេញពីចំការក្នុងរដូវប្រមូលផលលោកម៉ែនសុធីរាយការណ៍ព័ត៌មាននេះពលរដ្ឋឲ្យដឹងនៅថ្ងៃទី9វិច្ឆិកាថាក្រុមហ៊ុនសម្បទានសេដ្ឋកិច្ចបេញភឿ2ឬក្រុមហ៊ុនចុងយឿងរបស់វៀតណាមបានដាក់បារះទារប្រាក់ពីអ្នកដំណើរដឹកកសិផលលើសពី5តោនត្រូវបង់ប្រាក់ 5,000 រៀលដល់ 20,000 រៀលតាំងពីឆ្នាំ2014តំណាងពលរដ្ឋរស់នៅភូមិស្រែថ្មីឃុំខ្សឹមស្រុកស្នួលលោកសឹមពៅចាត់ទុកស្ពាននេះជាសរសៃឈាមសេដ្ឋកិច្ចដ៏សំខាន់របស់អ្នកភូមិក្នុងការដឹកកសិផលចេញពីចំការរៀងរាល់រដូវប្រមូលផលក៏ប៉ុន្តែក្រុមហ៊ុនបានហាមមិនឲ្យកសិករដឹកកសិផលឆ្លងស្ពានលើសពី1តោនទេកាលពីថ្ងៃទី8វិច្ឆិកាដោយអះអាងថាខ្លាចក្រែងស្ពាននេះបាក់លោកសង្កេតឃើញថាស្ពាននេះពុំមែនចាស់ទ្រុឌទ្រោមដោយការលើកឡើងរបស់តំណាងក្រុមហ៊ុនទេម្យ៉ាងលោកក៏ធ្លាប់ប្រទះឃើញរថយន្តយាយដុបដឹកឈើមានទម្ងន់ច្រើនតោនឆ្លងស្ពាននេះញឹកញាប់ដែរលោកត្អូញថាប្រសិនបើក្រុមហ៊ុនមិនអនុញ្ញាតឲ្យពលរដ្ឋដឹកកសិផលឆ្លងស្ពាននេះទេនឹងប៉ះពាល់ជីវភាពពួកគេធ្ងន់ធ្ងរស្ពានហ្នឹងដឹកឈើរាប់តោនដឹកប្រហែលថ្ងៃមុនអាយីដុកចូលដឹកទៀតក៏មានបញ្ហាតែមានបញ្ហាទៅមានបញ្ហាសល់មួយថ្ងៃនឹងដាក់ផ្លាកមិនឲ្យជារដ្ឋដឹកលើទម្ងន់ចាប់ពី1តោនឡើងលើអត់ឲ្យចេញផ្លូវតំបន់សេដ្ឋកិច្ចរបស់ពួកគាត់បើសិនជាបិទផ្លូវហ្នឹងគាត់មានអីដឹកនៃកសិផលរបស់គាត់ចេញជារដ្ឋឆ្លងកាត់បានជិះម៉ូតូជិះអីប៉ុន្តែអ្វីដែលសំខាន់ជារដ្ឋគាត់រស់លើស្ពានហ្នឹងលោកសឹមពៅបន្ថែមថាអ្នកភូមិបានតវ៉ាជាង3ម៉ោងពុំឃើញមានអាជ្ញាធររដ្ឋាភិបាលណាចេញមកសម្របសម្រួលទេលោកប្រមានថានឹងបន្តការតវ៉ាទៀតបើអាជ្ញាធរមិនដោះស្រាយក្តីកង្វល់របស់ពួកគេទេអាស៊ីសេរីមិនអាចតាក់ទងតំណាងក្រុមហ៊ុនបេញភឿ2លោកជុងយឿងបានទេនៅថ្ងៃទី9វិច្ឆិកាព្រោះទូរស័ព្ទចូលច្រើនដងពុំមានអ្នកទទួលអភិបាលស្រុកស្នួលលោកគង់គឹមនីមានប្រសាសន៍ថាពលរដ្ឋអាចដឹកកសិផលបានដូចដើមក្រោយពីអាជ្ញាធរស្រុកបានសម្របសម្រួលករណីនេះលោកថាក្រុមហ៊ុនបារម្ភខ្លាចស្ពាននេះបាក់បានជារដ្ឋបတ်ការដឹកធ្ងន់ម្យ៉ាងស្ពាននេះក៏កាន់តែទ្រុឌទ្រោមដែរលោកអំពាវនាវឲ្យពលរដ្ឋដឹកកសិផលឆ្លងស្ពាននេះត្រូវជួយថែរក្សាទាំងអស់គ្នានិងប្រើប្រាស់ឲ្យបានត្រឹមត្រូវលោកថាអាជ្ញាធរស្រុកមិនទាន់ទទួលព័ត៌មានថាក្រុមហ៊ុនបានយកប្រាក់ពីពលរដ្ឋដឹកកសិផលដើម្បីជាថ្នូរឆ្លងស្ពាននេះទេតែទោះជាយ៉ាងណាលោកថាប្រសិនពលរដ្ឋប្រទះឃើញបុគ្គលណាទារប្រាក់ពីអ្នកដំណើរឆ្លងស្ពាននេះសូមរាយការណ៍មកអាជ្ញាធរស្រុកបន្ទាន់ដើម្បីឲ្យអាជ្ញាធរអន្តរាគមន៍កន្លងមកនោះគឺជារដ្ឋតែងតែឆ្លងកាត់ពីកសិផលចឹងដែរប៉ុន្តែគាត់ថាជាមានទ្រុឌទ្រោមជាការពីក្រែងលូទៅគាត់ថ្នាក់ក្រុមហ៊ុនវិខាយលូគាត់ថ្នាក់ការណាមួយចឹងណាគ្រាន់តែដាក់ឲ្យយើងអត់មានបានធ្វើបានព្រាមអ្នកស្ពានហ្នឹងមន្ត្រីស៊ើបអង្កេតនៃសមាគមអាត60ខេត្តក្រចេះលោកដិនខនីយល់ថាការដាក់បារះបិទផ្លូវនិងទារប្រាក់ពីអ្នកដំណើរជាថ្នូរដឹកកសិផលគឺជាករណីខុសច្បាប់បើទោះបីក្រុមហ៊ុនជាអ្នកកសាងស្ពាននេះក្តីលោកថាអាជ្ញាធរមូលដ្ឋានត្រូវពន្យាដោះស្រាយបញ្ហានេះជាបន្ទាន់ដើម្បីបង្កលក្ខណៈងាយស្រួលដល់ពលរដ្ឋប្រមូលកសិផលឆ្នាំនេះបើសិនជាខេត្តផលរបស់ក្រុមហ៊ុននឹងវាជាការពិតស្ពាននឹងពិតជាទ្រុឌទ្រោមមិនអាចប្រើប្រាស់បានមែនអាជ្ញាធរគាត់ត្រូវតែរកដំណោះស្រាយថាតើគួរដោះស្រាយយ៉ាងម៉េចហើយនឹងត្រូវកសាងយ៉ាងម៉េចជួយវិជារដ្ឋវិញមិនមែនបាត់មិនឲ្យវិជារដ្ឋចរាចរណ៍ទេបាទខេត្តផលយើងគឺយើងចង់មានអីចឹងស្ពានដែកនៅកំណាត់ផ្លូវលំក្រាលគ្រូក្រហមលេខ107មានប្រវែងបណ្ដោយ30ម៉ែត្រនិងទទឹង6ម៉ែត្រស្ថិតនៅឃុំខ្សឹមស្រុកស្នួលខេត្តក្រចេះស្ពាននេះកសាងដោយក្រុមហ៊ុនសម្បទានសេដ្ឋកិច្ចបេញភឿ2របស់វៀតណាមកាលពីឆ្នាំ2009ខ្ញុំម៉ែនសុធីអាស៊ីសេរីពីខេត្តស្ទឹងត្រែងប្រជាពលរដ្ឋចំណាក់ស្រុកដែលនាំគ្នាមកតាំងទីលំនៅក្នុងស្រុកកែវសីមាខេត្តមណ្ឌលគិរីភាគច្រើនមិនមានលទ្ធភាពចុះឈ្មោះបោះឆ្នោតទេដោយសារក្រមអាជ្ញាធរមូលដ្ឋានមិនបានផ្ដល់សិទ្ធិស្នាក់នៅនិងឯកសារបញ្ជាក់អត្តសញ្ញាណដើម្បីឲ្យពួកគាត់ទៅចុះឈ្មោះបោះឆ្នោតបានសូមស្ដាប់សេចក្តីរាយការណ៍របស់លោករដ្ឋាភិបាលអំពីរឿងនេះសកម្មជនគណៈបកសង្គ្រោះជាតិខេត្តមណ្ឌលគិរីអំពាវនាវឲ្យគណៈកម្មការជាតិរៀបចំការបោះឆ្នោតពិនិត្យករណីប្រជាពលរដ្ឋចំណាក់ស្រុកជាច្រើនដែលកំពុងខ្វះមធ្យោបាយចុះឈ្មោះបោះឆ្នោតនៅខេត្តមណ្ឌលគិរីកាលពីថ្ងៃទី8ខែវិច្ឆិកាប្រជាពលរដ្ឋចំណាក់ស្រុកប្រមាណ10នាក់ត្រូវបានអាជ្ញាធរឃុំស្រែឈូកស្រុកកែវសីមាបដិសេធមិនចេញលិខិតបញ្ជាក់ការស្នាក់នៅដើម្បីប្រើប្រាស់ជាលិខិតបញ្ជាក់អត្តសញ្ញាណចុះឈ្មោះបោះឆ្នោតឡើយ
អនុប្រធានគណៈកម្មការប្រតិបត្តិគណៈបក្សសង្គ្រោះជាតិនិងជាសមាជិកក្រុមប្រឹក្សាខេត្តមណ្ឌលគិរីលោកឃុំកានបារម្ភថាពលរដ្ឋចំណាក់ស្រុកច្រើនថែមទៀតនឹងជួបបញ្ហាប្រឈមដូចគ្នាដោយសារតែមន្ត្រីមូលដ្ឋានរើសអើងមិនបញ្ជាក់លិខិតស្នាក់នៅបើទោះបីប្រជាពលរដ្ឋចំណាក់ស្រុកបានបំពេញលក្ខខណ្ឌមានសាក្សី2នាក់ធានាក្តីលោកថាបានអន្តរាគមន៍ករណីនេះទៅមន្ត្រីលេខាធិការដ្ឋានខេត្តរៀបចំការបោះឆ្នោតរួចហើយដើម្បីជួយជំរុញឲ្យអាជ្ញាធរមូលដ្ឋានពិនិត្យឡើងវិញនៅលក្ខខណ្ឌចេញលិខិតបញ្ជាក់អត្តសញ្ញាណជូនពលរដ្ឋដល់មកនោះបច្ចុប្បន្នស្រុកមកដល់និគមនោះចុះឈ្មោះប្រជាពលរដ្ឋនៅខាងម្ដុំភូមិតយ៉ាងគ្រូស្ដាយដែរប្រជាពលរដ្ឋចំណាក់ស្រុកមិនចំណាក់ស្រុកជារឿងខ្មែរយើងតែមួយធ្វើម៉េចឲ្យចុះឈ្មោះបានគ្រប់គ្នាទាំងអស់តួលេខស្រាវជ្រាវដោយអ្នកសង្កេតការណ៍គណៈបក្សសង្គ្រោះជាតិស្រុកកែវសីមាដឹងថាក្នុងចំណោមប្រជាពលរដ្ឋគ្រប់អាយុចុះឈ្មោះបោះឆ្នោតជាង 10000 នាក់គឺមានតែជាង 7000 នាក់បានទៅចុះឈ្មោះបោះឆ្នោតចាប់ពីថ្ងៃចុះឈ្មោះបោះឆ្នោតរហូតបច្ចុប្បន្នតែទិនការចុះឈ្មោះបោះឆ្នោតនេះដែរលេខាគណៈកម្មការសង្កេតការណ៍ដើម្បីការបោះឆ្នោតត្រឹមត្រូវដោយសេរីនិងយុត្តិធម៌នៅកម្ពុជាហៅកាត់ថា Confrel ខេត្តមណ្ឌលគិរីលោកសុករដ្ឋាទទួលស្គាល់ថាបាតុភិបអសកម្មតេតិនប្រជាពលរដ្ឋចំណាក់ស្រុកខ្វះលិខិតបញ្ជាក់អត្តសញ្ញាណនៅតំបន់ឆ្ងាយដាច់ស្រយាលរួមទាំងផ្លូវធ្វើដំណើរពិបាកគឺជាបញ្ហារាំងស្ទះដល់ការទៅចុះឈ្មោះបោះឆ្នោតរបស់ប្រជាពលរដ្ឋលើពីនោះទៀតបញ្ហាចំនួនដីធ្លីបានធ្វើឲ្យប្រជាពលរដ្ឋនៅតាមមូលដ្ឋានមួយចំនួនអស់ជំនឿទៅលើមន្ត្រីមូលដ្ឋានហើយបោះបង់សិទ្ធិចុះឈ្មោះបោះឆ្នោតដើម្បីកុំឲ្យនៅសល់ហ្នឹងលុះត្រាតែអាជ្ញាធរមូលដ្ឋានហ្នឹងព្យាយាមពន្យល់ពួកគាត់បន្ថែមសារៈសំខាន់នៃការបោះឆ្នោតទៅជាពិសេសគឺកន្លែងដែលគាត់រស់នៅតំបន់ឆ្ងាយៗចឹងអាចជាមធ្យោបាយចំណែកប្រធានលេខាធិការដ្ឋានរៀបចំការបោះឆ្នោតខេត្តមណ្ឌលគិរីលោកគិនជៀនបញ្ជាក់ដែរថាមានកត្តាសំខាន់3ដែលធ្វើឲ្យប្រជាពលរដ្ឋមិនទទួលបានសិទ្ធិចុះឈ្មោះបោះឆ្នោតគឺប្រជាពលរដ្ឋចំណាក់ស្រុកគ្មានលិខិតបញ្ជាក់អត្តសញ្ញាណនៅតំបន់ឆ្ងាយផ្លូវពិបាកធ្វើដំណើរនិងបញ្ហាខ្វះរូបថតលោកមិនរំពឹងថាប្រជាពលរដ្ឋនៅខេត្តមណ្ឌលគិរីបានចុះឈ្មោះគ្រប់គ្នាតាមចំនួនប្រជាពលរដ្ឋដែលគ្រប់អាយុចុះឈ្មោះបោះឆ្នោតនោះឡើយជាពិសេសប្រជាពលរដ្ឋចំណាក់ស្រុកខ្លះគ្មានអ្នកធានាឬគ្មានរូបថតជាហេតុធ្វើឲ្យមន្ត្រីមូលដ្ឋានមិនចេញលិខិតបញ្ជាក់អត្តសញ្ញាណក្រុមចុះឈ្មោះមកចុះឲ្យព្រោះយើងអត់មានទីលំនៅនៅហ្នឹងបើសិនតែឃុំគេបញ្ជាក់ឲ្យមានអីបើឃុំគេមិនហ៊ានបញ្ជាក់ដែរគាត់យកតែគ្នាគាត់មកធ្វើសាកសីមិនមែនអ្នកនៅក្នុងភូមិនោះផងរហូតមកទល់នឹងថ្ងៃទី3ខែវិច្ឆិកាតួលេខប្រជាពលរដ្ឋមកចុះឈ្មោះបោះឆ្នោតនៅខេត្តមណ្ឌលគិរីបានជាង 31900 នាក់នៃប្រជាពលរដ្ឋគ្រប់អាយុចុះឈ្មោះបោះឆ្នោតជាង 63400 នាក់ខ្ញុំរដ្ឋាភិបាលអាស៊ីសេរីរាយការណ៍ពីខេត្តរតនគិរីបាទលោកអ្នកនាងជាទីមេត្រីថ្ងៃទី29ខែវិច្ឆិកាខាងមុខនេះគឺជាថ្ងៃចុងក្រោយនៃការចុះឈ្មោះបោះឆ្នោតតើលោកអ្នកនាងញាតិមិត្តបានទៅចុះឈ្មោះបោះឆ្នោតហើយឬនៅបើមិនទាន់ទេសូមអញ្ជើញទៅចុះឈ្មោះបោះឆ្នោតឲ្យបានរួចរាល់បាទសូមអរគុណរឿងដាច់ដោយឡែកស្ដីពីវិស័យអប់រំវិញរដ្ឋមន្ត្រីក្រសួងអប់រំលោកហងជួនអរុនជំរុញឲ្យកុមារសិក្សាមុខវិជ្ជាផ្នែកវិទ្យាសាស្ត្រដើម្បីជួយបំពេញបញ្ហាខ្វះខាតធនធានមនុស្សលោកសានសាលរាយការណ៍ការលើកឡើងរបស់រដ្ឋមន្ត្រីក្រសួងអប់រំគណៈសិស្សកម្ពុជាជិត 50% ជ្រើសរើសមុខវិជ្ជាផ្នែករដ្ឋបាលពាណិជ្ជកម្មបន្ទាប់ពីបញ្ចប់ថ្នាក់វិទ្យាល័យលោកហងជួននរ៉ុនថ្លែងថាសិស្សនិស្សិតកម្ពុជាគួរផ្ដើមចាប់អារម្មណ៍សិក្សាលើមុខវិជ្ជាវិទ្យាសាស្ត្រ STEM មកពីពាក្យពេញថា Science Technology Engineering និង Math ឬវិទ្យាសាស្ត្របច្ចេកវិទ្យាវិស្វកម្មនិងគណិតវិទ្យាមុខវិជ្ជាទាំងអស់នេះទាក់ទងនឹងលេខនពុនប្រព័ន្ធទិន្នន័យនិងការអនុវត្តពិសោធន៍ជាក់ស្ដែងដោយឡែកគម្រោងថ្មីចំនួន2ដែលផ្ដួចផ្ដើមដោយស្ថានទូតអង់គ្លេសប្រចាំប្រទេសកម្ពុជាត្រូវបានសម្ពោធនៅថ្ងៃទី9វិច្ឆិកានៅរាជធានីភ្នំពេញដើម្បីជំរុញការចាប់អារម្មណ៍លើវិស័យ STEM នៅកម្ពុជាគម្រោងទី1គឺ STEM Hub និងទី2គឺទស្សនាវដ្តីអ្នកវិទ្យាសាស្ត្រតូច Little Scientist STEM Hub គឺជាការរៀបចំវេទិកាតគ្នាចែករំលែកគំនិតពីវិស័យ STEM ដើម្បីទាក់ទាញឲ្យមានការជជែកពីវិស័យ STEM កាន់តែទូលាយចំណែកអ្នកវិទ្យាសាស្ត្រតូចគឺជាទស្សនាវដ្តីសម្រាប់កុមារដែលមានល្បងប្រាជ្ញាបទសម្ភាសន៍អត្ថបទនិងរឿងនិទានស្ដីពីវិស័យ STEM លោកហងជួននរ៉ុនយល់ថាគម្រោងទាំងនេះជាកិច្ចសហការល្អជាមួយក្រសួងអប់រំដើម្បីលើកកម្ពស់ការយល់ដឹងពី STEMចឹងការរៀនមានការបង្កើត STEM Hub ហើយនឹងទស្សនវិស័យនេះគឺជួយដើម្បីលើកទឹកចិត្តឲ្យយុវជនយើងនឹងរៀននៅមុខវិជ្ជាវិទ្យាសាស្ត្រលោក Lord Putnam ប្រេសិតនៃចក្រភពអង់គ្លេសផ្នែកពាណិជ្ជកម្មប្រចាំប្រទេសកម្ពុជាលើកឡើងថានៅចក្រភពអង់គ្លេសក្មេងៗតែងត្រូវបានគេជំរុញឲ្យលើកទឹកចិត្តចាប់អារម្មណ៍ផ្នែកវិទ្យាសាស្ត្រលោកថាការបង្រៀនតគ្នាពីវិស័យ STEM
ជំរុញឲ្យកុមារកាន់តែចង់ដឹងចង់យល់ពី STEM កាន់តែខ្លាំងការសម្ពោធគម្រោងនេះមានសិស្សបឋមសិក្សាបង្ហាញពីការពិសោធន៍គុណភាពទឹកបង្ហាញពីការសរសេរកូដកម្មវិធីនិងការបង្កើតហ្គេមកាំងវូចនាអាយុ11ឆ្នាំកំពុងរៀនថ្នាក់ទី6នាងចេះសរសេរកូដដើម្បីបដូររូបភាពលើទំព័រស្រាវជ្រាវ Google លើកុំព្យូទ័រផ្ទាល់របស់នាងនិយាយថានាងចាប់អារម្មណ៍ STEM ប្រមាណ3ខែមុនបន្ទាប់ពីគ្រូណែនាំនាងឲ្យស្គាល់លោក Mark Zuckerberg អ្នកបង្កើតគេហទំព័រ Facebook ដ៏ល្បីល្បាញអាហ្នឹងពេលខ្លះវាពិបាកតែពេលខ្លះវាសុវ័យហើយណាមួយខ្ញុំត្រូវរៀនអាហ្នឹងចំណាយពេលយូរដើម្បីចេះវាហើយខ្ញុំរៀនអាចចំណាយពេលមួយអាទិត្យដើម្បីរួចវាហើយនិយាយទៅថាអាហ្នឹងវាសុវ័យខ្លាំងជាងភាពពិបាករបស់យើងក្រៅពីជំរុញឲ្យកុមារងាកមកចាប់អារម្មណ៍លើវិស័យ STEM រដ្ឋមន្ត្រីក្រសួងអប់រំចង់ឃើញវិស័យឯកជនសហការជាមួយក្រសួងអប់រំដើម្បីពង្រឹង STEM ឲ្យកាន់តែរឹងមាំខ្ញុំសានសែលអាស៊ីសេរីភ្នំពេញលោកនាងទៅបានស្ដាប់ព័ត៌មានប្រចាំថ្ងៃរបស់វិទ្យុអាស៊ីសេរីផ្សាយចេញពីរដ្ឋធានី Washington សហរដ្ឋអាមេរិកសូមលោកនាងរងចាំស្ដាប់សេចក្តីរាយការណ៍ផ្សេងៗនៃកម្មវិធីផ្សាយរបស់យើងនាពេលបន្តិចទៀតនេះលោកនាងកញ្ញានិងប្រិយមិត្តអ្នកស្ដាប់ជាទីមេត្រីនៅក្នុងការផ្សាយជាបន្តទៅទៀតនេះយើងខ្ញុំមានសេចក្តីរាយការណ៍ពិស្ដារផ្ដោតអំពីអ្នកជំនាញផ្នែកសេដ្ឋកិច្ចនិងនយោបាយជំរុញការអនុវត្តច្បាប់សហជីពដោយតម្លាភាពដើម្បីធានាដល់និរន្តរភាពវិស័យកាត់ដេរនៅកម្ពុជាប្រជាប្រដ្ឋនៅស្រុកព្រែកប្រសពខេត្តក្រចេះបារម្ភពីការបាត់បង់ការសិក្សារបស់សិស្សដោយសារតែបញ្ហាខ្វះសាលារៀនជនជាតិដើមភាគតិចភ្នងនៅខេត្តមណ្ឌលគិរីប្តឹងសុំផ្លាស់ប្តូរតំណែងប្រធានមន្ត្រីអភិវឌ្ឍជនបទហើយនៅចុងកម្មវិធីលោកអ្នកនឹងបានស្ដាប់ព័ត៌មានបញ្ចប់សូមអញ្ជើញលោកនាងកញ្ញាស្ដាប់ការផ្សាយរបស់យើងខ្ញុំជាបន្តបន្ទាប់ដូចតទៅសេចក្តីរាយការណ៍ពិស្ដារលោកអ្នកស្ដាប់ជាទីមេត្រីអ្នកជំនាញផ្នែកសេដ្ឋកិច្ចនិងនយោបាយអន្តរជាតិបានលើកឡើងថាវិស័យសំខាន់ដែលកំពុងរួមចំណែកក្នុងការជំរុញកំណើនសេដ្ឋកិច្ចនៅកម្ពុជានោះរួមមានវិស័យទេសចរណ៍សំណង់និងវិស័យវិជ្ជាភ័ណ្ឌកាត់ដេរអ្នកជំនាញផ្នែកសេដ្ឋកិច្ចនិងនយោបាយស្នើឲ្យការអនុវត្តច្បាប់សហជីពគឺមានតម្លាភាពនិងគ្រប់សិទ្ធិកម្មករដើម្បីធានាដល់និរន្តរភាពវិស័យកាត់ដេរនៅកម្ពុជាអ្នកស្រីអ៊ុំរាំងសីរាយការណ៍ពិស្ដារជុំវិញរឿងនេះអ្នកជំនាញផ្នែកសេដ្ឋកិច្ចនិងនយោបាយរបស់ស្ថានទូតសហរដ្ឋអាមេរិកប្រចាំកម្ពុជាអះអាងថាការអនុវត្តច្បាប់សហជីពប្រកបដោយតម្លាភាពយុត្តិធម៌ធ្វើយ៉ាងណាផ្ដល់សម្លេងដល់កម្មករគឺជាវិធីសាស្ត្រតែមួយគត់ដែលជួយកសាងទំនុកចិត្តដល់ការធ្វើធុរកិច្ចនិងសិទ្ធិមនុស្សនៅក្នុងវិស័យឧស្សាហកម្មសម្លៀកបំពាក់កាត់ដេរនៅកម្ពុជាការលើកឡើងរបស់អ្នកជំនាញផ្នែកសេដ្ឋកិច្ចនិងនយោបាយធ្វើឡើងនៅក្នុងសន្និសីទស្ដីពីការពិនិត្យមើលច្បាប់សហជីពនៅក្នុងរយៈពេល6ខែកន្លងមកដែលរៀបចំឡើងកាលពីថ្ងៃទី8ខែវិច្ឆិកាអ្នកជំនាញផ្នែកសេដ្ឋកិច្ចនិងនយោបាយរបស់ស្ថានទូតអាមេរិកប្រចាំកម្ពុជាលោក Scott Socklober មានប្រសាសន៍តាមរយៈអ្នកបកប្រែថារយៈពេល6ខែកន្លងទៅក្រោយកម្ពុជាមានច្បាប់សហជីពស្ថានភាពនៃការទាមទារសិទ្ធិសេរីភាពរបស់កម្មករនិងសហជីពនៅមិនទាន់ប្រសើរឡើងនៅឡើយទេលោកបន្តថាវិស័យកាត់ដេរមានតួនាទីសំខាន់ជួយជំរុញកំណើនសេដ្ឋកិច្ចកម្ពុជាហេតុនេះលោកថាការធានាដល់សិទ្ធិកម្មករឲ្យទទួលបានប្រាក់ខែសមរម្យទទួលកន្លែងធ្វើការប្រកបដោយសុវត្ថិភាពគឺជារឿងចាំបាច់ដើម្បីធានាដល់ខ្សែសង្វាក់ផលិតកម្មនៅក្នុងវិស័យនេះបានពេញលេញលោកបន្តថាដើម្បីឲ្យកម្មករចូលរួមបានពេញលេញដល់ខ្សែសង្វាក់ផលិតកម្មនៅក្នុងវិស័យសម្លៀកបំពាក់កាត់ដេរនេះលោកស្នើរដ្ឋាភិបាលនិងស្ថាប័នពាក់ព័ន្ធត្រូវតែធ្វើការពិនិត្យនៅការអនុវត្តច្បាប់ពិសេសច្បាប់សហជីពដោយតម្លាភាពយុត្តិធម៌ធ្វើយ៉ាងណាឲ្យកម្មករនៅក្នុងវិស័យនេះឈប់ភ័យខ្លាចនិងមិនត្រូវបានរារាំងសិទ្ធិណាមួយជាងនេះទៀតលោកក៏ជំរុញឲ្យស្ថាប័នពាក់ព័ន្ធធ្វើការរួមគ្នានិងពិភាក្សាពីបញ្ហាប្រឈមនានាដែលសហជីពនិយោជកនិងកម្មករកំពុងប្រឈមនៅក្នុងវិស័យកាត់ដេរនេះឲ្យបានច្បាស់លាស់អញ្ចឹងបើសិនបើយើងអាចទទួលបានការពិភាក្សាដើម្បីផ្ដល់អំណាចទៅដល់នយោជកអញ្ចឹងថាយើងទាំងអាចជួយយ៉ាងម៉េចដើម្បីធ្វើការកែលម្អច្បាប់ក៏ដូចជាការអនុវត្តច្បាប់ផងដែរដើម្បីធានានឹងច្បាស់ថាផ្ដល់អំណាចទៅដល់កម្មករទន្ទឹមគ្នានេះ
អ្នកឯកទេសជាន់ខ្ពស់ខាងស្តង់ដារការងារអន្តរជាតិនិងច្បាប់ស្តីពីការងាររបស់អង្គការអន្តរជាតិខាងការងារហៅកាត់ថា ILO លោក Alan Purser លើកឡើងថានៅក្នុងសន្និសីទកាលពីខែមិថុនាកន្លងទៅគណៈកម្មាធិការស្តង់ដារអន្តរជាតិក៏បានបង្ហាញក្តីកង្វល់ពីសេរីភាពរបស់សហជីពនៅក្នុងការធ្វើអន្តរាគមន៍ដោយយុត្តិធម៌និងការអនុវត្តច្បាប់សហជីពថ្មីនៅកម្ពុជាផងដែរលោកយល់ថាដើម្បីអនុវត្តច្បាប់ឬបាក់ខ្លួនសុកចិត្តទទួលយកឬជ្រកក្រោមអំណាចត្រួតត្រាឬក៏អាណានិគមរបស់បរទេសបើទោះជាមានគ្រោះថ្នាក់ដល់ប្រទេសជាតិនិងប្រជាពលរដ្ឋខ្លួនក៏ដោយជុំវិញការជជែកគ្នារវាងលោកហ៊ុនសែនជាមួយតំណាងរាស្ត្រគណៈបកប្រឆាំងលោកអេងឆៃអៀងតំណាងរាស្ត្រគណៈបកសង្គ្រោះជាតិប្រាប់ថាលោកហ៊ុនសែននិយាយជាមួយលោកគ្រាន់តែជាការជជែករឿងសុខភាពទេមានទេបាទកាន់តែនិយាយពីនេះពីនោះពីរឿងបញ្ហាសុខភាពបញ្ហាហាត់ប្រាណបញ្ហាអីទៅប៉ុណ្្នឹងទេបាទតេតងពិធីបុណ្យឯករាជ្យជាតិវិញម្ដងតំណាងរាស្ត្រគណៈបកប្រឆាំងរូបនេះយល់ថាបុណ្យឯករាជ្យជាថ្ងៃសំខាន់របស់ពលរដ្ឋខ្មែរហើយលោកតែងតែចូលរួមពិធីនេះជារៀងរាល់ឆ្នាំប៉ុន្តែលោកថាសម្រាប់ការចូលរួមនៅពេលនេះលោកមិនសូវសប្បាយចិត្តទេត្បិតអីប្រធាននិងអនុប្រធានរបស់លោកគឺលោកសំរងស៊ីនិងលោកកឹមសុខាមិនបានមកចូលរួមដែលលោកយល់ថាអ្នកនយោបាយខ្មែរសពថ្ងៃមិនទាន់មានឯកភាពគ្នានៅឡើយវាបង្ហាញថានយោបាយយើងអត់ទាន់ថាអត់ទាន់មានការឯកភាពជាតិបាទអត់ទាន់មានការឯកភាពជាតិខ្មែរយើងអត់ទាន់មានការឯកភាពគ្នានៅឡើយទេបាទប៉ុន្តែខ្ញុំជឿជាក់ថានឹងមានការឯកភាពគ្នានៅពេលខាងមុខបាទកម្ពុជាបានទាមទារឯករាជ្យពេញលេញពីអាណានិគមបារាំងនៅឆ្នាំ1953ថ្ងៃទី9ខែវិច្ឆិកាក្រោយពីបារាំងគ្រប់គ្រងខ្មែរអស់រយៈពេល90ឆ្នាំព្រះរាជពិធីបុណ្យឯករាជ្យជាតិលើកទី63ឆ្នាំនេះក្រៅពីមន្ត្រីជាន់ខ្ពស់ស្ថាប័នជាតិនានាចូលរួមនិងតំណាងរាស្ត្រគណៈបកប្រឆាំងចូលរួមក៏មានការចូលរួមពីអង្គទូតនានាប្រចាំនៅកម្ពុជាដែរចំណែកប្រជាពលរដ្ឋដែលចូលរួមដែរនោះតាមរយៈការសម្ភាសប្រជាពលរដ្ឋមួយចំនួនពួកគេចង់ឃើញអ្នកនយោបាយចរចាគ្នាឡើងវិញដើម្បីបញ្ចប់វិបត្តិប៉ុន្តែគណៈបកកណ្ដាលអំណាចនៅតែរក្សាចំហមិនចរចាគណៈសំណុំរឿងគណៈបកប្រឆាំងតុលាការមិនទាន់បញ្ចប់នៅឡើយសិស្សរៀននៅវិទ្យាល័យអនុវត្តរាជធានីភ្នំពេញកញ្ញានីផាលីបង្ហាញការសប្បាយចិត្តនៅពេលដែលបានឃើញប្រទេសកម្ពុជាមានឯករាជ្យដូចនេះជាងនេះទៅទៀតយុវតីដដែលចង់ឃើញអ្នកនយោបាយខ្មែរឈប់ឆ្លោះគ្នាព្រោះកញ្ញាយល់ថាអ្នកនយោបាយទាស់គ្នានឹងធ្វើឲ្យប្រទេសគ្មានសន្តិភាពចាចង់ឃើញត្រូវរើគ្នាវិញអត់ឆ្លោះគ្នាព្រោះខ្មែរដូចគ្នាខ្លាចថាប៉ះពាល់មានបាតកម្មអីប៉ះពាល់ដល់ប្រទេសជាតិអីចឹងចាព្រះករណាព្រះបាទសម្ដេចនរោត្តមសីហមុនីយាងចូលទិវាខួបឯករាជ្យជាតិលើកទី63ព្រះអង្គយាងសំណេះសំណាលជាមួយនិមឺនសមុខមន្ត្រីនិងក្រុមពលរដ្ឋក្នុងឱកាសនោះព្រះមហាក្សត្រក៏ប្រទានភ្លើងជ័យនៅចំកណ្ដាលវិមានឯករាជ្យអមដោយប្រធានព្រឹទ្ធសភាប្រធានរដ្ឋសភាប្រមុខរដ្ឋាភិបាលនិងសម្ដេចព្រះសង្ឃទាំងពីរគណៈជាទម្លាប់ភ្លើងជ័យត្រូវរក្សាទុករយៈពេល3ថ្ងៃមានន័យថារហូតដល់ល្ងាចថ្ងៃទី11ខែវិច្ឆិកាព្រះមហាក្សត្រនឹងយាងពន្លត់ភ្លើងជ័យនោះខ្ញុំប្រាជ្ញ អាស៊ីសេរីភ្នំពេញតកតងនឹងខួបទី63នៃទិវាឯករាជ្យជាតិនេះដែរលោកនាយករដ្ឋមន្ត្រីហ៊ុនសែនបានសរសេរនៅ Facebook របស់លោកថាបើគ្មានការតស៊ូទាមទារឯករាជ្យរបស់អតីតព្រះមហាក្សត្រខ្មែរសម្ដេចព្រះនរោត្តមសីហនុពីអាណានិគមបារាំងបានទេកម្ពុជានឹងគ្មានឯករាជ្យទេឡើយចំណែកប្រធានស្ដីទីគណៈបកសង្គ្រោះជាតិលោកកឹមសុខាបានសរសេរនៅលើ Facebook របស់លោកដែរថាឯករាជ្យជាតិគឺជាគុណតម្លៃដ៏ឧត្តមឧត្តមសម្រាប់ជាតិសាសន៍នីមួយៗប៉ុន្តែលោកថាជាអកុសលតាមប្រវត្តិសាស្ត្រដោយសារតែមហិច្ឆតារបស់អ្នកនយោបាយដឹកនាំខ្មែរចំនួនខ្លះដើម្បីយកឈ្នះខ្មែរគ្នាឯងនិងដើម្បីអំណាចផ្ទាល់ខ្លួនរបស់ក្រុមឬបកពួកខ្លួនដោយសុខចិត្តទទួលយកឬច្រកក្រោមអំណាចត្រួតត្រាឬអាណានិគមរបស់បរទេសទោះជាមានគ្រោះថ្នាក់ដល់ប្រទេសជាតិនិងប្រជាពលរដ្ឋខ្លួនក៏ដោយគណៈអភិបាលរាជធានីភ្នំពេញប្រកាសថាពង្រៀងចរាចរណ៍លើផ្លូវច្រកចូលរាជធានីភ្នំពេញចំនួន9កន្លែងនៅក្នុងពេលបុណ្យអុំទូកអកអំបុកនិងសំពះព្រះខែចាប់ពីថ្ងៃទី13ដល់ថ្ងៃទី15វិច្ឆិកាដើម្បីកាត់បន្ថយការកកស្ទះចរាចរណ៍សេចក្តីជូនដំណឹងសាលារាជធានីកាលពីថ្ងៃទី9វិច្ឆិកាឲ្យដឹងថាអាជ្ញាធរនឹងហាមឃាត់រថយន្តដឹកទំនិញគ្រប់ប្រភេទនិងរថយន្តដឹកបេតុងចេញចូលភ្នំពេញចាប់ពីថ្ងៃទី12រហូតដល់ថ្ងៃទី16វិច្ឆិការដ្ឋបាលរាជធានីភ្នំពេញណែនាំឲ្យការដ្ឋានសំណង់ទាំងអស់ក៏ត្រូវផ្អាកសកម្មភាពដែរចំពោះរថយន្តឈ្នួលដឹកអ្នកដំណើរនិងម៉ូតូសណ្ដោងរមាក់ក៏ត្រូវហាមឃាត់ដែរចាប់ពីម៉ោង10ព្រឹករហូតដល់ម៉ោង10យប់ក្នុងអំឡុងពេលហាមឃាត់នេះរដ្ឋបាលសាលារាជធានីភ្នំពេញណែនាំឲ្យរថយន្តទាំងអស់ឲ្យវាងផ្លូវចូលក្រុងនិងត្រូវចូលទៅតាមចំណតដែលត្រូវបានកំណត់តាមផ្លូវសំខាន់ៗចាប់ពីផ្លូវជាតិលេខ1ដល់ផ្លូវជាតិលេខ6
រួមទាំងផ្លូវជើងឯកផ្លូវវែងស្រេងនិងផ្លូវអុកញ៉ាមុងរទ្ធីផងគណៈអភិបាលរាជធានីភ្នំពេញកំណត់ថារថយន្តតាមផ្លូវជាតិលេខ1ត្រូវចតនៅត្រឹមវិទ្យាល័យច្បារអំពៅវត្តនិរោធរាំងសីនិងចំណតរថយន្តច្បារអំពៅផ្លូវជាតិលេខ2ត្រូវចតនៅចំណតនឹងបរិវេណវត្តចាក់អង្រែក្រោមផ្លូវ60ម៉ែត្រនិងអនុវិទ្យាល័យចាក់អង្រែលើផ្លូវជាតិលេខ3លេខ4ចតមិនឲ្យហួសស្តុបសាលា North Bridge ផ្លូវជាតិលេខ5ចតនៅសាលាដែកឬឯផ្លូវជាតិលេខ6ចូលចតនៅចំណតព្រែកលៀបនិងជ្រោយចង្វាវត្តគៀនឃ្លាំងនិងសាលាបឋមសិក្សាព្រែកលៀបចំពោះផ្លូវជើងឯកត្រូវចតនៅខាងត្បូងស្ពានមលផ្លូវវិញស្រេងចតនៅមុខសាលាបឋមសិក្សាស្ទឹងមានជ័យនិងផ្លូវអុកញ៉ាមុងរទ្ធីមិនឲ្យចូលហួសផ្លូវគីមអ៊ីលសុងនិងឲ្យចតនៅក្នុងបរិវេណបង្កក់លោកអ្នកនាងជាទីមេត្រីសមត្ថកិច្ចខេត្តសៀមរាបឃាត់ខ្លួនអគ្គនាយករងអាជ្ញាធរអប្សរានិងប្រធានការិយាល័យបរិស្ថាននិងទេសភាពវប្បធម៌ក្រោមបទចោទថាជាប់ពាក់ព័ន្ធនឹងការបញ្ជាកងកម្លាំងឲ្យកាប់រំលំឈើក្រញូងមួយដើមដែលមានអាយុជាង200ឆ្នាំនៅក្នុងតំបន់ឧទ្យានអង្គរធំលោកហងសាវយុទ្ធរាយការណ៍ព័ត៌មាននេះអាជ្ញាធរខេត្តសៀមរាបបានចោទប្រកាន់អគ្គនាយករងអាជ្ញាធរអប្សរាទទួលបន្ទុកគ្រប់គ្រងព្រៃឈើនិងទេសភាពវប្បធម៌លោកឈោថាណាតនិងប្រធានការិយាល័យបរិស្ថានម្នាក់ទៀតលោកជេវផលដែលជាអ្នកបញ្ជាឲ្យកាប់ឈើក្រញូងមួយដើមមានអាយុជាង200ឆ្នាំនោះថាគឺជាការបំផ្លាញសម្បត្តិបេតិកភណ្ឌរបស់ជាតិអភិបាលខេត្តសៀមរាបគឺលោកខឹមប៊ុនសុងលោកមានប្រសាសន៍នៅឯកន្លែងយកឈើក្រញូងមួយដើមទៅប្រគល់ជូនប្រជាពលរដ្ឋនៅភូមិនគរក្រៅវិញនៅរសៀលថ្ងៃពុធទី9ខែវិច្ឆិកាថាប្រមុខរដ្ឋាភិបាលគឺលោកនាយករដ្ឋមន្ត្រីហ៊ុនសែនបានបញ្ជាឲ្យសមត្ថកិច្ចចាប់ខ្លួនអគ្គនាយករងអាជ្ញាធរអប្សរាម្នាក់និងប្រធានការិយាល័យបរិស្ថានរបស់អាជ្ញាធរអប្សរាម្នាក់ទៀតនេះលោកខឹមប៊ុនសុងបញ្ជាក់ថាការចាប់ខ្លួនអ្នកទាំងពីរកាលពីវេលាម៉ោង10ព្រឹករហូតដល់ម៉ោងជាង5រសៀលថ្ងៃដដែលគឺសមត្ថកិច្ចកំពុងសាកសួរអ្នកទាំងពីរនៅស្នងការនគរបាលខេត្តសៀមរាបគាត់ជាអគ្គអាជ្ញាធរអប្សរាជាប្រធានការិយាល័យហើយអ្នកដែលគាត់ប្រើមកកាប់ផ្ទាល់គឺជាកូនចៅនៅក្នុងស្ថាប័នរបស់គាត់គ្រប់គ្រងយើងនិយាយជារួមទៅអ្វីក៏ដោយឲ្យតែចាប់ពី100ឆ្នាំនៅទៅជាបេតិកភណ្ឌដូច្នេះមកគិតតាំងពីអ្វីទាំងអស់នេះគឺសុទ្ធតែបានបំផ្លាញបេតិកភណ្ឌណាព្រោះឈើនេះរាប់100ឆ្នាំជាឈើដែលយើងត្រូវរក្សាទុកហើយជាឈើដែលមានតម្លៃជាឈើដែលប្រជាពលរដ្ឋកំពុងតែមានជំនឿបន់ស្រន់រាល់ពេលវេលានេះប៉ះពាល់សម្រាប់ណាស់ដល់សម្បត្តិបេតិកភណ្ឌបើយើងចង់និយាយចឹងចុះចាប់តាំងតែពីថ្ងៃទី5ខែវិច្ឆិកាមន្ត្រីអាជ្ញាធរអប្សរាបានបញ្ជាឲ្យកម្លាំងក្រោមអាវ៉ាតរំលំដើមក្រញូងនោះដោយសំអាងថាមានជនខិលខូចលួចជិតដាច់ទៅហើយបន្ទាប់ពីក្រុមអាជ្ញាធរអប្សរាបានទៅកាប់រំលំដើមក្រញូងមួយដើមធំមានមុខកាត់9តឹកនិងកម្ពស់15ម៉ែត្រនោះមកគឺផ្នែករដ្ឋបាលព្រៃឈើបានយកទៅរក្សាទុកក៏ប៉ុន្តែកាលពីរសៀលថ្ងៃទី9ខែវិច្ឆិកាអាជ្ញាធរខេត្តសៀមរាបនិងខណ្ឌរដ្ឋបាលព្រៃឈើបានដឹកជញ្ជូនដើមក្រញូងនោះមកប្រគល់ជូនប្រជាពលរដ្ឋនៅភូមិនគរក្រៅវិញហើយព្រះសង្ឃនិងប្រជាពលរដ្ឋនៅភូមិនគរក្រៅជាង100នាក់បាននាំគ្នាចោមរំមើលឈើក្រញូងដែលពួកគេគោរពយ៉ាងខ្លាំងនោះដោយសេចក្តីត្រេកអរស្ត្រីចំណាស់អាយុជាង60ឆ្នាំជាអ្នកភូមិនគរក្រៅគឺអ្នកស្រីគ្រាឡំមានប្រសាសន៍ថារូបគាត់តាំងពីកើតមកឃើញក្រញូងមួយដើមនេះទៅហើយរូបគាត់ក៏ដូចជាអ្នកភូមិតែងនាំគ្នាទៅបន់ស្រន់នៅដើមក្រញូងនោះក៏ប៉ុន្តែពេលនេះវាគួរឲ្យស្ដាយពីព្រោះវាត្រូវគេកាប់ទៅហើយខ្ញុំគោរពពេលថ្ងៃសិលថ្ងៃអុយទៅក៏ខ្ញុំដើរទៅគោរពវាអុយដើមក្រញូងនេះយូរណាស់ហើយខ្ញុំកើតមកឃើញតែផ្នែកឯងនឹងខ្ញុំអាយុចូលចង់ចិត្តហើយចង់ចាប់ចេះខ្ញុំស្ដាយសោកស្ដាយចង់យំអត់ចាញ់នឹកស្នោដើមឈើធាត់ចិត្តហើយស្ដាយធាត់ចិត្តដែលគេកាត់ចាអាជ្ញាធរខេត្តសៀមរាបបង្ហើបឲ្យដឹងថាមិនមែនត្រឹមតែអគ្គនាយករងអាជ្ញាធរអប្សរានិងប្រធានការិយាល័យបរិស្ថាននិងទេសភាពវប្បធម៌2នាក់ប៉ុណ្ណោះទេដែលត្រូវចាប់ខ្លួនដោយសារតែការកាប់ឈើក្រញូងអាយុជាង200ឆ្នាំនៅឧទ្យានអង្គរធំនោះគឺអាជ្ញាធរកំពុងស៊ើបរកមុខអ្នកពាក់ព័ន្ធមួយចំនួនផ្សេងទៀតខ្ញុំហងសាវយុទ្ធអាស៊ីសេរីរាយការណ៍ពីខេត្តសៀមរាបអាជ្ញាធរនឹងលើកយកឈើក្រញូងដែលមានអាយុកាលជាង200ឆ្នាំដែលទៅត្រូវបានគេលួចកាប់កាលពីចុងសប្តាហ៍មុនទៅតម្កល់ទុកនៅក្នុងវត្តមួយខេត្តសៀមរាបបដិជគុណបុត្របន្ទិញដែលតាមដានករណីឈើក្រញូងនេះបានសរសេរនៅលើទំព័រ Facebook របស់ព្រះអង្គថាកំណាត់ឈើក្រញូងទាំងអស់នេះត្រូវបានគេបញ្ជូនត្រឡប់ទៅវត្តដំរីសានជ័យក្នុងបរិវេណឧទ្យានអង្គរធំវិញកាលពីយប់មិញព្រះអង្គស្នើឲ្យពុទ្ធបរិស័ទចំណុះជើងវត្តដំរីសានជ័យត្រៀមខ្លួនទទួលឈើនិងបន្តរក្សាទុកជាទ្រព្យសម្បត្តិរបស់វត្តនិងទុកឆ្លាក់ជាព្រះបដិមាសម្រាប់បូជាផ្នែកសាសនា
លោកអ្នកនាងកញ្ញាកំពុងស្ដាប់កម្មវិធីផ្សាយរបស់ Vuthu Azisari ពីរដ្ឋធានី Washington จากក្រមសហជីពអ្នកជំនាញសេដ្ឋកិច្ចនិងអង្គការអន្តរជាតិខាងការងារស្នើរដ្ឋាភិបាលអនុវត្តច្បាប់សហជីពដោយតម្លាភាពដើម្បីធានាដល់និរន្តរភាពវិស័យកាត់ដេរនៅកម្ពុជាស្ថាប័នអន្តរRFA Channel 3. You're listening to Radio Free Asia. The following program is in Khmer. Nǐ chi càm bi tiệp xáy Vuthu Azizi Serai. នេះជាកម្មវិធីផ្សាយរបស់ Vuthu Azisari ជាភាសាខ្មែរ Vuthu Azisari សូមស្វាគមន៍លោកអ្នកនាងទាំងអស់ពីរដ្ឋធានី Washington នៃសហរដ្ឋអាមេរិកចាប់ពីរដ្ឋធានី Washington នាងខ្ញុំម៉ៅសុធានីសូមជម្រាបសួរលោកអ្នកស្ដាប់ទាំងអស់ជាទីមេត្រីខ្ញុំបាទហេងសកលក៏សូមជម្រាបសួរលោកអ្នកនាងជាទីគោរពរាប់អានចាយើងខ្ញុំសូមជូនកម្មវិធីផ្សាយសម្រាប់ព្រឹកថ្ងៃប្រហ័ស11កើតខែកដិកឆ្នាំវកអត្តស័កពុទ្ធសករាជ2560ហើយដល់ត្រូវនឹងថ្ងៃទី10ខែវិច្ឆិកាគ្រិស្តសករាជ2016ជាដំបូងនេះសូមអញ្ជើញលោកអ្នកនាងស្ដាប់ព័ត៌មានប្រចាំថ្ងៃមេដឹកនាំគណៈបកធំទាំងពីរសង្ឃឹមថាកម្ពុជានឹងមានទំនាក់ទំនងល្អជាមួយប្រធានាធិបតីសហរដ្ឋអាមេរិកថ្មីលោក Donald Trump លោកហ៊ុនសែនសរសើរអតីតព្រះមហាក្សត្រដែលទាមទារឯករាជ្យពីអាណានិគមបារាំងពលរដ្ឋក្នុងស្រុកស្នួលខេត្តត្រចេះជាង800នាក់តវ៉ាបញ្ហាក្រុមហ៊ុនវៀតណាមបិទស្ពានមិនឲ្យពលរដ្ឋដឹកកសិផលវៀតណាមនៅតែបន្តជួលដីខ្មែរនៅតាមខ្សែបន្ទាត់ព្រំដែនក្នុងខេត្តតាកែវរួមនឹងព័ត៌មានផ្សេងៗមួយចំនួនទៀតជាបន្តទៅទៀតនេះខ្ញុំបាទហេងសកលសូមជូនព័ត៌មានពិស្ដាអ្នកនយោបាយនិងសង្គមស៊ីវិលគាំទ្រលទ្ធផលបោះឆ្នោតរបស់សហរដ្ឋអាមេរិកដោយយល់ឃើញថាការបោះឆ្នោតនេះមានសេរីត្រឹមត្រូវនិងយុត្តិធម៌ដែលជាលទ្ធផលឆ្លុះបញ្ចាំងពីឆន្ទៈរបស់ពលរដ្ឋផ្ទាល់គណៈបកកណ្ដាលអំណាចនិងគណៈបកប្រឆាំងបានត្រៀមខ្លួនដូចគ្នាដើម្បីពង្រឹងទំនាក់ទំនងល្អជាមួយប្រធានាធិបតីថ្មីគឺលោក Donald Trump មកពីគណៈបកសាធារណរដ្ឋពីរដ្ឋធានី Washington លោកសេចបណ្ឌិតរាយការណ៍ព័ត៌មាននេះភ្លាមនៅក្រៅការប្រកាសលទ្ធផលឆ្នោតនៅសហរដ្ឋអាមេរិកកាលពីថ្ងៃពុធម្សិលមិញអ្នកនយោបាយខ្មែរបានសរសេរសារលិខិតព្រមគ្នាស្វាគមន៍លោក Donald Trump មកពីខាងគណៈបកសាធារណរដ្ឋដែលឈ្នះគូប្រកួតរបស់ខ្លួនគឺអ្នកស្រី Hillary Clinton មកពីខាងគណៈបកប្រជាធិបតេយ្យលោកសំរងស៊ីមេដឹកនាំគណៈបកសង្គ្រោះជាតិដែលកំពុងរស់នៅនៃប្រទេសខ្លួនក្រៅប្រទេសបានសម្ដែងការគាំទ្រប្រធានាធិបតីថ្មីទី45របស់សហរដ្ឋអាមេរិកគឺលោក Donald Trump លោកសំរងស៊ីបានសរសេរនៅលើបណ្ដាញសង្គម Facebook របស់លោកនិងបានផ្ដល់បទសម្ភាសន៍ជាមួយអាស៊ីសេរីកាលពីយប់មិញថាលទ្ធផលនៃការបោះឆ្នោតក្នុងសហរដ្ឋអាមេរិកនៅតែបន្តលើកកម្ពស់សិទ្ធិមនុស្សជាសកលលទ្ធិប្រជាធិបតេយ្យយុត្តិធម៌ជាពិសេសមានការផ្លាស់ប្ដូរមេដឹកនាំថ្មីគេមិនដែលឲ្យគណៈបកណាអិសរជនណាប្រជានាធិបតីណាកាន់អំណាចលើសពី2អាណត្តិទេដូច្នេះនៅប្រទេសកម្ពុជាបើមាននរណាខ្លះថាគោរពកោតសរសើរលទ្ធិប្រជាធិបតេយ្យនៅសហរដ្ឋអាមេរិកគួរណាស់យកគំរូតាមការកំណត់អាណត្តិមិនឲ្យលើសពី2អាណត្តិមិនមែនដូចនៅប្រទេសកម្ពុជានាយករដ្ឋមន្ត្រីកាន់អាណត្តិកាន់តំណែង6 7អាណត្តិនឹងជាជនផ្ដាច់ការហើយនៅសហរដ្ឋអាមេរិកมันអាចមានជនផ្ដាច់ការបានទេពីព្រោះគេដឹកនាំប្រទេសមិនមែនអាស្រ័យលើបុគ្គលទេគឺគេមានប្រព័ន្ធគ្រប់គ្រងប្រទេសផ្អែកលើស្ថាប័នឯករាជ្យលោកសំរងស៊ីជឿជាក់ថាជំហរនិងគោលនយោបាយរបស់សហរដ្ឋអាមេរិកនឹងគ្មានអ្វីផ្លាស់ប្ដូរនោះទេចំពោះប្រទេសកម្ពុជាដែលជាប្រទេសកំពុងទទួលរងការឈឺចាប់ពីការធ្លាក់ចុះយ៉ាងខ្លាំងនៃការគោរពសិទ្ធិមនុស្សនិងលទ្ធិប្រជាធិបតេយ្យ
លោកនាយករដ្ឋមន្ត្រីហ៊ុនសែនក្នុងនាមជារដ្ឋាភិបាលនិងប្រជាជនកម្ពុជាក៏បានផ្ញើសារលិខិតអបអរសាទរដល់ជ័យជំនះរបស់លោកដូណាល់ត្រាំនិងបានជូនពរឲ្យប្រធានាធិបតីថ្មីបំពេញបេសកកម្មនិងការទទួលខុសត្រូវខ្ពស់ចំណែកក្រុមអ្នកតាមដានស្ថានភាពនយោបាយវិញក៏បានគាំទ្រលទ្ធផលឆ្នោតនៅសហរដ្ឋអាមេរិកដែរដោយចាត់ទុកការបោះឆ្នោតនោះធ្វើឡើងដោយត្រឹមត្រូវយុត្តិធម៌និងគ្មានការគំរាមកំហែងបំផិតបំភ័យឬបង្កការលំបាកណាមួយដល់អ្នកចូលរួមបោះឆ្នោតនោះឡើយជាពិសេសគេក៏សម្គាល់ឃើញទៀតថានៅក្រៅដឹងលទ្ធផលឈ្នះឆ្នោតហើយនោះមេដឹកនាំនយោបាយធំគេចាប់ដៃរួមគ្នាធ្វើការដើម្បីជាប្រយោជន៍ប្រទេសជាតិខ្លួននិងពិភពលោកទាំងមូលដោយទុករឿងរ៉ាវប្រឈមមុខដាក់គ្នាកាលពីពេលឃោសនារកការគាំទ្រមុនការបោះឆ្នោតនោះដោយឡែកអ្នកសិក្សាស្រាវជ្រាវនិងអភិវឌ្ឍសង្គមលោកបណ្ឌិតមាសនេះមានប្រសាសន៍ថាទន្ទឹមនឹងការអបអរសាទរលោកក៏ចង់ឃើញការបោះឆ្នោតនៅកម្ពុជានាពេលខាងមុខមានទស្សនវិជ្ជាដូចនៅសហរដ្ឋអាមេរិកដែរលោកបន្តថានៅកម្ពុជាឲ្យតែជិតដល់ពេលបោះឆ្នោតម្ដងប្រជាពលរដ្ឋតែងតែទទួលបានស្ទើរគ្រប់រសជាតិទាំងការភ័យខ្លាចជាប់គុកសម្លុតការគំរាមកំហែងគ្រប់រូបភាពដែលជាការយកឈ្នះចាញ់បែបហិង្សានិងខុសពីគោលការណ៍លទ្ធិប្រជាធិបតេយ្យដូចជាយើងឃើញពីមុនតែងតែមានការចល័តទ័ពឬក៏រត់ក្រោះទាហានបាទខ្ញុំសង្ឃឹមថានៅក្នុងការបោះឆ្នោត2017-2018នេះប្រហែលជារត់ក្រោះអីត្រូវជួសជុលឲ្យហើយពីឥឡូវទៅហើយយកទៅទុកឲ្យស្រួលទៅហើយទាហានក្នុងការចល័តទាហានអីអាចរុះរើទីតាំងអីរុះរើឲ្យហើយទៅកុំនាំធ្វើនៅក្នុងពេលបោះឆ្នោតអីព្រោះអីវាផ្ដល់ឲ្យមានការភ័យខ្លាចសម្រាប់ពលរដ្ឋជុំវិញលទ្ធផលបោះឆ្នោតរបស់សហរដ្ឋអាមេរិកនេះដែរប្រធានអង្គការវេទិកាអនាគតលោកអូវីរៈសង្កេតឃើញដែរថាការបោះឆ្នោតនៅសហរដ្ឋអាមេរិកគឺគេធ្វើឡើងដោយបើកចំហនិងមានស្ថាប័នឯករាជ្យជាច្រើនដែលធានាដល់ការបោះឆ្នោតនោះឲ្យប្រព្រឹត្តទៅដោយសេរីយុត្តិធម៌ដោយពុំមានការព្រួយបារម្ភឡើយប្រទេសកម្ពុជាគឺមានការព្រួយបារម្ភតែបើសិនគណៈបកនេះឈ្នះទៅតើគេនឹងបោះបង់អំណាចអត់តើយោធានឹងគ្រប់គ្រងអត់ឬមួយក៏តុលាការនឹងគិតមិនអីមិនគឺអត់ទេនៅស្រុកគេអត់មានជឿនបត់ហ្នឹងទេអ្នកនាំពាក្យស្ថានទូតសហរដ្ឋអាមេរិកប្រចាំនៅកម្ពុជាលោក Jeremy បានថ្លែងទៅកាន់អ្នកសារព័ត៌មានកាលពីថ្ងៃពុធថាទំនាក់ទំនងរវាងកម្ពុជានិងសហរដ្ឋអាមេរិកនៅតែរឹងមាំដដែលបើទោះបីជាអ្នកណាឡើងធ្វើជាប្រធានាធិបតីក៏ដោយចុះខ្ញុំសេកបណ្ឌិតវិទ្យុអាស៊ីសេរីពីរដ្ឋធានី Washington លោកអ្នកនាងជាទីមេត្រីព្រះមហាក្សត្រសម្ដេចព្រះនរោត្តមសីហមុនីយាងចូលជាព្រះរាជអធិបតីក្នុងទិវាប្រារព្ធខួបឯករាជ្យជាតិ9វិច្ឆិកានៅវិមានឯករាជ្យរាជធានីភ្នំពេញកាលពីថ្ងៃពុធម្សិលមិញអ្នកនយោបាយមកពីគណៈបកប្រឆាំងយល់ថាបើទោះបីកម្ពុជាមានឯករាជ្យក្តីប៉ុន្តែអ្នកនយោបាយខ្មែរសប្តាហ៍ថ្ងៃមិនទាន់មានឯកភាពគ្នានៅឡើយទេសូមស្ដាប់សេចក្តីរាយការណ៍របស់លោកប្រាជៀវខួបលើកទី63ដែលកម្ពុជាទទួលបានឯករាជ្យពីបារាំងត្រូវបានរៀបចំឡើងយ៉ាងអធិកអធមក្រោមព្រះរាជអធិបតីភាពរបស់ព្រះមហាក្សត្រព្រះបាទសម្ដេចនរោត្តមសីហមុនីប្រធានព្រឹទ្ធសភាប្រធានរដ្ឋសភាប្រមុខរដ្ឋាភិបាលនិងមន្ត្រីរាជការគ្រប់ស្ថាប័នព្រមទាំងប្រជាពលរដ្ឋក្រុមភ្លេងតបត្រែក៏បានបន្លឺសំឡេងឡើងខ្ទរពេញបរិវេណវិមានឯករាជ្យនៅពេលដែលព្រះមហាក្សត្រនិងគណៈប្រតិភូយាងនឹងអញ្ជើញមកដល់វិមានឯករាជ្យអ្នកចូលរួមកាន់ផ្កាកាន់បដាពាក្យស្លោកព្រះឆាយាល័ក្ខណ៍ព្រះមហាក្សត្រនិងព្រះសកម្មភាពរបស់សម្ដេចព្រះនរោត្តមសីហនុដែលទ្រង់ទាមទារឯករាជ្យពីបារាំងប្រធានគណៈកម្មការជាតិរៀបចំការបោះឆ្នោតហៅកាត់ថាកោជបលោកសេកប៊ុនហុកឲ្យដឹងថាលោកបានរៀបចំឲ្យថ្នាក់ដឹកនាំកោជបមកចូលរួមដោយលោកបញ្ជាក់ថាបើខ្មែរភ្លេចថ្ងៃបុណ្យឯករាជ្យឬភ្លេចសម្ដេចសីហនុមិនមែនជាខ្មែរទេចឹងហើយបានអមរៀបចំរហូតដល់ថ្នាក់ដឹកនាំទាំងអស់របស់កោជបត្រូវតែមកចូលរួមគឺចាត់ទុកជាបុណ្យរបស់ជាតិយើងគឺអត់ត្រូវភ្លេចទេហើយជាពិសេសបើយើងភ្លេចគុណូបការៈរបស់បបីតាហ្នឹងអាហ្នឹងគឺមិនខ្មែរទេជាការកត់សម្គាល់ក្នុងពេលប្រពៃពិធីលោកនាយករដ្ឋមន្ត្រីហ៊ុនសែនបានចូលជជែកជាមួយតំណាងរាជគណៈបកសង្គ្រោះជាតិដូចជាលោកយ៉ែមពេញរិទ្ធនិងលោកអេងឆៃអៀងដោយទឹកមុខញញឹមធម្មតានៅពេលប្រពៃពិធីលោកហ៊ុនសែនមិនបានថ្លែងអ្វីនោះទេប៉ុន្តែលោកបានសរសេរនៅលើទំព័រ Facebook របស់លោកដោយលោកនិយាយថាបើគ្មានការតស៊ូទាមទារឯករាជ្យពីព្រះបិតាអតីតព្រះមហាក្សត្រខ្មែរសម្ដេចព្រះនរោត្តមសីហនុពីអាណានិគមបារាំងទេកម្ពុជាគ្មានឯករាជ្យឡើយចំណែកប្រធានស្ដីទីគណៈបកសង្គ្រោះជាតិលោកកឹមសុខាសរសេរនៅលើ Facebook
របស់លោកដែរថាឯករាជ្យជាតិគឺជាគុណតម្លៃដ៏ដងឧត្តមសម្រាប់ជាតិសាសន៍នីមួយៗប៉ុន្តែលោកថាជាអកុសលតាមប្រវត្តិសាស្ត្រដោយសារតែមហិច្ឆតារបស់អ្នកនយោបាយអ្នកដឹកនាំខ្មែរចំនួនខ្លះដើម្បីជ័យជំនះខ្មែរគ្នាឯងដើម្បីអំណាចផ្ទាល់ខ្លួនឬក្រុម